ចង្វាក់បេះដូងទីរោគមិនស្ថិតស្ថេរបង្កើនការផ្គត់ផ្គង់អុកស៊ីសែនប្រឹងទៀតលៀងជាឯងពិតជាមានផ្ទៃពោះជាមួយឯងពិតជាគ្មានខ្មាស់អៀនសោះប៉ានាងប្រកាសជាធ្វើវានៅយប់នោះនាងស្រវឹងហើយមិនបានត្រឡប់មកផ្ទះវិញពេញមួយយប់មិនបានត្រឡប់មកផ្ទះវិញពេញមួយយប់នាងពិតជាមិនសមរម្យចុះបើវាប៉ះពាល់ដល់អាពាហ៍ពិពាហ៍របស់ខ្ញុំនៅពេលអនាគតកូនស្រីអុកតញោកុំចាត់ទីរោគក្នុងផ្ទៃឯងព្រាមទៅកាលនោះឯងលួចលាក់ពីក្រោយខ្នងម៉ាក់ខ្ញុំហើយសម្រាលកូននេះនៅខាងក្រៅបើឯងបង្ខំនាងឲ្យរំលូតកូនខ្ញុំនឹងវាយចេញទៅគ្រូសាលីនលែងមានកូនស្រីដូចឯងទៀតហើយល្អណាស់ដូចបំណងខ្ញុំពួកគេជាកូនភ្លោះប្រុសស្រីពួកគេមើលទៅដូចឯងណាស់ដូចឯងពួកគេទាំងពីរមានសក់នៅលើកញ្ចឹងប្រធានាធិបតីភីសូមរងចាំទស្សនាភាពបន្តបើល្អមើលសូមជួយ follow ម្នាក់មួយផងតើការងារដែលខ្ញុំឲ្យអញស៊ើបអង្កេតយ៉ាងម៉េចហើយស្ត្រីនៅយប់នោះអញរកនាងមិនទាន់ឃើញទៀតទេគីលានុបដ្ឋាយិកាកូនភ្លោះរបស់ខ្ញុំនៅឯណាសូមទោសកូនទាំងពីរមានពិការភាពពីកំណើតពួកគេឈប់ដកដង្ហើមបន្ទាប់ពីយំ2 ដងទាំងនេះជាកូនទាំងពីរពួកគេត្រូវបានបញ្ជូនមកហើយខ្ញុំអាចយកលុយបានហើយឬនៅសូមប្រយ័ត្នសូមអញ្ជើញមកម្ដងទៀតនៅពេលក្រោយហេអ្នកគ្រប់គ្រងហាងរងចាំបន្តិចខ្ញុំជាអ្នកលក់ដាច់បំផុតម្ដងទៀតនៅខែនេះខ្ញុំឆ្ងល់ថាប្រាក់រង្វាន់80,000 យន់ពីពាក់កណ្ដាលឆ្នាំដំបូងអាចបងឲ្យខ្ញុំមុនបានទេការទូទាត់គឺល្អបាទហឹមឯងពេលណាឯងនឹងរៀបការជាមួយខ្ញុំនឹងដោះស្រាយវាឲ្យឯងនៅពេលឯងរៀបការជាមួយខ្ញុំអាចរៀបការជាមួយឯងបានប៉ុន្តែខ្ញុំមិនដឹងថាប្តីរបស់ខ្ញុំនឹងយល់ព្រមឬអត់ទេអ្វីឯងមានប្តីតើខ្ញុំនឹងរកប្តីនៅឯណាប្រធានាធិបតីភីទាំងនេះជាខិតបានដែលមេក្មេងបានបិទពេញទីក្រុងរង្វាន់500,000 យន់សម្រាប់ម្ដាយភីវីយូស្បែកឯងរមាស់ទៀតហើយឬឯងកំពុងរកការវាដ៏មែនទេបញ្ហាដែលអាចដោះស្រាយបានដោយលុយមិនមែនជាបញ្ហាទេមើលខ្លួនឯងទៅឯងអាយុ30ឆ្នាំហើយនៅតែមិនទាន់រៀបការវាធ្វើឲ្យបងស្រីខ្ញុំនិងខ្ញុំនៅវ័យក្មេងបែបនេះមិនអាចងើបមុខរួចនៅក្នុងសាលាមត្តេយ្យឡភីវីយូប្រាក់ឧបត្ថម្ភប្រចាំខែរបស់ឯងអស់ទៀតហើយបើឯងមិនផ្ដល់ក្តីស្រឡាញ់ច្រើនដល់ខ្ញុំនោះឯងត្រូវតែផ្ដល់លុយច្រើនដល់ខ្ញុំឯងមិនបានអ្វីទាំងអស់ខ្ញុំគ្មានឪពុកដូចឯងទេបងប្រុសរងចាំខ្ញុំផងឯងនៅឈរធ្វើអីទិញតាមពួកគេទៅទិញដេញឯងចង់បានតែកូនស្រីហើយមិនចង់បានកូនប្រុសទៀតទេមែនទេដេញតាមពួកគេឲ្យខ្ញុំឈប់រត់ទៅអាហាហេឯងពិតជាហ៊ានណាស់ឈប់នៅទីនោះភ្លាមបើឯងរត់ទៀតខ្ញុំនឹងហៅប៉ូលីសហើយឯងកំពុងចាប់ជំរិតក្មេងនៅពេលថ្ងៃត្រង់មែនទេម៉ាក់ប៉ាយើងទីបំផុតបានរកឃើញម៉ាក់ហើយប៉ាសូមទោសផងនោះវាជាការយល់ច្រឡំដូចពាក្យចាស់ពោលថាគ្មានមិត្តភាពដោយគ្មានការប្រយុទ្ធម៉ាក់មនុស្សធំក្នុងគ្រួសារខ្ញុំមិនទាន់ពេញវ័យទេខ្ញុំនឹងផឹកមួយកែវជាការដាក់ទណ្ឌកម្មខ្លួនឯងហេតុអ្វីបានជាឯងហៅខ្ញុំថាម៉ាក់ខ្ញុំយល់សប្តិនៅពេលយប់ថាម៉ាក់មើលទៅដូចនេះខ្ញុំយល់សប្តិដូចបងប្រុសខ្ញុំដែរយើងជាកូនភ្លោះធ្លាប់ខ្ញុំក៏មានកូនភ្លោះមួយគូដែរគីលានុបដ្ឋាយិកាកូនភ្លោះរបស់ខ្ញុំនៅឯណាសូមទោសកូនទាំងពីរមានពិការភាពពីកំណើតពួកគេឈប់ដកដង្ហើមបន្ទាប់ពីយំ2 ដងម៉ាក់អាយុប៉ុន្មានហើយតើឯងចង់រៀបការជាមួយបុរសបែបណាភីវីយូពេលក្មេងកំពុងនិយាយមនុស្សធំមិនគួររំខានទេម៉ាក់តើឯងគិតយ៉ាងណាអំពីបុរសនេះកម្ពស់180 ខំមានអត្តសញ្ញាណប័ណ្ណមូលដ្ឋានមានការងារសមរម្យលែងលះគ្នាមានកូន2 នាក់គ្មានស្ត្រីនៅជុំវិញគាត់អស់ជាច្រើនឆ្នាំនេះមិនមែនជាប៉ារបស់ឯងទេភីវីយូឯងកំពុងរកការវាយដំទៀតហើយឬហេសុភាពបុរស5 មាត់មិនមែនដៃទេតើនេះជារបៀបដែលឯងអប់រំកូនមែនទេម៉ាក់ប៉ាកំពុងតែនិយាយលេងទេគាត់មិនដែលវាយយើងទេតើឯងមានសិទ្ធិអ្វីមកពិភាក្សាទស្សនវិជ្ជាអប់រំជាមួយខ្ញុំតើឯងធ្លាប់មានកូនទេវីយូវ៉លហ្វតោះទៅហេ
តើឯងចង់រៀបការជាមួយខ្ញុំទេពិធីនោះខ្ញុំនឹងមានកូនមែនទេហើយជាខ្ញុំបានប្រកាសអន្ទានរបស់ខ្ញុំអស់ហើយសម្រាប់ឯងទិញសម្លៀកបំពាក់និងស្បែកជើងឲ្យឯងហើយអ្វីបានជាឯងភ្លុកខ្ញុំសូមទោសខ្ញុំនឹងដោះស្រាយកិច្ចការផ្ទាល់ខ្លួនខ្លះតោះទៅហឹមនាងប្រែជាអ្នកជីកមាសតោះទៅតោះត្រឡប់ទៅអង្គុយវិញជាខ្ញុំទីបំផុតបានរកឃើញឯងហើយគ្រប់គ្រាន់ហើយឈប់សម្ដែងទៅយើងទៅតែស្គាល់គ្នា3ថ្ងៃកុំធ្វើដូចជាឯងស្រឡាញ់ខ្ញុំរាប់ម៉ឺនឆ្នាំឯងមានប្រពន្ធហើយនៅតែលួចលាក់ជាមួយខ្ញុំនៅលើ WeChat ចុះហេតុអ្វីឯងនៅតែប្រើកាតអន្ទានរបស់ខ្ញុំដើម្បីដាក់ទុនកម្មឯងអំណោយទាំងនោះខ្ញុំបានផ្ញើទៅប្រពន្ធឯងរួចហើយអូចាប់ពីពេលនេះទៅបើឯងរំខានខ្ញុំទៀតប្រយ័ត្នខ្ញុំនឹងមិនសុភាពទេអញ្ចឹងតើការពិចារណារបស់ឯងយ៉ាងម៉េចហើយអំពីអាពាហ៍ពិពាហ៍វីវយកបងស្រីឯងហើយទៅទិញការ៉េមការរៀបការគឺល្អប៉ុន្តែសូមឲ្យខ្ញុំបញ្ជាក់រឿងមួយជាមុនសិនខ្ញុំគ្មានលុយច្រើនទេមើលទៅអ្វីដែលឯងស្លៀកពាក់ឯងមិនមើលទៅដូចជាអ្នកគ្មានលុយទេនេះជាឯកសណ្ឋានក្រុមហ៊ុនតាមពិតខ្ញុំជាអ្នកបើកបរឲ្យនាយកប្រតិបត្តិប្រាក់ចំណូលប្រចាំខែប្រហែល8ទៅ9000 8ទៅ9000នោះខ្ពស់ជាងខ្ញុំច្រើនណាស់វាមិនមែន8ទៅ9000ទេវាពី8យន្តទៅ9000ខ្ញុំមិនស្ថិតស្ថេរទេដូច្នេះប្រាក់ចំណូលរបស់ខ្ញុំកាលពីខែមុនគឺត្រឹមតែ3500ប៉ុណ្ណោះអញ្ចឹងប្រាក់ចំណូលនោះពិតជាសមរម្យណាស់តើឯងមានផ្ទះទេខ្ញុំមាននៅយាយឯ Mansion ប៉ុន្តែវាជាផ្ទះតូចចាស់និងបាក់បែកប្លង់តូចបំផុតវាមិនអាចទៅរួចទេសម្រាប់មនុស្ស4នាក់រស់នៅទីនោះយាយឯ Mansion នោះមិនមែនជាលំនៅឋានក្នុងតំបន់សាលារៀននៅកណ្ដាលទីក្រុងទេ100,000ក្នុង1ម៉ែត្រការ៉េសំបីតែតូចបំផុតក៏200ម៉ែត្រការ៉េដែរឯងកំពុងនិយាយថាឯងជាអ្នកបើកបររបស់នាយកប្រតិបត្តិសំបីតែនាយកប្រតិបត្តិក៏មិនអាចរកបានច្រើនបែបនេះដែរមែនទេដោយសារយើងបានមកដល់ចំណុចនេះហើយខ្ញុំនឹងមិនលាក់បាំងពីឯងទៀតទេខ្ញុំគ្មានផ្ទះតតែសោះហើយខ្ញុំមានចំណុចខ្វះខាតធំមួយខ្ញុំចូលចិត្តអួតចៃដន្យអីខ្ញុំក៏ចូលចិត្តអួតដែរខ្ញុំធ្វើការផ្នែកលក់ខ្ញុំប្រាប់ឯងថាតាមពិតការក្រីក្រមិនគួរឲ្យខ្លាចទេយើងគ្រាន់តែមិនអាចក្រីក្រខាងស្មារតីថ្ងៃណាមួយយើងនឹងអាចសម្រេចបានរាល់អ្វីដែលយើងបានអួតអាហាសូមឲ្យខ្ញុំប្រាប់ឯងអំពីលក្ខខណ្ឌរបស់ខ្ញុំផងដែរខ្ញុំធ្វើការជាអ្នកលក់នៅក្នុងហាងស្បែកជើងរៀងរាល់ខែខ្ញុំមានប្រាក់ខែគោ3000ពេលខ្លះនៅពេលខ្ញុំធ្វើបានល្អខ្ញុំទទួលបាន1ម៉ោះសូមរងចាំទស្សនាភាពបន្តបើល្អមើលសូមជួយ follow ម្នាក់មួយផងបើឯងមិនរៀបការជាមួយម៉ាក់ខ្ញុំនឹងដុំអាហារខ្ញុំនឹងមិនផឹកទឹកដោះគោទៀតទេខ្ញុំនឹងធ្វើឲ្យខ្លួនឯងស្លាប់ដោយការអត់ឃ្លានផឹកឬមិនផឹកអាស្រ័យលើឯងមេដោះចាងពេញចិត្តហើយឬនៅហើយខ្ញុំគ្រាន់តែមិនយល់តើឯងស្គាល់ស្ត្រីនោះច្បាស់ណាស់ឬតើឯងភ្លេចហើយឬនៅមេដោះដែលឯងមានកាលពីក្មេងបានដាក់ថ្នាំងមួយគេងក្នុងទឹកដោះគោរបស់ឯងហើយចាប់ចម្រិតឯងទាំងពីរនាក់នាងបានសុំលុយពីប៉ាបើមានរឿងបែបនោះកើតឡើងទៀតតើនឹងយ៉ាងម៉េចកូនស្រីមានរឿងអីប៉ាធ្វើឲ្យឯងភ័យខ្លាចមែនទេសុំទោសខ្ញុំឃ្លានខ្ញុំចង់បានទឹកដោះគោផឹកទៅកូនមានទឹកដោះគោនៅទីនេះខ្ញុំមិនផឹកទេបងប្រុសនិយាយថាបើឯងមិនរៀបការជាមួយម៉ាក់ខ្ញុំមិនអាចផឹកទឹកដោះគោបានទេភីវីវឯងកំពុងញុះញង់បងស្រីឯងទៀតហើយភីឯងជ្រើសរើសទៅតើឯងចង់បានកូនស្រីឯងឬមោទនភាពដែលគ្មានប្រយោជន៍របស់ឯងល្អខ្ញុំនឹងរៀបការយកព្រមទេប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយឯងមិនអាចប្រាប់នាងថាប៉ាមានលុយច្រើនទេខ្ញុំត្រូវតែបញ្ជាក់ជាមុនសិនថាតើនាងស្មោះត្រង់ចំពោះឯងឬអត់ចូលព្រមក្មេងប្រុសតូចបងប្រុសតើយើងនឹងធ្វើពុតជាក្រីក្រមែនទេខ្ញុំនៅតែមានប្រាក់ឧបត្ថម្ភរាប់លានដើម្បីទិញត្បូងធំឲ្យម៉ាក់ឯងល្ងងណាស់តើប្រាក់រាប់លានរបស់យើងរាប់ជាលុយទេយើងនឹងគូបកងពួកគេជាមុនសិនពិធីនោះលុយរបស់ប៉ាទាំងអស់នឹងក្លាយជារបស់ម៉ាក់ហឹមឯងជាអ្នកណាខ្ញុំគឺ P Dation តើ P Dation ជាអ្នកណាប្តីរបស់ហែងរក្សាទុកលេខរបស់ខ្ញុំមិនអាចទេបុរសអ្នកមានបំផុតនៅឡងចេញដើម្បីជាប្រយោជន៍ដល់កូន2នាក់គ្រាន់តែបោះខ្លួនឯងចូលបែបនេះវាក៏ជាកំហុសរបស់ខ្ញុំដែរបើមិនមែនកាលពី5ឆ្នាំមុនពេលខ្ញុំអូសឯងទៅផឹកហើយឯងត្រូវបានគេដាក់ថ្នាំឯងខ្លាចជាឪពុកដោយគ្មានហេតុផលវានឹងមិនកើតឡើងបែបនេះទេមិនអាចទេបុរសលែងលះនេះមានកូន2នាក់ជាបន្ទុកនិងលក្ខខណ្ឌមធ្យមហើយអ្វីបានជាឯងរៀបការជាមួយគាត់តាមពិតគាត់សង្ហាណាស់ភាគច្រើនដោយសារគាត់មានកូនភ្លោះមួយគូអាយុ5ឆ្នាំបើកូនរបស់ខ្ញុំនៅមានជីវិតហេឈប់រឿងកាលពី5ឆ្នាំមុនឯងត្រូវតែរក្សាវាទុកជាការសម្ងាត់ឯងដឹងទេបុរសជាច្រើនខ្វល់ពីរឿងនោះតើគាត់នឹងខ្វល់ពីអ្វីគាត់មានកូន2នាក់ខ្លួនឯងខ្ញុំមិនទាន់មើលងាយគាត់ផងបុរសលែងលះនេះឯងនិយាយថាពិធីជប់លៀងអាពាហ៍ពិពាហ៍នេះគួរតែមានយ៉ាងហោចណាស់15តោមែនទេ
វាប្រកាសជាមិនអាចតិចជាងប្រពន្ធមុនរបស់គាត់ទេហើយថ្លៃបណ្ណាការតើឯងមានគម្រោងសុំប៉ុន្មានគាត់នឹងខ្ញុំគ្រាន់តែរស់នៅជាមួយគ្នាមិនចាំបាច់មានពិធីការច្រើនបែបនេះទេខ្ញុំប្រាប់ឯងថាពេលបរិះរៀបការបើគាត់មិនចំណាយលុយលើឯងគាត់នឹងចំណាយលើស្ត្រីផ្សេងទៀតគ្រាន់តែធ្វើបែបនេះប្រាប់គាត់ឥឡូវនេះថាឯងចង់ទៅផ្សារទំនើបប្រញាប់ឡើងអូត្រូវហើយខ្ញុំពិតជាមានអ្វីដែលត្រូវទិញប្រញាប់ឡើងទៅនៅផ្សារទំនើបមកលឿនឃើញទេកន្ទុយកញ្ជ្រោងកំពុងលេចចេញហើយខ្ញុំចង់បានទាំងពីរនេះខ្ចប់ឲ្យខ្ញុំអញ្ចឹងឯងមកទីនេះថ្ងៃនេះដើម្បីទិញអំណោយឲ្យក្មេងបាទខ្លាចជាម៉ាក់ជាលើកដំបូងខ្ញុំគួរតែទិញអំណោយជួបគ្នាខ្លះសម្រាប់ក្មេងអ្នករត់តុគិតលុយផងជម្រាបសួរសរុប1 200ខ្ញុំទិញ2បញ្ចុះតម្លៃឲ្យខ្ញុំផងខ្ញុំមិនអាចទេយើងទាំងពីរអ្នកធ្វើការផ្នែកលក់ហាងរបស់ខ្ញុំនៅជាប់នឹងហាងរបស់ហែងលក់ស្បែកជើងលើកក្រោយឯងមកខ្ញុំនឹងបញ្ចុះតម្លៃឲ្យឯងហើយខ្ញុំនឹងផ្ដល់ឲ្យឯងនៅស្រោមជើង2គូដោយឥតគិតថ្លៃវាត្រឹមតែ1 200ប៉ុណ្ណោះនៅតែថ្លៃទៀតបើមិនអញ្ចឹងទេមិនបាច់យកទេនោះរងចាំខ្ញុំនឹងទិញវាអូកាសជាធម្មតាហាងនេះនៅតែមានការបញ្ចុះតម្លៃគួរឲ្យស្ដាយថ្ងៃនេះមិនមែនជាថ្ងៃកំណើតរបស់ខ្ញុំម៉ាក់ឯងជ្រើសរើសមួយផងចាត់ទុកថាជាអំណោយពីយើងខ្ញុំគិតថានេះល្អនេះពិតជាល្អវាមានតម្លៃ150,000 150,000ថ្លៃណាស់តើ150,000ជាអ្វីយកវាចេញហើយឲ្យម៉ាក់ខ្ញុំសាក់លបងបើមិនទិញកុំសាក់លបងល្អជាងរបស់ថ្លៃបែបនេះបើវាឆ្កូតទូប៉ះទង្គិចខ្ញុំខ្លាចឯងមិនអាចទូទាត់បានបាត់បង់មុខមាត់នៅចំពោះមុខក្មេងប៉ាទិញឲ្យម៉ាក់ទៅអូខេប៉ានឹងទិញវាប៉ាចេញទៅប្រញាប់ថ្ងៃនេះហើយភ្លេចកាត់គាត់ស្ដាំពេលចេញទៅតូបនៅក្រោមស្ពានអាកាសគឺសំរុំណាស់សម្រាប់ឯង5យន្តមួយថងឯងទៅទីនោះទៅតើឯងគិតថាប៉ារបស់ខ្ញុំមិនអាចទិញបានទេតើឯងកំពុងមើលងាយអ្នកណាហើយមានរឿងអីអ្នកគ្រប់គ្រងហាងជំរាបសួរឯងជាអ្នកគ្រប់គ្រងហាងមែនទេប្រពន្ធរបស់ខ្ញុំចូលចិត្តគ្រឿងអលង្ការមួយនៅក្នុងហាងរបស់ឯងប៉ុន្តែខ្ញុំភ្លេចកាតរបស់ខ្ញុំថ្ងៃនេះខ្ញុំឮថាហាងរបស់ឯងមានការបញ្ចុះតម្លៃថ្ងៃកំណើតត្រូវហើយថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំឆ្ងល់ថាឯងអាចបញ្ចុះតម្លៃឲ្យខ្ញុំបានទេសូម្បីតែបញ្ចុះតម្លៃ10ក៏យើងនៅតែមិនអាចទិញបានដែរភីអ្វីតើបញ្ចុះតម្លៃ10អ្វីផ្ដល់ឲ្យដោយឥតគិតថ្លៃហើយផ្ដល់ឲ្យឯងនៅអង្កាមមាស60ក្រាមមួយគ្រាប់ទៀតរីករាយថ្ងៃកំណើតសូមឲ្យអ្វីគ្រប់យ៉ាងដំណើរការទៅដោយរលូនសូមប្រយ័ត្នសូមអញ្ជើញមកម្ដងទៀតអ្នកគ្រប់គ្រងហាងហេតុអ្វីបានជាឯងផ្ដល់ឲ្យដោយឥតគិតថ្លៃហើយខាតលុយឯងពិតជាគ្មានភ្នែកទេតើឯងដឹងថាគាត់ជាអ្នកណាទេគាត់ជាបុរសអ្នកមានបំផុតនៅឡងចេញប្រធានាធិបតីភីមិនបាច់និយាយពីខ្សែដៃនេះទេគាត់អាចយកហាងទាំងមូលបានការបញ្ចុះតម្លៃនេះខ្លាំងពេកហើយនឹងត្រឡប់មកវិញក្នុងរយៈពេល2ខែសម្រាប់ថ្ងៃកំណើតរបស់ខ្ញុំហេតុអ្វីបានជាឯងដោះវាចេញវាថ្លៃណាស់ពិតណាស់ខ្ញុំត្រូវតែខ្ចប់វាយើងនឹងរក្សាទុកវាជាថ្លៃបណ្ណាការសម្រាប់ Wolf របស់យើងនៅពេលក្រោយយកព្រមទេវាគ្រាន់តែជារបស់ដែលមានតម្លៃប្រហែល1សែនប៉ុណ្ណោះបើវាត្រូវបានផ្ដល់ឲ្យឯងវាជារបស់ឯងត្រឹមតែ1សែនប៉ុណ្ណោះឯងគិតថាឯងជាបុរសអ្នកមានបំផុតនៅឡងចេញមែនទេឆ្មើងឆ្មៃណាស់ឯងគិតថាឯងជាបុរសអ្នកមានបំផុតនៅឡងចេញមែនទេឆ្មើងឆ្មៃណាស់ល្អហើយ We Wolf ម៉ាក់នឹងពាក់ខ្សែដៃអាយុវែងឲ្យឯងយកព្រមទេមកទីនេះសក់នៅលើកញ្ចឹងរបស់ Wolf នាងក៏មានដែរពួកគេជាកូនភ្លោះប្រុសស្រីដូចឯងពួកគេទាំងពីរមានសក់នៅលើកញ្ចឹងហេតុអ្វីបានជាពួកគេទាំងអស់មានសក់តើក្មេងទាំងនេះមកពីណាបានយើងញ៉ាំជាមួយគ្នាមកហើយឆ្អឹងជំនីវ៉ាក្លិនឈ្ងុយណាស់មកកូនទាំងពីរញ៉ាំឲ្យបានច្រើនបន្តិចញ៉ាំច្រើនទៀតក្មេងកំពុងលូតលាស់អ្នកក៏ត្រូវលូតលាស់ដែរមកញ៉ាំបន្ថែមទៀតកុំប្រញាប់បន្តិចទៀតខ្ញុំនឹងយកទឹកស៊ុបនេះទៅធ្វើមេមួយចានសម្រាប់យើងហើយដាក់ស៊ុបមួយគ្រាប់ឆ្ងាញ់ខ្លាំងណាស់វាឆ្ងាញ់មែនទេប៉ាចាស់នេះគ្រាន់តែជាអាហារដែលពួកគេញ៉ាំមិនអស់ប៉ុណ្ណោះហេតុអ្វីអ្នកពូកែធ្វើម្ហូបបែបនេះខ្ញុំមិនត្រឹមតែចេះធ្វើម្ហូបទេខ្ញុំថែមទាំងចេះជួសជុលបង្គន់ស្ទះផងដែរសាដៃក៏ដូចជាបើកសោនិងបដូរសោខ្ញុំចេះទាំងអស់អ្នកចេះរឿងច្រើនម្ល៉េះប៉ាចាស់មុននេះអ្នកធ្វើអ្វីតាមពិតទៅមុននេះបើចង់រៀនចេះរឿងច្រើនបែបនេះអ្នកគ្រាន់តែត្រូវមានលក្ខខណ្ឌ3យ៉ាងទី1ម្ដាយស្លាប់តាំងពីក្មេងទី2ឪពុករៀបការថ្មីទី3ម្ដាយចង់ធ្វើបាបបើមានលក្ខខណ្ឌទាំង3នេះអ្នកអាចរៀនចេះអ្វីគ្រប់យ៉ាងនោះមិនមែនជារឿង Cinderella ទេម៉ាក់តើអ្នកជា Cinderella មែនទេអញ្ចឹងប៉ាគឺជាព្រះអង្គម្ចាស់ហើយនិយាយទៅពួកយើងទាំងពីរពិតជាស្រដៀង Cinderella និងព្រះអង្គម្ចាស់មែនខ្ញុំលក់ស្បែកជើងកញ្ចក់ហើយអ្នកបើកកទេសល្ពៅមកព្រះអង្គម្ចាស់ខ្ញុំនឹងទៅលាងចានឲ្យអ្នកលោកអ្នកគ្រប់គ្រងនេះជាស្គរគ្រាប់អាពាហ៍ពិពាហ៍របស់ខ្ញុំចំពោះប្រាក់80,000 យន់នោះតើពេលណាអ្នកអាចឲ្យខ្ញុំបានរៀបការហើយមែនទេប៉ាចាស់មិនអីទេរៀបការហើយកាន់តែរំភើបថែមទៀតដរាបណាអ្នកនៅជាមួយខ្ញុំប្រាក់រង្វាន់80,000 យន់នោះរៀបការហើយមែនទេប៉ាចាស់
មិនអីទេរៀបការហើយកាន់តែរំភើបថែមទៀតរាប់ណាអ្នកនៅជាមួយខ្ញុំប្រាក់រង្វាន់80,000 យ៉ននោះនឹងក្លាយជារបស់អ្នកទាំងអស់សូមគោរពខ្ញុំបន្តិចខ្ញុំកំពុងថតវីដេអូបើប្តីខ្ញុំឃើញអ្នកនឹងមានបញ្ហាហើយខ្ញុំបានស៊ើបដឹងច្បាស់ហើយប្តីអ្នកគ្រាន់តែជាអ្នកបើកបរឲ្យគេប៉ុណ្ណោះអ្នកមានវាសនាត្រូវនៅជាមួយខ្ញុំបើអ្នកហ៊ានចូលមកជិតទៀតខ្ញុំនឹងប្រយុទ្ធជាមួយអ្នកអូអ្នកនឹងឯងដែលទីវាសនាឲ្យប្រពន្ធខ្ញុំមែនទេអញ្ចឹងទីវាសនាឲ្យខ្ញុំមើលតើខ្ញុំមានវាសនាបែបណាអ្នកគ្រាន់តែមានវាសនាគ្រប់ប៉ុណ្ណោះមានអ្វីត្រូវទាយចៃដន្យណាស់ខ្ញុំក៏ចេះទីវាសនាដែរខ្ញុំនឹងទាយឲ្យអ្នកវិញឆ្នាំនេះសំណាងរបស់អ្នកមិនល្អទេអ្នកចិត្តបាត់បង់ការងារហើយមើលទៅអ្នកមានសញ្ញាអាក្រក់នៅលើមុខហើយអាចជួបគ្រោះថ្នាក់ដែលមានឈាមក្នុងរយៈពេល5នាទីទៀតអ្នកនឹងត្រូវគេវាយរហូតមុខជាំនឹងហើមនិយាយបោកប្រាស់ខ្ញុំចេញទៅខាងក្រៅធ្វើការហើយទូរស័ព្ទមួយសិនបើមានរឿងអ្វីស្រែកហៅខ្ញុំលេងជាយ៉ាប្រាក់80,000 យ៉ននោះគុំសង្ឃឹមថានឹងបានវិញអ្នកនឹងប្តីរបស់អ្នកគួរតែគិតថាត្រូវសងថ្លៃព្យាបាលឲ្យខ្ញុំប៉ុន្មានបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យអ្នកទាំងពីររស់នៅមិនសុខឡើយ Hello អូលោកថៅកែអ្វីខ្ញុំត្រូវបានបណ្តេញចេញពីការងារហើយ Hello លោកថៅកែមានអ្នកម្នាក់បានចំណាយលុយឲ្យពួកយើងមកបង្រៀនអ្នកមួយមេរៀនវាឲ្យរៀនចាលោកបងលោកច្រឡំមនុស្សហើយលោកបងអ្នកពិតជាអស្ចារ្យមែនមើលអ្នកសិនសប្បាយចិត្តខ្លាំងម្លេះគ្រាន់តែ80,000 យ៉នប៉ុណ្ណោះគ្រាន់តែ80,000 យ៉នអីនេះគឺ80,000 យ៉នពេញណា Sure ហាហាហាខ្ញុំមិននឹកស្មានសោះថាបងថ្លៃអនាគតភរិយារបស់អ្នកកំពុងធ្វើការនៅក្នុងអាជីវកម្មរបស់គ្រួសារយើងទីបំផុតអ្នកព្រមមកខ្ញុំជួយដោះស្រាយរឿងមួយលើកនេះខ្ញុំធ្វើវាឲ្យរួចរាល់ល្អហើយអរគុណចាំបន្តិចហេតុអ្វីអ្នកយកចិត្តទុកដាក់ចំពោះនាងខ្លាំងម្ល៉េះពួកអ្នកមិនមែនកំពុងធ្វើពុតជាប្តីប្រពន្ធហើយចុងក្រោយខ្លាចជារឿងពិតទេសុបិនទៅចុះនាងកុំសង្ឃឹមអីស្នាមរបួសលើពោះខាងក្រោមរបស់អ្នកនៅតែមិនទាន់បាត់ទៀតបន្ទាប់ពីអស់រយៈពេលយូរបែបនេះថ្ងៃក្រោយមកមន្ទីរពេទ្យរបស់ខ្ញុំនឹងប្រើឡាស៊ែជួយលុបវាឲ្យបានឥឡូវនេះពួកអ្នករស់នៅជាមួយគ្នាហើយមែនទេចុះជីវិតប្តីប្រពន្ធយ៉ាងម៉េចដែរសម័យនេះមានប្តីប្រពន្ធពិតប្រាកដប៉ុន្មានអ្នកទៅដែលមានជីវិតប្តីប្រពន្ធដូចគេពួកយើងបានព្រមព្រៀងគ្នារួចហើយថាគេងបន្ទប់ដាច់ដោយឡែកកុំប្រាប់ខ្ញុំថាអ្នកមិនកើតទេអូនិយាយអញ្ចឹងបុរសម្នាក់នោះកាលពី5ឆ្នាំមុនអ្នកពិតជាមិនចាំអ្វីទាំងអស់មែនឬពេលនោះខ្ញុំស្រវឹងខ្លាំងដល់ថ្នាក់នោះហើយតើខ្ញុំនៅចាំអ្វីបានទៀតអូខ្ញុំចាំបានបន្តិចអ្វីមួយហាក់ដូចជាមានស្នាមតូចមួយនៅត្រង់ពោះខាងក្រោមរបស់គាត់អូយមិនអីទេអូយមិនអីទេអញ្ចឹងគាត់គេងលក់ហើយបាទចាស់ខ្ញុំទៅតែបួលឲ្យគាត់គេងលក់បានល្អហើយអញ្ចឹងខ្ញុំនឹងទៅគេងនៅបន្ទប់ភ្ញៀវបាទចាស់អូមែនហើយខាងខ្ញុំខាងអ្នកអូយបរិះម្នាក់នេះពិតជាមិនចេះការសោះគាត់ជាបរិះប្រភេទត្រង់ពេកសូម្បីតែញ៉ែស្រីក៏មិនចេះផងមើលទៅយើងត្រូវចូលជួយគាត់ហើយដើម្បីឲ្យគាត់តាមយកចិត្តប្រពន្ធគាត់វិញតោះម៉ាក់ខ្ញុំចង់ឲ្យម៉ាក់គេងជាមួយពួកយើងទាំងពីរនាក់មិនមែនទេឪពុកទៅតែបួលពួកអ្នកគេងលក់ទេហើយតើហេតុអ្វីបានជាភ្ញាក់ឡើងវិញមិនអីទេចឹងបែបនេះចុះខ្ញុំនឹងយកពួកគេទៅគេងបន្ទប់ធំអ្នកទៅគេងបន្ទប់ភ្ញៀវវិញសុំទោសណាមិនអីទេប៉ាក៏ចង់ឲ្យអ្នកគេងជាមួយខ្ញុំដែរPVU អ្នកគិតថាមនុស្សពេញវ័យមានការអត់ធ្មត់គ្មានដែនកំណត់ទេអ្នកគិតថាខ្ញុំនឹងយល់ព្រមទេប៉ានឹងស្ដាប់ខ្ញុំទេខ្ញុំនឹងចេញទៅពេលពួកគេគេងលក់ពួកគេងាយគេងលក់ណាស់ប៉ាខ្ញុំត្រជាក់អញ្ចឹងគាត់នឹងអបម៉ាក់បងប្រុសពិតជាឆ្លាតណាស់សាច់ដុំទ្រូងនេះសាច់ដុំពោះនេះខ្ញុំកំពុងគិតអ្វីហ្នឹងខ្ញុំពិតជាអត់បាននៅជាមួយបរិះយូរមកហើយហេតុអ្វីបានជាគាត់ក៏មានស្នាមនៅទីនេះដែរអ្នកប៉ះខ្ញុំធ្វើអ្វីម្សិលមិញខ្ញុំបាននិយាយថាខ្ញុំនឹងគេងជាមួយកូនមិនមែនជាមួយអ្នកទេអ្នកកំពុងចូលមកក្នុងក្រែខ្ញុំទេអ្នកណាចូលក្រែអ្នកមើលទៅថាអ្នកកំពុងគ្រប់ភួយរបស់អ្នកណាពេលវូយូមកទីនេះហើយពេលតាឆាំងអ្នកកំពុងធ្វើអ្វីក្មេងប្រហែលជាយកភួយទៅព្រោះពួកគេចង់កក់ក្ដៅហើយម្យ៉ាងទៀតអ្នកគឺជាប្តីស្របច្បាប់របស់ខ្ញុំចង់ចូលក្រែអ្នកពេលណាក៏បានដែរហេនេះមិនមែនជាការរំខានទេកុំខ្មាស់ហ៊ានអីតោះម៉ាក់នឹងនាំពួកអ្នកទៅញ៉ាំអាហារពេលព្រឹក
ក្រេខូចនេះហើយអ្វីបានជារឹងដងម្លេះអនាគតខ្ញុំនឹងធ្លាប់គេងលើនេះបានទេហើយអ្នកជំនួយការលោកឈិនខ្ញុំទេទៅទិញម៉ាត្រាស់ Max Stance មួយឲ្យខ្ញុំបាទ model 2.2 លាននោះនេះជាអ្វីមកពីណាអីនោះខ្ញុំឃើញខាងក្រៅមានគេបោះម៉ាត្រាស់ចោលអូខ្ញុំមើលហើយឃើញថាវានៅល្អផងអ្នកមិនមែនធ្លាប់និយាយទេថាត្រូវសន្សំសំចៃនិងគ្រប់គ្រងផ្ទះឲ្យល្អដូច្នេះខ្ញុំក៏រើសយកមកវិញអូយអ្នកមានសំណាងល្អណាស់ម៉ាក់ញីត្រូវបោកណាស់ Vacheron Constantin នេះត្រូវដល់ជាង2លានហើយមែនទេអ្នកទិញនាឡិកាថ្លៃបែបនេះបានយ៉ាងម៉េចអី Constantin នេះ50យ៉ានទិញពីយូររបស់ខ្លាំងខ្លាយយាវបាទអូអ្នកគួរតែប្រាប់មុនទៅ50យ៉ាននេះពិតជាតម្លៃល្អណាស់មើលទៅដូចរបស់ពិតហើយអាទិត្យក្រោយថ្ងៃកំណើតមិត្តស្រីខ្ញុំអ្នកជួយយកមួយឲ្យខ្ញុំបានទេមិនល្អទេណាថ្ងៃកំណើតមិត្តអ្នកហេតុអ្វីឲ្យរបស់ខ្លាំងខ្លាយអ្នកណានិយាយថាខ្ញុំឲ្យមួយទេខ្ញុំឲ្យ10ឯណោះខ្ញុំនឹងផ្ទេរលុយ500យ៉ានឲ្យអ្នកដល់ពេលនោះអី Vacheron Constantin អី Patek Philippe មែនទេអ្នកអាចធ្វើឲ្យវាមើលទៅដូចពិតបានដូចគ្នាអរគុណណាកូនយកលុយនេះទៅទិញការ៉េមញ៉ាំបានទេម៉ាក់នឹងចេញពីការងារឆាប់ជីមានភ្ញៀវមកសូមស្វាគមន៍តើមានអ្វីអាចជួយបានទេលីនជីអ្នកមកទីនេះធ្វើអ្វីអ្នកទាំងពីរដឹងគ្នាទេយើងមិនស្គាល់គ្នាទេមិនស្គាល់គ្នាទេតែយើងស្គាល់គ្នាច្បាស់ណាស់តើបងស្រីអ្នកមកធ្វើការនៅកន្លែងបែបនេះហើយឬអ្នកធ្លាក់ដល់កម្រិតនេះហើយអ្នកក៏មិនបានប្រាប់ខ្ញុំឬម៉ាក់ប៉ាផងបើអ្នកប្រាប់មុនខ្ញុំអាចសប្បាយចិត្តបានប៉ុន្មានថ្ងៃទៀតចឹងមែនទេអ្នកស្ដាយក្រោយដែលកាត់ផ្ដាច់គ្រួសារឬបាទខ្ញុំពិតជាស្ដាយក្រោយណាស់ខ្ញុំគួរតែចាក់ចេញពីកន្លែងខ្វក់និងច្របូកច្របល់នោះឲ្យលឿនជាងនេះដើម្បីមិនចាំបាច់ឃើញមុខពួកអ្នកទេចេះតែធ្វើមុំទេប៉ាទើបតែទិញវីឡាមួយឲ្យខ្ញុំនៅជីក្រុងប៉ុន្មានថ្ងៃមុនយ៉ាងម៉េចច្រណែនទេរឿងផ្ទាល់ខ្លួនរបស់អ្នកមិនចាំបាច់រាយការណ៍មកខ្ញុំទេមែនទេបើអ្នកមិនទិញស្បែកជើងទេសូមចេញទៅខ្ញុំត្រូវធ្វើការអ្នកណានិយាយថាខ្ញុំមិនទិញខ្ញុំចង់ឲ្យអ្នកបម្រើខ្ញុំផ្ទាល់ទៀតលឿនហៅប៉ាឲ្យខ្ញុំឥឡូវនេះប្រាប់គាត់ថាម៉ាក់កំពុងត្រូវគេធ្វើបាបសួស្ដីស្បែកជើងពីរគូនេះគឺពេញនិយមបំផុតរដូវកាលនេះសូមសាកល្បងមិនចាំបាច់សាកលើជើងទេខ្ញុំដឹងមិនថាស្អាតឬអត់អ្នកគួរតែជួយខ្ញុំសាកស្បែកជើងទេតើបាទចាស់លីនជីយើងទាំងពីររៀនផ្នែករចនាឥឡូវខ្ញុំនៅការិយាល័យប្រណិតរចនាស្បែកជើងកែងខ្ពស់ឲ្យគេខណៈអ្នកកំពុងគោរពជង្គង់នៅទីនេះពាក់ស្បែកជើងកែងឲ្យខ្ញុំយើងទាំងពីរជាកូនស្រីរបស់ប៉ាហេតុអ្វីអ្នកអន់បែបនេះស្បែកជើងទាំងពីរគូនេះជាការធ្វើដោយដៃទាំងស្រុងសម្រាប់តែអតិថិជន VIP ប៉ុណ្ណោះចំពោះតម្លៃវាថ្លៃបន្តិចតែប៉ារបស់អ្នកទើបទិញវីឡាឲ្យអ្នកហើយលុយតិចតួចនេះមិនសំខាន់ទេមែនទេបាទពិតណាស់លុយមិនសំខាន់អ្វីដែលខ្ញុំចូលចិត្តសំខាន់ជាងបើអ្នកចូលចិត្តក៏ល្អហើយគូនេះ28,000គូនេះ38,000រងចាំសិនខ្ញុំសុំគិតបន្តិចទៀតអ្នកកំពុងធ្វើអ្វីអ្នកមិនទាន់សម្រេចទេខ្ញុំបង្ហោះទៅក្នុងក្រុមមិត្តរួមថ្នាក់មធ្យមសិក្សារបស់យើងដើម្បីឲ្យគេជួយជ្រើសមើលទៅមនុស្សគ្រប់គ្នាបាននិយាយថាស្អាតណាស់ហើយអ្នកមើលថាថ្លៃពេកទេមិនអីទេខ្ញុំនឹងប្រាប់គេថាអ្នកគ្មានលុយទិញទេអ្នកណាគ្មានលុយទិញសរុប66,000 វិច្ឆ័តឬកាត់អរគុណណាស្បែកជើងពីរគូនេះស្មើនឹងកម្រៃជើងសាររបស់ខ្ញុំ2ខែសូមស្វាគមន៍មកវិញពេលក្រោយចេញទៅកុំឲ្យខ្ទាស់ផ្លូវកូនមកនេះលឿនឡើងឈឺទេម៉ាក់ខ្ញុំមិនឈឺទេម៉ាក់អ្នកខ្លាចជាម្ដាយតាំងពីពេលណាម៉ាក់និងប៉ាបានចុះសម្បត្តិអាពាហ៍ពិពាហ៍រួចហើយខ្ញុំជាមួយបងប្រុសជាកូនរបស់គាត់ចឹងអ្នកទៅធ្វើជាម្ដាយចុងគេវិញហើយឬលេងជាអ្នកកាន់តែរស់កាន់តែធ្លាក់ចុះហើយម៉ាក់អ្នកដៃប្អូនហឹមហើយសំបីតែក្មេងក៏មិនលើកលែងទេអ្នកមនុស្សឬអត់មិនលើកលែងក៏មិនលើកលែងទៅខ្ញុំក៏បានរុញគាត់ផងតើមានអ្វីមើលអ្វីហៅ120មកវាយស្គាល់ហាងស្បែកជើង Yeda Show Store កូនអ្នកជាមីសធ្វើមែនទេខ្ញុំគ្រាន់តែរុញបន្តិចទេហើយអ្នកហៅ120អ្នកកំពុងធ្វើរឿងលើសទេអ្នកហៅ120ធ្វើអ្វីខ្ញុំហៅឲ្យអ្នកទេអ្នកឈួតហើយលីនជាអតិថិជនគឺជាព្រះខ្ញុំជាព្រះរបស់អ្នកធ្វើបាបកូនខ្ញុំនឹងធ្វើឲ្យអ្នកធ្លាក់នរក
លោកប្រធានពេតើភរិយានឹងខាត់បងទេវាសាហាវណាស់វាសាហាវណាស់យើងឈ្នះហើយយេបាក់អ្នកពូកែណាស់លោកប្រធានពេអនាគតត្រូវប្រយ័ត្នកុំធ្វើឲ្យភរិយាខឹងអំពើហិង្សាក្នុងគ្រួសារមានតែ0ដងឬច្រើនដងមិនអាចរាប់បានទេខ្ញុំគិតថាកាមេរ៉ាសុវត្ថិភាពនៅផ្សារនេះគួរតែខូចអស់ហើយខូចហើយឬអូបាទកាមេរ៉ាខូចហើយសូមទុកចិត្តខ្ញុំនឹងមិនឲ្យភរិយាជួបបញ្ហាឡើយអ្នកមកទីនេះធ្វើអ្វីវូយូបានឲ្យខ្ញុំមកធ្វើជាវីរបុរសសង្គ្រោះនារីស្អាតប៉ុន្តែឥឡូវមើលទៅទូនីតិវីរបុរសរបស់ខ្ញុំគ្មានអ្វីត្រូវធ្វើទេសុំទោសណាថ្ងៃនេះខ្ញុំធ្វើឲ្យកូនយើងរងរបួសសុំទោសមិនអីទេអ្នកអាក្រក់នោះរងរបួសធ្ងន់ជាងយើងទៀតអ្នកនៅមានរឿងមួយទៀតខ្ញុំទៅតែធ្វើអារម្មណ៍លឿនពេកខ្ញុំបាត់ការងារហើយមិនអីទេបាត់ការងារក៏បាត់ទៅខ្ញុំនឹងឲ្យកាត់ប្រាក់ខែខ្ញុំឲ្យអ្នកពេលបានរៀបការហើយបុរសរកលុយចិញ្ចឹមគ្រួសារគឺធម្មតាណាស់អ្នករកបានប៉ុន្មានទេកុំធ្វើជាមេធំអីទៀតហេឃើញថាអ្នកស្មោះត្រង់បែបនេះខ្ញុំនឹងទទួលយកដោយបង្ខំចិត្តបន្តិចនេះជាអ្វីគ្រាន់តែគូលេងទេហើយអ្នកមានទេពកោសល្យបែបនេះហេតុអ្វីមិនធ្វើជាអ្នករចនាតែទៅធ្វើការលក់វិញស្ដាប់អ្នកនិយាយទៅចឹងហេតុអ្វីអ្នកមិនខ្លាចជាអ្នកមានបំផុតទេទៅធ្វើជាអ្នកបើកឡានធ្វើអ្វីគិតថាខ្ញុំមិនចង់ទេគ្រាន់តែគេមិនទទួលខ្ញុំប៉ុណ្ណោះខ្ញុំមើលថាមានក្រុមហ៊ុនមួយឈ្មោះ Yes Company កំពុងជ្រើសរើសជំនួយការរចនាអ្នកអាចសាកល្បងបាន Yes ក្រុមហ៊ុននោះកំពុងរីកចម្រើនខ្លាំងណាស់ពេលនេះថ្មីនេះមានក្រុមហ៊ុនមួយឈ្មោះ Yes Company កំពុងជ្រើសរើសជំនួយការរចនាអ្នកចង់សាកល្បងទេក្រុមហ៊ុន Yes នេះកំពុងរីកចម្រើនខ្លាំងណាស់ពេលនេះក្រុមហ៊ុនរចនានោះពិតទេហើយអ្នកជំនួយការឈិនខ្ញុំទេតាក់ទងផ្នែក Yes Company ក្នុងក្រុមហ៊ុនហើយប្រាប់គេឲ្យរៀបចំតំណែងជំនួយការរចនាសម្រាប់លីនជាបាទលោកប្រធានពេហើយលោកចៅពី Red Star Real Estate ចង់ជួបលោកនៅយប់នេះនៅ Chenyo Club បានហើយខ្ញុំដឹងហើយអ្នកអាចជួយណែនាំការងារឲ្យខ្ញុំបានទេប្តីអ្នកមិនបាននិយាយថាគាត់នឹងរកលុយចិញ្ចឹមគ្រួសារទេហេតុអ្វីអ្នកនៅតែរកការងារបន្ថែមដើម្បីរកលុយបើមិនអញ្ចឹងទេបើគាត់រកម្នាក់ឯងសម្ពាធនឹងធ្ងន់ពេកមានការងារបន្ថែមមួយនៅ Chenyo Club ជាអ្នកបម្រើប្រាក់ម៉ោង80យ៉ាងចាប់អារម្មណ៍ទេបានវារកបានច្រើនជាងការលក់ស្បែកជើងរបស់ខ្ញុំទៀតទៅចុះអរគុណលោកប្រធានពេដែលបានផ្ដល់កិត្តិយសមកយើងពិតជាចង់សហការជាមួយក្រុម P Group មកចាក់ទឹកស្រាសួស្ដីនេះស្រាដែលអ្នកបានបញ្ជាសុំទោសលោកប្រធានពេអូយនេះគឺបៃតាឆាងមុននេះគឺលោកចៅពី Red Star Real Estate មែនទេហេតុអ្វីអ្នកទៅផឹកស្រាជាមួយគាត់ខ្ញុំអាចទៅផឹកស្រាជាមួយមេធំបែបនោះបានយ៉ាងម៉េចខ្ញុំគ្រាន់តែទៅជួយផឹកស្រាទេខ្ញុំត្រូវបាត់ការងារហើយខ្ញុំគិតថាធ្វើការបន្ថែមដើម្បីជួយគ្រួសារគាត់បាននិយាយថាផឹកមួយកែវឲ្យខ្ញុំ100យ៉ាងអ្នកមានលុយពិតជាបំពេញមនុស្សទេមិនទេមានអ្វីមិនត្រឹមត្រូវទេខ្ញុំទើបតែឃើញគាត់ជូតខោអ្នកមិនមែនជូតខោទេគាត់ប៉ះខ្ញុំគាត់ចង់រំលោភខ្ញុំអូខ្ពើមណាស់មនុស្សទាំងនេះពិតជាគ្មានមុខតាមខ្ញុំមកតើអ្នកណាខ្លះក្នុងចំណោមពួកឯងចង់បង្ខំប្តីខ្ញុំឲ្យផឹកស្រាគឺគាត់នឹងហើយណែឯងឲ្យប្តីខ្ញុំកុំដរាញផឹកស្រាមែនទេបាទខ្ញុំអូខេខ្ញុំផឹកជំនួសគាត់នេះអូហូនេះគឺអូហូគ្រប់គ្រាន់នៅទេគ្រប់ហើយបើសិនជាថ្ងៃក្រោយឯងហ៊ានធ្វើបាបប្តីខ្ញុំទៀតខ្ញុំវាឯងឲ្យងាប់មិនខានមិនហ៊ានទេមួយកែវ1000 យ៉នឲ្យនាងទៅឲ្យលុយមកអូប៉ុណ្ណេះគ្រប់ទេ
លើកនេះចាត់ទុកថាឯងសំណាងហើយ First ធ្វើបានល្អណាស់ស្អែកមកក្រុមហ៊ុនចុះកិច្ចសញ្ញាអូបាទអរគុណណាស់លោកប្រធានភ័យភីជោគជ័យហើយតើអ្នកមិនអីទេមែនទេមិននឹកស្មានថាអ្នកចេះផឹកខ្លាំងដល់ថ្នាក់នឹងសោះច្បាស់ណាស់ប្រាប់អ្នកឲ្យដឹងទៅចំពោះរឿងផឹកនេះខ្ញុំមានរហស្នាមថាក៏ផឹក1000កែវក៏មិនស្រវឹងដែរណែព្រះឲ្យមែនតែនហ្មងខ្ញុំអស់លោកជាមួយអ្នកហើយខ្ញុំមិនដែលមើលថែអ្នកណាដល់ថ្នាក់នឹងទេមកផឹកទឹកសិនមកមើលតែខ្លួនឯងទៅមើលអូយសាប់ណាស់តើអ្នករួចខ្លួនទេនឹងថ្ងៃក្រោយកុំផឹកស្រាច្រើនពេកអីមិញអ្នកនិយាយថាអីហាខ្ញុំថាបើផឹកមិនកើតទេកុំផឹកអីនេះនៅចង់ផឹកទៀតមែនទេមកក៏ផឹកមកផឹកមួយក្អឹកទៀតមកដកដង្ហើមធំអាឡូជំនួយការពិសេសឆិនហេតុអីបានជាអ្នកមិនទាន់មកទៀតឬមួយក៏ចង់ត្រូវកាត់ប្រាក់ខែខ្ញុំបានធ្វើស៊ុបកាត់បន្សាបស្រាឲ្យអ្នកហើយអាហារពេលព្រឹកនៅលើតអូហូហេតុអីបានជាអ្នកស្រាប់តែមកបារម្ភពីខ្ញុំខ្លាំងម្ល៉េះអ្នកភ្លេចរឿងកាលពីយប់មិញអស់ហើយមែនទេកាលពីម្សិលមិញអូនឹកឃើញហើយកាលពីម្សិលមិញត្រូវឆ្កែថើបអូយស៊ុយមែនតែនហ្មងដកដង្ហើមធំរឿងអាហារពេលព្រឹកអ្នកចាត់ចែងខ្លួនឯងទៅណែមានរឿងអីហ្នឹងការផ្ដល់ឱកាសការងារពី Yes ខ្ញុំត្រូវបានគេទទួលយកហើយខ្ញុំអាចធ្វើជាអ្នករចនា mode designer បានហើយជូបពួកកូនពិតជាតារាសំណាងតូចរបស់ម៉ាក់មែនម៉ាក់នៅមិនទាន់បានជួបប៉ាផង First មានតែឆ្កែទេទើបឲ្យនាងថោកនោះប៉ាប្រច័ណ្ឌហើយតើកុំខ្វល់ពីគាត់ថ្ងៃនេះជាថ្ងៃធ្វើការដំបូងរបស់អ្នកខ្ញុំជូនអ្នកទៅធ្វើបែបហ្នឹងវាមិនចាត់ទុកថាជាការយកឡានក្រុមហ៊ុនមកប្រើសម្រាប់រឿងបុគ្គលទេអីចៅហ្វាយ boss ផ្លូវរៀងស្ទះបន្តិចតាមផ្លូវទៅខ្ញុំមកយឺតចៅហ្វាយអ្នកស្ដាប់ច្រឡំទេអ្វីដែលគាត់និយាយមិញគឺក្បាលអ៊ីស៊ឺវែលយេសាយដែលមានន័យថាសុំទោសតាជំនួយការពិសេសឆិនអ្នកជាជំនួយការដ៏ខ្ពង់ខ្ពស់របស់លោកប្រធានចំណែកខ្ញុំគ្រាន់តែជាអ្នកបើកបរធម្មតាម្នាក់ប៉ុណ្ណោះហេតុអីបានជាអ្នកឯងមកនិយាយពាក្យថាគុំសុំទោសជាមួយខ្ញុំទៅវិញមែនហើយអ្វីត្បិតតែខ្ញុំជាជំនួយការដ៏ខ្ពង់ខ្ពស់របស់លោកប្រធានប៉ុន្តែខ្ញុំជាមនុស្សដែលមានមារយាទខ្លាំងណាស់សូមរងចាំទស្សនាភាពបន្តតើអ្នកណាខ្លះក្នុងចំណោមពួកឯងចង់បង្ខំប្តីខ្ញុំឲ្យផឹកស្រាហាគឺគាត់នឹងហើយណែឯងឲ្យប្តីខ្ញុំកុំដរាញផឹកស្រាមែនទេបាទខ្ញុំអូខេខ្ញុំផឹកជំនួសគាត់នេះអូហូនេះគឺអូហូគ្រប់គ្រាន់នៅទេគ្រប់ហើយបើសិនជាថ្ងៃក្រោយឯងហ៊ានធ្វើបាបប្តីខ្ញុំទៀតខ្ញុំវាឯងឲ្យងាប់មិនខានមិនហ៊ានទេមួយកែវ1000យ័ន្តឲ្យនាងទៅឲ្យលុយមកអូប៉ុណ្ណេះគ្រប់ទេលើកនេះចាត់ទុកថាឯងសំណាងហើយ First ធ្វើបានល្អណាស់ស្អែកមកក្រុមហ៊ុនចុះកិច្ចសញ្ញាអូបាទអរគុណណាស់លោកប្រធានភ័យភីជោគជ័យហើយតើអ្នកមិនអីទេមែនទេមិននឹកស្មានថាអ្នកចេះផឹកខ្លាំងដល់ថ្នាក់នឹងសោះច្បាស់ណាស់ប្រាប់អ្នកឲ្យដឹងទៅចំពោះរឿងផឹកនេះខ្ញុំមានរហស្នាមថាក៏ផឹក1000កែវក៏មិនស្រវឹងដែរណែ
ព្រះឲ្យមែនតែនហ្មងខ្ញុំអស់លោកជាមួយអ្នកហើយខ្ញុំមិនដែលមើលថែអ្នកណាដល់ថ្នាក់នឹងទេមកផឹកទឹកសិនមកមើលតែខ្លួនឯងទៅមើលអូយសាប់ណាស់តើអ្នករួចខ្លួនទេនឹងថ្ងៃក្រោយកុំផឹកស្រាច្រើនពេកអីមិញអ្នកនិយាយថាអីហាខ្ញុំថាបើផឹកមិនកើតទេកុំផឹកអីនេះនៅចង់ផឹកទៀតមែនទេមកក៏ផឹកមកផឹកមួយក្អឹកទៀតមកដកដង្ហើមធំអាឡូជំនួយការពិសេសឆិនហេតុអីបានជាអ្នកមិនទាន់មកទៀតឬមួយក៏ចង់ត្រូវកាត់ប្រាក់ខែខ្ញុំបានធ្វើស៊ុបកាត់បន្សាបស្រាឲ្យអ្នកហើយអាហារពេលព្រឹកនៅលើតុអូហូហេតុអីបានជាអ្នកស្រាប់តែមកបារម្ភពីខ្ញុំខ្លាំងម្ល៉េះអ្នកភ្លេចរឿងកាលពីយប់មិញអស់ហើយមែនទេកាលពីម្សិលមិញអូនឹកឃើញហើយកាលពីម្សិលមិញត្រូវឆ្កែថើបអូយស៊ុយមែនតែនហ្មងដកដង្ហើមធំរឿងអាហារពេលព្រឹកអ្នកចាត់ចែងខ្លួនឯងទៅណែមានរឿងអីហ្នឹងមិននឹកស្មានថាអ្នកស្គាល់ទាំងជំនួយការពិសេសរបស់លោកប្រធានសោះមិនធម្មតាទេខ្សែស្រឡាយល្អតាណែខ្ញុំចូលធ្វើការបានយ៉ាងរលូនបែបនេះមិនមែនមកពីអ្នកប្រើខ្សែរត់តាមទ្វារក្រោយទេដឹងមិននឹងអាចទៅរួចខ្ញុំគ្រាន់តែជាអ្នកបើកបរម្នាក់បើកចេះតែទ្វារឡានទេចេះបើកទ្វារក្រោយឯណាមកពីអ្នកពូកែខ្លួនឯងតាក្រុមហ៊ុនហៀបនឹងមានការផ្លាស់ប្ដូរធំហើយនាងខ្ញុំឈ្មោះលីនជីជាជំនួយការអ្នករចនាម៉ូដថ្មីថ្ងៃក្រោយសូមអ្នកទាំងអស់គ្នាជួយណែនាំនិងមើលថែខ្ញុំផងលីនជីជាឯងនេះពិតជាដូចខ្មោចលងមិនលែងមែនពាក្យមួយឃ្លានេះខ្ញុំគួរតែជាអ្នកនិយាយទៅកាន់ឯងទៅត្រូវមនុស្សដែលមានត្រឹមសញ្ញាបត្រវិទ្យាល័យហើយធ្វើជាអ្នកលក់ដូចជាឯងសមនឹងមកធ្វើជាសហការីជាមួយខ្ញុំដែរហាសមឬមិនសមមិនមែននៅលើឯងជាអ្នកសម្រេចនោះទេបើឯងមិនចង់ធ្វើការនៅទីនេះទេឯងអាចដើរចេញបានគ្រប់ពេលឯងអ្នកទាំងអស់គ្នាអតិថិជនធំលោកប្រធានស៊ុនសិនឥឡូវនេះបានមកដល់ជាន់ក្រោមហើយប្រញាប់ប្រញ័ររៀបចំខ្លួនទៅលឿនរស់រាន់ឡើងលៀងជាអតិថិជនធំម្នាក់នេះគឺទៅតែត្រឡប់មកពីបរទេសវិញទេគាត់មានការចេះដឹងនិងបទពិសោធន៍ទូលំទូលាយណាស់បន្តិចទៀតនេះឯងនិយាយឲ្យតិចទៅប្រយ័ត្នបញ្ចេញភាពរងំខ្លាយរបស់ឯងឲ្យគេឃើញបើឯងធ្វើឲ្យខូចរឿងជាមួយអតិថិជនធំម្នាក់នេះឯងចាំតែរៀបចំខោអាវបណ្ដេញចេញពីក្រុមហ៊ុនទៅ First និយាយត្រង់ចុះខ្ញុំមិនពេញចិត្តនឹងប្លង់រចនាម៉ូដរបស់ពួកអ្នកទាំងអស់គ្នានៅលើកនេះតតែសោះតើគ្មានគម្រោងផែនការផ្សេងទៀតទេអីខ្ញុំមានគម្រោងបំរុងមួយលៀងជាឯងបិទមាត់ទៅលោកប្រធានថាងឆេងនាងគ្រាន់តែជាជំនួយការអ្នករចនាម៉ូដថ្មីម្នាក់ប៉ុណ្ណោះមានត្រឹមសញ្ញាបត្រវិទ្យាល័យមិនសូវមានចំណេះដឹងប៉ុន្មានទេហើយលើសពីនេះទៅទៀតកាលពីមុននាងថែមទាំងធ្លាប់លួចចម្លងស្នាដៃរបស់អ្នកអតីតទៀតផងមានរឿងបែបហ្នឹងមែនហើយចំពោះប្លង់រចនាមួយនេះខ្ញុំពិតជាបានយកគំរូតាមស្នាដៃរបស់អ្នកអតីតមែនខ្ញុំបានផ្អែកទៅលើផ្ទាំងគំនូរដ៏ល្បីល្បាញលើពិភពលោកកែវស្រា The Glass of Wine ចំណែកកែងស្បែកជើងវិញគឺត្រូវបានរចនាឡើងទៅតាមទម្រង់ខ្សែបន្ទាត់ដ៏ទន់ភ្លន់នៃកែវស្រាក្រហមសូមអ្នកទាំងអស់គ្នាមើលមកនេះវាបង្ហាញពីភាពស្វាហាប់រស់រវើកនិងសេរីភាពតែវាក៏បង្កប់នូវភាពថ្លៃថ្នូរផងដែរខ្ញុំពេញចិត្តនឹងការរចនាមួយនេះខ្លាំងណាស់មិញនេះបានដូចកញ្ញាលីននិយាយថាបានយកគំរូតាមទម្រង់កែវស្រាក្រហមបែបនេះមានន័យថាកញ្ញាក៏ចូលចិត្តញ៉ាំស្រាក្រហមដែរមែនទេលោកប្រធានថាងពិតជាមនុស្សចំណូលចិត្តដូចគ្នានៅផ្ទះរបស់ខ្ញុំមានស្រាក្រហមដែលផលិតក្នុងឆ្នាំខុសគ្នាខ្លះដែរពេលខ្លះគ្រាន់តែបានញ៉ាំមួយកែវឬពីរកែវក៏អាចជួយឲ្យខ្ញុំមានគំនិតច្នៃប្រឌិតថ្មីដែរពិតជាកម្រនឹងបានជួបមនុស្សដែលមានគំនិតត្រូវគ្នាខ្លាំងបែបនេះណាស់កញ្ញាលីនរីករាយណាស់ដែលបានសហការជាមួយគ្នាដែលអាចសហការជាមួយលោកប្រធានថាងបានពួកយើងពិតជាសប្បាយចិត្តខ្លាំងណាស់អូមែនហើយជាមិនមែនឯងបាននិយាយទេអីថាផ្ទះរបស់ឯងមានស្រាក្រហមដែលផលិតក្នុងឆ្នាំខុសគ្នាមែនទេបើអញ្ចឹងពួកយើងឆ្លៀតឱកាសថ្ងៃនេះអញ្ជើញលោកប្រធានថាងទៅពិសាបាយសាមញ្ញនៅផ្ទះរបស់ឯងទៅហើយឆ្លៀតលក់ស្រាក្រហមរបស់ឯងផងផ្ទះរបស់ខ្ញុំញញ៉ៃខ្លាំងណាស់
ខ្លាចក្រែងតែធ្វើឲ្យទាស់ចិត្តលោកប្រធានខាងទេមិននឹងអាចទៅរួចលោកប្រធានខាងជាមនុស្សមិនសូវប្រកាន់រឿងបន្តិចបន្តួចទេគាត់មិននឹងខ្វល់ពីរឿងអស់ទាំងនេះទៅឬមួយក៏ឯងមិនចង់ឲ្យពួកយើងទៅមកពីផ្ទះរបស់ឯងគ្មានស្រាក្រហមតតែសោះហើយឯងកំពុងតែកុហកលោកប្រធានខាងទេដឹងមិននឹងអាចទៅរួចទៅលោកប្រធានខាងខ្ញុំសូមខលទូរស័ព្ទទៅប្តីរបស់ខ្ញុំមួយផ្លែតសិនដើម្បីឲ្យគាត់រៀបចំផ្ទះសម្បែងបន្តិចបើអញ្ចឹងមានតែរំខានហើយលីនជាលើកនេះចាំមើលថាឯងនឹងដោះស្រាយយ៉ាងម៉េចភីដាឈៀងម៉ាក់ប៉ាទៅធ្វើការនៅខេត្តបាត់ហើយវីយូយប់នេះម៉ោង5:00ល្ងាចម៉ាក់មានអតិថិជនធំមកលេងផ្ទះយើងដល់ពេលហ្នឹងពួកកូនដាច់ខាតមិនត្រូវបើកទ្វារឲ្យសោះណាពីព្រោះម៉ាក់គ្មានស្រាក្រហមសម្រាប់ទទួលភ្ញៀវទេដឹងហើយម៉ាក់កំពុងតែជួបការលំបាកមែនទេប៉ុន្តែពួកយើងមិនមែនជាក្មេងអាយុ3ខួបទៀតទេពួកយើងអាចជួយម៉ាក់បានហើយមេផ្ទះលាវម៉ាក់កំពុងមានរឿងហើយប្រញាប់មកជួយខ្ញុំបន្តិចមកជម្រាបសួរអ្នកប្រុសតូចពួកអ្នកមានពេលតែ1ម៉ោងប៉ុណ្ណោះរស់រាន់ឡើងចាប់ផ្ដើមធ្វើការទៅស្រាក្រហមតម្លៃ2លានយ៉នដាក់នៅជួរខាងលើបង្អស់ទៅចំណែកស្រាដែលមានតម្លៃក្រោម1សែនយ៉នមិនបាច់យកមកដាក់ចូលក្នុងនឹងទេអ្នកប្រុសតូចតើផ្ទាំងគំនូររបស់លោកអ៊ូដាវជឺមួយនេះត្រូវព្យួរនៅឯណាដែរព្យួរនៅក្បែរផ្ទាំងគំនូររបស់វ៉ាន់ហ្គោចទៅអ្នកប្រុសតូចចុះចានចង្កឹះសម័យខាងសុងយៀនមីងនិងឈីងទាំងនេះត្រូវយកទៅទុកនៅឯណាចានចង្កឹះច្បាស់ជាត្រូវទុកនៅក្នុងផ្ទះបាយហើយតើបង្កងប៉ៅហឺ abalone និងផ្សិតក្រៅសកម white truffles ដាក់ចូលទៅអស់ហើយឬនៅចាំបន្តិចទឹកដោះគោអេត calcium នេះកុំបោះចោលអីសុំទោសផងណាមេកានិកទ្វារនេះវាខូចមិនដឹងជាមានមនុស្សនៅផ្ទះអត់ទេម៉ាក់ត្រឡប់មកវិញហើយលេងជារសនិយមនៃការដេកផ្ទះរបស់ឯងនេះមើលទៅពិតជាមិនកើតប្រកបមែនថែមទាំងហ៊ានយកគំនូរវ៉ាន់ហ្គោចមកជួទៀតខ្លាំងពេកហើយដឹងផ្ទាំងគំនូរនេះជាកូនសៀវភៅពិតប្រាកដជារបស់ពិតមានមនុស្សកុហកលេងជាមិនមែនឯងថាចូលចិត្តញ៉ាំស្រាក្រហមនៅផ្ទះបំផុតទេអីចុះស្រានៅណាស្រាស្រានៅទីនេះតើទូកំពេចកំពុកអីក៏យកមកដាក់ស្រាគ្មានម៉ាក់គ្មានយីហោបែបហ្នឹងមិនដែលឃើញសំបីតែមួយដបស្រានេះគឺមិនខុសទេដបនេះជាស្រាក្រហមឡាហ្វីបជាឡាវ៉ៃផលិតក្នុងឆ្នាំ1987ចំណែកដបនេះវិញគឺស្រាក្រហមរ៉ូម៉ានីកុងទីរ៉ូម៉ានីខនទេផលិតក្នុងឆ្នាំ20តម្លៃក្នុងមួយដបរបស់ពួកវាគឺសុទ្ធតែលើសពី1សែនដុល្លារអាមេរិកឡើងទៅអាយុនៅក្មេងសោះហ៊ានហើបមាត់និយាយពុតផកកុហកបោកប្រាស់ឯងចង់បោកខ្មោចឡងមែនទេចំណែកឯងវិញអាយុរៀងច្រើនដែរហើយមិនក៏មិនដែលស្គាល់ពិភពលោកខាងក្រៅសោះអញ្ចឹងឯងស្រានេះជារបស់ពិតមែនសូមរងចាំទស្សនាភាពបន្តបើល្អមើលសូមជួយ follow ម្នាក់មួយផងកញ្ញាលីនមិននឹកស្មានថាគ្រួសាររបស់កញ្ញាមានទ្រព្យសម្បត្តិនិងប្រវត្តិស៊ីចម្រៅដល់ថ្នាក់នេះសោះនេះមានតម្លៃថ្លៃថ្នូរពេកហើយខ្ញុំមិនហ៊ានពិសាទេស្រាបែបនេះផ្ទះពួកយើងមានច្រើនណាស់ពូជាភ្ញៀវរបស់ម៉ាក់ពិសាតាមសម្រួលទៅកញ្ញាលីនតើបានទេកញ្ញាអញ្ជើញលោកអញ្ជើញតាមសម្រួលវីយូមកនេះមកកូនសម្លាញ់ម៉ាក់មានរឿងចង់និយាយជាមួយកូន2-3ម៉ាត់មកនេះមកកូនតើរបស់របរអស់ទាំងនោះបានមកពីណាហ្នឹងខ្ញុំនិងប្អូនស្រីបានទៅដើរលេងនៅផ្សារទំនើបហើយក៏ត្រូវរង្វាន់ធំតែម្ដងពួកយើងជាអតិថិជនទី10000ទើបខាងផ្សារទំនើបគេផ្ដល់ជូនរបស់ពេញប្រទេសទិញអីវ៉ាន់ឲ្យយើងហ្វ្រីតែម្ដងមែនកូនជាតើកៅនៅក្នុងផ្ទះរបស់ឯងនៅណាមកហើយស្វាគមន៍អ្នកទាំងអស់គ្នាណាថ្ងៃនេះពួកយើងញ៉ាំឲ្យឆ្ងាញ់ផឹកអស់ដៃទៅចូលកែវអរគុណច្រើនណាមិនអីទេមកអញ្ជើញអង្គុយញ៉ាំតាមសម្រួលទៅជាចាំខ្ញុំកាត់នំខេកស្វាយមួយដុំឲ្យឯងញ៉ាំណាអរគុណច្រើនប៉ុន្តែខ្ញុំអាឡែកស៊ីខុសនឹងផ្លែស្វាយបន្តិចទៀតខ្ញុំញ៉ាំនំខេកស្ប៊ឺរីនោះវិញផ្ទះរបស់លោកស្រីដេកក៏ឡើងមានរសនិយមខ្លាំងណាស់មានបរិយាកាសពោពេញដោយវប្បធម៌ទៀតផងកញ្ញាលីនតើទាំងគំនូររបស់លោកអ៊ូដាវជឺមួយនេះក៏ជារបស់ពិតដែរមែនទេលោកក៏ចូលចិត្តអ៊ូដាវជឺដែរមែនទេច្បាស់ណាស់លោកអ៊ូដាវជឺគឺជាបរមគ្រូនៃគំនូរក៏ដ៏ល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រតើអូលីវលោកគ្រូពេទ្យពួកកូនបានញ៉ាំនំខេកស្វាយរួចហើយក៏ក្អួតមិនឈប់សោះអូលីវតើអ្នកមិនដឹងទេអីថាក្មេងអាឡែកស៊ីនឹងផ្លែស្វាយប្រញាប់ហុចកូនឲ្យខ្ញុំមកតោះទៅបន្ទប់សង្គ្រោះបន្ទាន់លោកគ្រូពេទ្យខ្ញុំជាមិត្តភក្តិរបស់ប្តីនាងសូមប្រើថ្នាំណាដែលល្អបំផុតទៅរឿងលុយកាក់មិនមែនជាបញ្ហាទេដកដង្ហើមធំតើក្មេងយ៉ាងម៉េចទៅហើយមិនអីទេឥឡូវនេះលែងមានគ្រោះថ្នាក់ហើយកុំទៅរំខានការសម្រាករបស់ពួកគេអីចុះនាងវិញនាងយ៉ាងម៉េចហើយនាងរត់ចុះរត់ឡើងជួយខ្វល់ខ្វាយគ្រប់រឿងមើលទៅនាងដូចជាអាណាព្យាបាលរបស់ក្មេងជាងឯងទៅទៀតដកដង្ហើមធំខ្ញុំមើលទៅសកម្មភាពរបស់នាងបែបហ្នឹងនាងមិនមែនជាមនុស្សប្រភេទដែររៀបការជាមួយឯងដើម្បីតែលុយកាក់នោះទេឯងប្រញាប់ទៅសារភាពការពិតជាមួយបងថ្លៃស្រីទៅអា
អូយូវេយូនិងអូលីវវេលីវមិនអីទេនាងសម្រាប់ឲ្យបានស្រួលបួលទៅខ្ញុំសុំទោសផងណាដែលមើលថែពួកគេមិនបានល្អខ្ញុំមិនដឹងថាពួកគេអាឡែកស៊ីនឹងផ្លែស្វាយដូចខ្ញុំសោះមិនអីទេនេះមិនមែនជាកំហុសរបស់អ្នកទេគឺមកពីខ្ញុំមិនបានប្រាប់អ្នកអូមែនហើយខ្ញុំមានរឿងមួយចង់សារភាពត្រង់ជាមួយអ្នកតាមពិតទៅខ្ញុំមិនមែនជាមនុស្សធម្មតានោះទេខ្ញុំជាមនុស្សប្រភេទដែលតែងតែបង្ហាញខ្លួននៅលើទស្សនាវដ្តីហិរញ្ញវត្ថុនិងទំព័រសារព័ត៌មានផ្សេងហើយខ្ញុំថែមទាំងមានទំព័រប្រវត្តិរូបផ្ទាល់ខ្លួននៅលើ Bagebake Wikipedia ចិនទៀតផងឬមួយក៏អ្នកជាឧក្រិដ្ឋជនសង្គមដែលគេកំពុងតាមចាប់ខ្លួនជនល្មើសមានដីកាចាប់ខ្លួនកាលពីលើកមុនអ្នកនិយាយថាអ្នកធ្លាប់មានប្រពន្ធដល់ម្នាក់ហើយក្រោយពេលលែងលះនាងក៏ទៅស្រុកក្រៅអូយមិនមែនមកពីរឿងនឹងទេដឹងតើអ្នកធ្លាប់ឃើញជនល្មើសមានដីកាចាប់ខ្លួនឯណាដើររត់ពេញផ្លូវបែបហ្នឹងទេតាមពិតទៅខ្ញុំគឺជាខ្ញុំមានដំណឹងអាក្រក់មួយចង់ប្រាប់ឯងថ្ងៃនេះខ្ញុំបានឆែកមើលក្នុងកម្មវិធីធានយានឆាឈៀនយ៉ាងឆាអូហូមីងម៉ាត់ប្រុសកាលពីដងក៏នៅទីនេះដែរតាប្អូនថ្លៃក៏នៅទីនេះដែរហាអូថ្ងៃនេះខ្ញុំបានឆែកមើលក្នុងធានយានឆាទើបដឹងថាក្រុមហ៊ុន Yes ដែលឯងកំពុងធ្វើការនោះតាមពិតទៅជាសហគ្រាសស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុន P Group តើឯងដឹងទេថាថៅកែធំជាអ្នកណាគឺជានាយទុនដំបូងគេបង្អស់អ្នកមានដាច់គេនៅឡុងឆាំងមីងម៉ាត់ឆ្កែ PE ពីយ៉ៃនឹងណា PE ឆ្កែ M ប៉ុន្តែខ្ញុំធ្លាប់ពីគេនិយាយថាលោក PE ម្នាក់នោះគឺជាសហគ្រិនលេខ1ប្រចាំក្រុងឡុងឆឹងមានរូបរាងសង្ហាថ្លៃថ្នូរនិងជាបុគ្គលដែលមានសមត្ថភាពអស្ចារ្យណាស់ណាហើយគាត់ថែមទាំងបានបោះទុនវិនិយោគលើការងារសប្បុរសធម៌ជាច្រើនទៀតផងខ្ញុំប្រាប់ឯងទៅច្រើនតែជាអត្ថបទផ្សព្វផ្សាយពាណិជ្ជកម្មកែខៃមុខមាត់TAPE ភីយ៉ៃនិងជាមនុស្សអាគមរូបម្នាក់កុំនិយាយពីអាគមរូបម្នាក់នោះអីនោះតែមិនសូវទោះអារម្មណ៍ទេសម្លាញ់ពេលអ្នកនិយាយថាមានរឿងចង់សារទៀតត្រង់ជាមួយខ្ញុំតើជារឿងអីទៅស្រាប់តែភ្លេចបាត់ទៅហើយពួកអ្នកជេរគ្នាចុះណាអូយឈប់មើលទៅឯងជួយឆែកឲ្យខ្ញុំបន្តិចមើលថារវាងខ្ញុំនិងលីងជាតើមានគំនុំស៊ីសាច់ហត់ឈាមអីនឹងគ្នាឲ្យប្រកបទៅមិនមែនឯងទៅជំពាក់បំណុលស្នេហាអីជាមួយនាងទេដឹងនិយាយឈួតកាលពីមុនខ្ញុំមិនដែលស្គាល់នាងផងនឹងលើកនេះត្រូវធ្វើម៉េចទៅតាមពិតទៅឯងអាចប្រាប់នាងបានតើថាឯងគឺជាលោក PE ដែលជាអ្នកមានដាច់គេនៅឡុងឆឹងនោះខ្ញុំជឿថា99នៃមនុស្សស្រីឲ្យតែបានរឿងនេះច្បាស់ជាសប្បាយចិត្តមិនខានប៉ុន្តែឥឡូវនេះនាងកំពុងតែស្អប់ឯងបើឯងប្រាប់ពីអត្តសញ្ញាណពិតប្រាកដរបស់ឯងទៅកាន់នាងរឿងរ៉ាវរវាងឯងទាំងពីរច្បាស់ជាចប់ជាមិនខានណែខ្ញុំមានក្បួនខ្នាតល្អមួយធ្វើបែបហ្នឹងទៅឯងត្រូវលាក់បាំងអត្តសញ្ញាណរបស់ឯងឲ្យជិតឈឹងលីងជាមានអតិថិជនម្នាក់បានទិញផ្ទាំងគំនូរល្បីមួយផ្ទាំងដូច្នេះភារកិច្ចយកផ្ទាំងគំនូរនេះទៅប្រគល់ឲ្យគេគឺប្រគល់ឲ្យឯងហើយណាណែខ្ញុំកំពុងនិយាយជាមួយឯងតើជាផ្ទាំងគំនូរដែលត្រូវយកទៅជូនលោកប្រធាន P ឯងត្រូវតែប្រយ័ត្នប្រយែងបន្តិចលោកប្រធាន PE យ៉ៃមែនទេមិនដែរឯងនៅចង់ទៅញ៉ែតាក់តង PE ទៀតមែនទេមនុស្សដូចជា PE គេមើលឯងចំភ្នែកដែរហាផ្ទាំងគំនូរនេះមានតម្លៃរាប់សិបលានឯណោះបើឯងធ្វើឲ្យខូចខាតចាំតែរៀបចំខោអាវដេញចេញពីការងារទៅខ្ញុំច្បាស់ជាហែកវាឲ្យខ្ទេចខ្ទីតាំងពីយូរហើយអូយឈឺណាស់លោកអើយបងប្រុសខ្ញុំតើខ្ញុំបានដើរបុកបងមែនទេនៅមានសួរទៀតមិនមែនបុកខ្ញុំទេអីស្ទើរតែបុកខ្ញុំឲ្យងាប់ទៅហើយប្រញាប់យកទូរស័ព្ទមកថតវីដេអូទុកទៅមើលចុះអូយបងប្រុសបងនេះអូយឈឺណាស់លោកអើយជប់សិនមិនក៏មានធំក្លិនឆ្អាបអញ្ចឹងគឺឈាមមន់តាប្រញាប់សងលុយខ្ញុំភ្លាមមកបានតាបងប្រុសហុចទូរស័ព្ទមកឲ្យខ្ញុំមកខ្ញុំវេលុយឲ្យបងអូខេមកវេចូលវីឆាតរបស់ខ្ញុំមកណាលឿនឡើងអូយងាប់ហើយណែទូរស័ព្ទខ្ញុំអូហូចុះមិនក៏ស្រាប់តែក្រោកឈររហ័សសម្លេះម្នាក់នេះជាពួកបោកប្រាស់សោះណែមិនបាច់អរគុណខ្ញុំទេណាពិតជាគ្រូពេទ្យទើបតែចាប់ជាតិមែនហ្វឺសប្តីសម្លាញ់ខ្ញុំប្រាប់អ្នកឯងណាមិញនេះខ្ញុំទើបតែជួបនឹងពួកឡានបុកស៊ីឡាកាពួកធ្វើពុតជាត្រូវឡានបុកមកយកលុយម្នាក់ហ្វាយឲ្យសំណាងហើយដែលខ្ញុំឆ្លាតវៃដោះស្រាយបានរួចរាល់ប្តីសម្លាញ់ខ្ញុំផ្ដល់ជូនអ្នកមួយប្តីសម្លាញ់ខ្ញុំប្រាប់អ្នកឯងណាអោនអកកញ្ញោបើសិនជាពួកយើងមិនបានលើសារសម្លេងនោះទេតើឯងចង់លាក់បាំងរឿងរៀបការរបស់ឯងពីពួកយើងដល់ពេលណាទៀតតាំងពីតូចមកឯងមិនដែលចេះស្រឡាញ់តាក់ទងអ្នកណាតតែសោះឃើញតែដើរចិត្តជាមួយជីនលីនជានលេនខាងគ្រួសារជាម្នាក់គត់ហើយប្រពន្ធកាលពីលើកមុននោះទៀតមើលទៅដូចជាការរៀបការคล้ายៗរៀបការបង្គ្រប់កិច្ចអញ្ចឹងឯងដឹងទេថាម៉ាក់និងប៉ារបស់ឯងបារម្ភពីឯងខ្លាំងប៉ុណ្ណាតើពេលណាទើបឯងព្រមនាំកូនប្រសារស្រីរបស់ម៉ាក់មកជួបជុំគ្នាឲ្យប្រាកដនឹងប្តីសម្លាញ់ឲ្យមើលនរណានិយាយមើលផ្ទះបុរាណបែបចិនសាយួនមួយក្នុងនៅប៉េកាំងវិឡាបែបបោះចំប្រទេសមួយក្នុងនៅសៀងហៃវិឡាពីរក្នុងនៅសិនចិនហើយនិងផ្ទះពីរបីក្នុងទៀតនៅខាងអាមេរិកឯងគិតថាទ្រព្យសម្បត្តិអស់ទាំងនេះគ្រប់គ្រាន់សម្រាប់ឲ្យកូនប្រសារស្រីទេ
ពេលវេលាប្រញាប់ប្រញាល់ខ្លាំងពេកហើយម៉ាក់មកដល់ហើយលឿនដល់ថ្នាក់នឹងផងអូយស្រាប់ហើយត្រូវធ្វើម៉េចទៅខ្ញុំមិនទាន់បានរៀបចំអីទុកជាមុនសោះនឹងណែជួបគ្នាលើកដំបូងត្រូវតែផ្ដល់អាំងប៉ាវឲ្យនាងហើយតែនៅក្នុងផ្ទះឥឡូវនេះមានលុយសុទ្ធតែត្រឹម3ទៅ5លានយ៉ុនប៉ុណ្ណោះធ្វើបែបហ្នឹងមិនដូចជាកាក់កបោះឲ្យអ្នកសុំទានទេអីម៉ាក់ពួកម៉ាក់កុំទាន់ឲ្យខ្វល់ខ្វាយរឿងអស់ទាំងនេះអីពេលនេះមិនមែនជាឱកាសល្អក្នុងការជួបគ្នានោះទេនាងមិនដឹងថាខ្ញុំជាអ្នកមានទេនាងគិតថាខ្ញុំគ្រាន់តែជាអ្នកបើកបរម្នាក់ប៉ុណ្ណោះស្អីគេឯងនេះពិតជាមិនសមហេតុផលតតែសោះធ្វើបែបនេះវាច្បាស់ជាការបោកប្រាស់រៀបការហើយអូយបានហើយស្រាប់ហើយប្រញាប់ឡើងទៅផ្លាស់ខោអាវចេញទៅចម្លែកមែនមិនក៏គ្មានអ្នកបើកទ្វារអញ្ចឹងជាប្តីសម្លាញ់អូយូវីយូអូលីវវីលីវឈប់សិននេះមិនមែនជាផ្ទះរបស់ PE ភីយ៉ៃទេអីចុះមិនក៏ពួកអ្នកនៅទីនេះទៅវិញអញ្ចឹងមានន័យថាអ្នកគឺជាអ្នកបើកបរផ្ទាល់ខ្លួនរបស់ PE មែនទេអែមគ្រួសាររបស់អ្នកទាំងមូលគឺសុទ្ធតែធ្វើការឲ្យ PE ទាំងអស់នឹងហាមិនប្លែកទេកាលពីលើកមុនគ្រាន់តែខ្ញុំនិយាយថា PE ជាសាច់ឆ្កែសោះអ្នកមានប្រតិកម្មខ្លាំងដល់ថ្នាក់ហ្នឹងនេះពួកគាត់គឺពីរអ្នកនេះជាប៉ាម៉ាក់របស់ខ្ញុំម្នាក់នេះជាម៉ាក់របស់ខ្ញុំគាត់ជាមេដោះដែលមើលថែ3ជំនាន់នៃត្រកូលភីចំណែកប៉ារបស់ខ្ញុំជាអ្នកថែសួនរបស់ត្រកូលភីប៉ាម៉ាក់ប្តីសម្លាញ់ឲ្យនាងហៅខ្ញុំថាម៉ាក់នឹងម៉ាក់របស់ខ្ញុំគាត់រំភើបចិត្តខ្លាំងពេកទើបបែបហ្នឹងព្រោះពីមុនគាត់គិតថាខ្ញុំគ្មានអ្នកណាយកគ្មានអ្នកណាការជាមួយនោះអីជាពួកយើងជួបគ្នាលើកដំបូងម៉ាក់ក៏គ្មានកាដូអីត្រូវជូនកូនដែរមកតាមម៉ាក់មកណែម៉ាក់ជាមកនេះមកកូននេះជាកងដៃត្បូងមរកអេមរ៉លដែលជាគេមរកដូនតារបស់ត្រកូលភីនេះកូនរក្សាវាទុកទៅម៉ាក់នេះជារបស់ត្រកូលភីទេពួកយើងមិនអាចយកបានទេម៉ាក់ទោះបីជាម៉ាក់ធ្លាប់មើលថែថ្នាក់ក្នុងមនុស្ស3ជំនាន់នៃត្រកូលភីក៏ដោយប៉ុន្តែទីនេះទោះជាយ៉ាងណាក៏មិនមែនជាផ្ទះផ្ទាល់ខ្លួនរបស់ម៉ាក់ដែរម៉ាក់ត្រូវតែដឹងពីឋានៈទូនីតិខ្លួនឯងឲ្យច្បាស់ប្រញាប់ឡើងយករបស់ទៅទុកកន្លែងដើមវិញទៅម៉ាក់បានហើយម៉ាក់តោះទៅចេញទៅខាងក្រៅវិញទៅអូមែនហើយអូយូវីយូអូលីវវីលីវអូយូអូលីវចេញមកក្រៅមកកូននេះណាជីអរគុណចាស់ជីឲ្យចាស់តើកូនធ្វើការងារអីដែរហ្នឹងអូខ្ញុំក៏ធ្វើការនៅក្រុមហ៊ុន P Group ដែលចាស់គឺធ្វើជាជំនួយការអ្នករចនាម៉ូដនិយាយដកថយយ៉ាងណាក៏ដោយក៏កូនជាកូនប្រសារស្រីរបស់គ្រួសារយើងដែរធ្វើត្រឹមជំនួយការមិននឹងសមចាំដល់ដាច់ខែនេះម៉ាក់នឹងប្រកល់ក្រុមហ៊ុនមួយឲ្យកូនគ្រប់គ្រងតែម្ដងម៉ាក់ក៏បើកក្រុមហ៊ុនដែរមែនទេប៉ារបស់ខ្ញុំគាត់ចាស់ហើយគាត់មានជំងឺវង្វេងវង្វាន់ Alzheimer នឹងណាចូលចិត្តនិយាយផ្ដេសផ្ដាសមិនដឹងអីទេកុំប្រកាន់គាត់អីប៉ាម៉ាក់តើធម្មតាពួកម៉ាក់ស្នាក់នៅឯណាដែរគឺបន្ទប់មេដោះទំហំ12ម៉ែត្រការ៉េមួយនេះឯងជាកន្លែងដែលគ្រួសារយើងទាំងអស់គ្នារស់នៅជុំគ្នារឿងរ៉ាវរស់នៅជ្រកកោនក្រោមដំបូលផ្ទះរបស់អ្នកអតីតបែបនេះខ្ញុំយល់ពីអារម្មណ៍មួយនឹងច្បាស់ណាស់ប៉ាម៉ាក់ខ្ញុំនិងដាឈៀងជេសិងនឹងខិតខំប្រឹងប្រែងធ្វើការជាមួយគ្នាដើម្បីនាំពួកម៉ាក់ចេញពីទីនេះឲ្យបានឆាប់រស់នៅមានក្តីសុខនិងបាននៅផ្ទះធំវីឡាស្កឹមស្កៃអូយពិតជាកូនប្រសារស្រីដ៏ល្អមែនទែនតាមពិតទៅគឺកូនប្រុសរបស់ខ្ញុំទេដែលមិនសមនឹងនាងនោះលោកម្ចាស់លោកស្រីខ្ញុំត្រឡប់មកវិញហើយលោកម្ចាស់លោកស្រីនេះគឺជាសកម្មភាពកំសាន្តប្រពៃណីប្រចាំគ្រួសារយើងតើចាតាមធម្មតាពេលពួកយើងធ្វើការហត់នឿយខ្លាំងពួកយើងតែងតែឆ្លៀតឱកាសពេលម្ចាស់ផ្ទះមិននៅលេងម៉ូដតែងខ្លួនបន្លំ cosplay ផ្សេងដើម្បីលំហែកាយបន្តិចនឹងណាខ្ញុំយល់នៅកន្លែងបន្ទប់ជួលរបស់ខ្ញុំក៏ខ្ញុំឧស្សាហ៍លេងដើរតួសម្ដែង role play បែបនឹងដែរខ្ញុំតែងតែស្រមៃគិតថាខ្លួនឯងជាភរិយារបស់មហាសេដ្ឋីមានតែគេអញ្ចឹងអូមែនហើយជាចុះថ្ងៃនេះកូនមកភូមិគ្រឹះត្រកូលភីមានការអីដែរអូមែនហើយខ្ញុំយកផ្ទាំងគំនូរមកជូនលោកប្រធានភីតាអូយមានអតិថិជនធំម្នាក់បាននិយាយថាចង់យកផ្ទាំងគំនូរមួយផ្ទាំងមកជូនលោកប្រធានភីវិថាជាស្នាដៃរបស់វិចិត្រក៏គំនូរទេសភាពភ្នំទឹកដ៏ល្បីល្បាញលោកហាងយ៉ងយុនយួនយ៉ងយ៉ានដែលមានតម្លៃជិតជាង10លានយ៉នឯណោះមកក៏ខ្ញុំយកឲ្យពួកម៉ាក់មើលបន្តិចណាកាលខ្ញុំកាន់យកមកមើលទៅវានៅល្អត្រឹមត្រូវតើកូនប្រសារស្រីមិនអីទេលីនជាចុះតែគំនូរណែណាខ្ញុំមិនសូវទុកចិត្តទៅធ្វើដំណើរមកប្រកួតទទួលដោយផ្ទាល់នឹងណាប្រញាប់បើកទ្វារឲ្យខ្ញុំភ្លាមមកមិនអីទេម៉ាក់ចាំខ្ញុំទៅបើកទ្វារចុះលោកប្រធានភីបានទទួលផ្ទាំងគំនូរហើយឬនៅលោកប្រធានភីមិននៅផ្ទះទេប៉ាកុំទៅនិយាយរកស្រីចិត្តអាក្រក់ម្នាក់នោះអី
អូហូនេះជាប្តីរបស់អញហាខ្ញុំប្រើឲ្យអញយកគំនូមកជូនគេសោះអញបែរជានាំទាំងប្តីទាំងកូនមកតាមជាហ្វូងបែបហ្នឹងមិនមែនបួលគ្នាបង្កើតជាក្រុមមកលួចទ្រព្យសម្បត្តិនៅក្នុងភូមិគ្រឹះត្រកូលភីទេដឹងលីនយូស្រីលីនយូវេអញកុំមកមើលងាយមនុស្សពេកប្តីរបស់ខ្ញុំជាអ្នកបើកបរផ្ទាល់ខ្លួនរបស់លោកប្រធានភីតើហ៎ប្តីរបស់អញធ្វើបានត្រឹមតែជាអ្នកបម្រើកូនចៅរបស់លោកប្រធានភីសោះហ្នឹងខ្ញុំមើលទៅថ្ងៃដែលគេត្រូវដេញចេញពីការងារក៏នៅមិនឆ្ងាយប៉ុន្មានដែរលីនលីនជាចុះទាំងគំនូនៅឯណាវាថយចេញទៅលីនជាខ្ញុំប្រើឲ្យអញយកគំនូមកជូនគេអញបែរជាធ្វើឲ្យវាខូចខាតតិចទីអស់អញ្ចឹងអញដឹងទេថានេះជាការដូរសម្របសម្រួលជូនលោកប្រធានភីអញដឹងទេថាវាថ្លៃខ្លាំងប៉ុណ្ណាខ្ញុំនាងអញស្រែកខ្លាំងធ្វើអីហ្នឹងគ្រាន់តែផ្ទាំងគំនូមួយផ្ទាំងសោះមិនអញ្ចឹងខូចគឺខូចទៅឲ្យតែពួកយើងបានជួបមុខកូនប្រសារស្រីនោះហើយជាការដូរដ៏ល្អបំផុតសម្រាប់ពួកយើងស្រីម្នាក់នេះអញជាអ្នកណាមានសិទ្ធិអីមកហើបមាត់និយាយនៅទីនេះគាត់ជាមេដោះរបស់ត្រកូលភីនាងអញជួយផ្ដល់ការគោរពនិយាយឲ្យដឹងខុសត្រូវបន្តិចទៅអូហូតាមពិតទៅគឺមួយផ្ទះសុទ្ធតែពួកអត់លុយកាក់ពួកអ្នកក្រសោះខ្ញុំមិនខ្វល់ថាពួកឯងជាស្អីនឹងត្រកូលភីទេផ្ទាំងគំនូនេះមានតម្លៃ10លានយ៉នណាពួកឯងទាំងប៉ុន្មានអ្នកនេះទោះជាធ្វើជាអ្នកបម្រើអស់មួយជីវិតក៏គ្មានថ្ងៃមានលុយសងថ្លៃគំនូនឹងដែរមិនអីទេកូនប្រសារស្រីផ្ទាំងគំនូមួយផ្ទាំងនេះជារបស់ខ្លាំងទេយ៉ាងច្រើនមានតម្លៃតែ200យ៉នប៉ុណ្ណោះ200យ៉នផងមានមនុស្សអត់លុយដូចជាឯងស្គាល់យល់ដឹងពីតម្លៃគំនូតាំងពីកាលណាពីព្រោះស្នាដៃពិតប្រាកដជារបស់ពិតគឺកំពុងតែស្ថិតនៅក្នុងទូដែកសុវត្ថិភាពរបស់ត្រកូលភីឯណោះតើចាំម៉ាក់ទៅយកមកឲ្យមើលឥឡូវហ្នឹងម៉ាក់គ្រាន់តែជាមេដោះរបស់ត្រកូលភីទេណាច្បាស់ជាដឹងហើយថាគេទុកទាំងគំនូនៅឯណាមែនទេដកដង្ហើមធំតោះទៅម៉ាក់តើក្មេងស្រីម្នាក់នោះជាអ្នកណាមិនក៏គួរឲ្យធុញថប់គួរឲ្យស្អប់ម្លេះហ៊ានមកធ្វើបាបឆ្លោះទាស់តែងជាមួយកូនប្រសារស្រីរបស់ខ្ញុំផងអញប្រញាប់ដេញនាងចេញពីការងារទៅនាងម្នាក់នឹងនិយាយច្រើនរំខានត្រជាក់ណាស់ប៉ុន្តែទីនោះមិនមែនជាកន្លែងធ្វើការរបស់ជាទេអីអូហូតាមពិតទៅឯងក៏ចេះឈឺឆ្អាលបារម្ភពីប្រពន្ធរបស់ឯងដែរតើម៉ាក់ខ្ញុំក៏ឈឺឆ្អាលបារម្ភពីម៉ាក់ដូចគ្នាដែរតើមិនមែនម៉ាក់បានទុកជក់លែងគូគំនូអស់រយៈពេលជាច្រើនឆ្នាំមកហើយទេអីសម្រាប់ម៉ាក់គឺមកពីម៉ាក់ស្រឡាញ់អាណិតកូនប្រសារស្រីពេកនឹងណាអូហូម៉ាក់ទឹកដៃគូគំនូរបស់ម៉ាក់នៅតែមានមន្តស្នេហ៍រស់រវើកមិនចាញ់កាលពីមុនតតែសោះអ្នកណាទៅអាចនឹកស្មានដល់ថាបរមគ្រូហាងយ៉ងយុនដែលល្បីល្បាញក្រៅវិស័យគំនូកាលពីសម័យនោះតាមពិតទៅគឺជាម៉ាក់របស់ខ្ញុំសោះជប់និយាយលេងសើចភ្លីភ្លើទៅឯងនេះពិតជាមាត់ផ្អែមពូកែអែបអប់មែនស្នាដៃគំនូពិតប្រាកដរបស់បរមគ្រូហាងយ៉ងយុនគឺនៅទីនេះហើយមើលឲ្យច្បាស់ទៅមិនក៏អាចទៅជារឿងបែបហ្នឹងវិញអញហ៊ានប្រើឲ្យជាយកទាំងគំនូคล้ายៗមួយទាំងមកជូនគេអញ្ចឹងហាតើឯងមិនខ្លាចធ្វើឲ្យទាស់ចិត្តប្រមាថលោកប្រធានភីទេអីបើសិនជាមិនបានធ្វើឲ្យគំនូនោះខូចខាតដោយអចិន្ត្រណាទេអញច្បាស់ជាត្រូវទទួលខុសត្រូវរឿងនេះធ្ងន់កែខ្លួនមិនរួចឡើយលើកនេះចាត់ទុកថាឯងមានសំណាងល្អចុះលើកក្រោយច្បាស់ជាគ្មានរឿងងាយស្រួលបែបនេះទៀតទេប៉ុន្តែគ្មានអ្នកណាបានដឹងឡើយថាចុងក្រោយទៅនាងនិងលោកយាយបានដើរចូលទៅក្នុងឆ្នាំថ្មីជាមួយគ្នាយ៉ាងមានសុភមង្គលនិងក្តីរីករាយរឿងនិទានចប់ហើយប៉ាចាប់តាំងពីម៉ាក់បដូរទៅធ្វើការងារថ្មីមកមានរឿងរ៉ាវជាច្រើនបានកើតឡើងខ្ញុំមានអារម្មណ៍ថាវាមិនមែនជារឿងសាមញ្ញធម្មតាបែបហ្នឹងឡើយរឿងផ្ទៃក្នុងគ្រួសាររបស់ខ្ញុំនឹងដោះស្រាយដោយខ្លួនឯងលីនយូស្រីលីនយូវេលីនជាអញកំពុងធ្វើស្អីហ្នឹងលីនជាអញឈួតទៅហើយមែនទេគួរតែជាខ្ញុំទេដែលត្រូវសួរអញនោះគឺអញទេតើដែលឈួតកាលពី5ឆ្នាំមុនខ្ញុំបានកាត់ដៃទំនាក់ទំនងជាមួយគ្រួសារលីនទាំងមូលរួចរាល់ហើយចុះហេតុអ្វីបានជាអញនៅតែតាមមករករឿងខ្ញុំម្ដងហើយម្ដងទៀតបែបហ្នឹងរករឿងឯងអញ្ចឹងហារករឿងមនុស្សដូចជាឯងចាំបាច់ត្រូវមានហេតុផលដែរហាខ្ញុំដើរជន់កំទេចស្រមោចមួយក្បាលនៅក្បែរផ្លូវតើចាំបាច់ត្រូវមានហេតុផលដែរទេឈប់ធ្វើពុតទៅតាមពិតទៅឯងមិនដែលចាត់ទុកខ្ញុំត្រឹមជាស្រមោចនោះឡើយឯងបានត្រឹមតែលួចសម្លឹងមើលមកខ្ញុំពីខាងក្រោមប៉ុន្តែឯងគ្មានថ្ងៃអាចហក់លោតរំលងយកឈ្នះខ្ញុំបានឡើយពីព្រោះឯងគ្រាន់តែជាកូនស្រីរបស់ស្រីលួចលាក់ស្រីចង់តែប៉ុណ្ណោះនៅចំពោះមុខខ្ញុំឯងគ្មានថ្ងៃអាចងើបមុខឡើងរួចឡើយទេពកោសល្យពីកំណើតរបស់ឯងគឺសាមញ្ញធម្មតាបំផុតផ្ទុយទៅវិញខ្ញុំគឺជាកំពូលអ្នកពូកែខាងរចនាម៉ូដឯងចង់ជន់ឆ្លេះខ្ញុំឲ្យលិចទៅក្នុងភក់ជ្រាំប៉ុន្តែនៅក្នុងចិត្តឯងគឺកំពុងតែភ័យខ្លាចពីព្រោះឯងជាមនុស្សមានមោទនភាពទាបតូចចិត្តនឹងវាសនាខ្លួនឯងកំសាកញីនិងគួរឲ្យអាណិតបំផុតឯងនិយាយផ្ដេសផ្ដាសហើយនិយាយឈួតគឺឯងទេដែលគួរឲ្យអាណិតនោះឪពុកមិនស្រឡាញ់ម្ដាយមិនអាណិតថែមទាំងត្រូវគេធ្វើឲ្យផើមមានផ្ទៃពោះរហូតដល់ស្លាប់បាត់បង់កូនអស់2នាក់ទៀតផងមិនអនុញ្ញាតឲ្យឯងនិយាយប៉ះពាល់ដល់កូនទាំង2នាក់នោះដាច់ខាតភ្លេចប្រាប់ឯងទៅលីនជាកូនទាំង2នាក់នោះរបស់ឯងតាមពិតទៅគឺនៅរស់រានមានជីវិតនៅឡើយទេឯងនិយាយថាអីហ្នឹងលីនជាឯងគ្មានថ្ងៃដឹងឡើយថាពួកគេស្នាក់នៅឯណានោះចុះរឿងដែលខ្ញុំប្រើឲ្យឯងទៅស្រាវជ្រាវតើការស៊ើបអង្កេតទៅដល់ណាហើយលោកប្រធានភីជីវិតរបស់លោកស្រីពិតជាកំសត់ខ្លាំងណាស់ទានម្ដាយរបស់គាត់បានបាត់បង់ជីវិតតាំងពីគាត់នៅតូចទោះបីជាឪពុករបស់គាត់បានបើករោងចក្រមួយក៏ដោយប៉ុន្តែលុយកាក់ទាំងអស់គឺយកទៅចិញ្ចឹមស្រីលួចលាក់អស់លីង
លោកស្រីត្រូវបានម្ដាយចុងនិងប្អូនស្រីចុងធ្វើបាបជិះជាន់តាំងពីតូចក្រូចឆ្មារម្លេះនេះជាឯកសារព័ត៌មានលម្អិតទៀនលោកប្រធានភីលោកត្រូវតែធ្វើជាបង្អែករឹងមាំនិងជួយរកយុត្តិធម៌ចេញមុខការពារដល់លោកស្រីឲ្យបានណាទៀនជីវិតរបស់គាត់ពិតជាគួរឲ្យអាណិតខ្លាំងណាស់កាលពីមុនមិនមែនខាងគ្រួសារលីនធ្លាប់មកតាក់ទងខ្ញុំដើម្បីពិភាក្សាពីរឿងកិច្ចសហប្រតិបត្តិការទេអីបាត់មែនហើយប៉ុន្តែត្រូវបានលោកបដិសេធចោលបាត់ទៅហើយទៅប្រាប់ពួកគេទៅថ្ងៃស្អែកវេលាម៉ោង4រសៀលនៅសន្តាគារលំដាប់ខ្ពស់ Lifa Grand Hotel ខ្ញុំនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីលៀងសាយភោជដោយផ្ទាល់ហើយត្រូវទទួលរៀបចំកិច្ចការទាំងនោះជូនពួកគេឲ្យបានល្អរំទាយទោសពួកគេកូនស្រីបណ្ដូលចិត្តរបស់ម៉ាក់មកវិញហើយអូហូមិនក៏ទៅជាអញ្ចឹងប៉ាវាមើលចុះមីលីងជាលេងជាពីឆ្បិចខ្ញុំឡើងចំសាច់រហូតដល់ឥឡូវនៅមិនទាន់បាត់ផងមិនក៏ទៅជាបែបហ្នឹងកាលពីលើកមុនវាក៏វាកូនបែបហ្នឹងដែរម៉ាក់ត្រូវតែជួយរកយុទ្ធធម៌ចេញមកការពារឲ្យកូនណាហ៊ានដល់ថ្នាក់មកធ្វើបាបកូនស្រីរបស់ខ្ញុំផងហាខ្ញុំនឹងដឹងដៃជាមួយវាឲ្យវាស្គាល់គ្រឿងម្ដងខ្ញុំត្រឡប់មកវិញហើយអូយស្រាប់ហើយមិនក៏ប៉ាវាចេះតែផឹកស្រវឹងជុកជុំអញ្ចឹងថ្ងៃនេះមានរឿងសប្បាយចិត្តនឹងណាមានរឿងអីសប្បាយចិត្តខ្លាំងម្ល៉េះគឺអ្នកមានដាច់គេនៅឡុងឆឹងជំនួយការពិសេសរបស់លោក PE យ៉ៃបានមកទំនាក់ទំនងខ្ញុំគេនិយាយថាថ្ងៃស្អែកពេលថ្ងៃត្រង់គេចង់អញ្ជើញគ្រួសារយើងទាំងអស់គ្នាទៅពិសារអាហារជុំគ្នាមែនអត់នឹងប៉ាវីឲ្យកូនត្រូវតែរៀបចំខ្លួនតែងខ្លួនឲ្យបានស្អាតបាតលេចធ្លោបន្តិចណាកូនដឹងហើយម៉ាក់បើសិនជាខ្ញុំអាចតោងខ្សែស្រឡាយតាក់ទងជាមួយលោកប្រធានភីនេះបានខ្ញុំច្បាស់ជាធ្វើឲ្យមីលីនជាត្រូវដេញចេញពីក្រុមហ៊ុនខ្ទាតក្បាលទៅបាត់ជាមិនខានពេលជួបជាមួយគេត្រូវនិយាយស្ដីផ្អែមល្ហែមឲ្យដឹងខុសត្រូវផងយល់ទេស្រាអស់ទាំងនេះខ្ញុំបានរៀបចំច្រកការបូបរួចរាល់អស់ហើយអូហូលោកប្រកាសជាលោកប្រធានភីហើយមែនទេបាទប៉ាច្រឡំមនុស្សហើយអាម្នាក់នេះគ្រាន់តែជាប្តីថោកទាបរបស់មីលីងជាលេងជាទេតាជាកូនចៅអ្នកបើកឡានឲ្យត្រកូលភីនឹងណាត្រឹមតែជាកូនចៅសោះមកអង្គុយទៅធំទៅភ្ញៀវកិត្តិយសធ្វើអីប្រញាប់ក្រោកឡើងភ្លាមទៅបាក់គុំទៅខ្វល់នឹងវាអីអង្គុយចុះទៅនេះជាស្រាក្រហមដែលពួកយើងមានបំណងយកមកជូនលោកប្រធានភីដោយផ្ទាល់ប្រញាប់យកវាទៅចាក់ទុកឲ្យដកដង្ហើមឌីខែនទៅស្រាកម្រិតទាបថោកបែបនឹងសោះក៏ឯងហ៊ានយកមកខុសជូនគេកើតដែរនិយាយសម្ដីធំអ៊ូតអេងអាងណាស់ហាគ្រូសាយើងទាំងមូលជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលលោកប្រធានភីពេញចិត្តអញ្ជើញមកដោយផ្ទាល់ណាជឿអត់ថាខ្ញុំគ្រាន់តែប្រាប់គេមួយម៉ាត់អាចធ្វើឲ្យឯងខ្ទាតចេញពីទីនេះភ្លាមប៉ាទៅប្រកាន់ខឹងដេញដល់នឹងពួកកូនចៅបាត់ផ្សារបែបនឹងធ្វើអីណែខ្ញុំប្រាប់ឯងឲ្យដឹងទៅណាចាប់ពីថ្ងៃនេះទៅគ្រួសាររបស់ឯងទាំងមូលចាំតែទៅដេកនៅតាមចិញ្ចើមថ្នល់ផ្ទះអត់ដំបូលទៅល្អតាខ្ញុំចង់ដឹងណាស់ថាតើឯងមានសមត្ថភាពធ្វើឲ្យខ្ញុំទៅដេកតាមចិញ្ចើមថ្នល់ដោយរបៀបណាជំនួយការពិសេសឆិនតើលោកប្រធានភីមកដល់ហើយឬនៅលោកប្រធានភីមិនមែនលោកប្រធានភីកំពុងតែអង្គុយនៅត្រង់នោះទេអីមកស្គាល់គ្នាជាថ្មីម្ដងទៀតចុះខ្ញុំបាទមានឈ្មោះថា PE យ៉ៃហើយក៏ជាស្វាមីរបស់លីនជាដែរលោកប្រធានភីកាលពីមុនមកពួកយើងមានភ្នែកតែមើលមិនស្គាល់ភ្នំថៃសានមានភ្នែកតែមើលមិនស្គាល់អ្នកមានបុណ្យស័ក្តិធំពិតជាបានប្រមាថលោកច្រើនណាស់សូមលោកកុំប្រកាន់ខឹងនឹងពួកយើងអីទៀតប្រមាថខ្ញុំមិនអីទេប៉ុន្តែពួកឯងហ៊ានធ្វើបាបជិះជាន់ភរិយារបស់ខ្ញុំរឿងនេះមិនអាចបញ្ចប់ទៅដោយញីបែបនេះបានឡើយលោកប្រធានភីខ្ញុំដឹងកំហុសហើយចាស់ស្ដាប់តាមទឹកដុំសម្លេងរបស់នាងឯងបើអ្នកអតីមិនដឹងរឿងច្បាស់ជាគិតថានាងឯងមិនទាន់បានស៊ីបាយស៊ីទឹកអីទេការសុំទោសគឺត្រូវតែមានអរិយាប័ត្រទឹកចិត្តសមរម្យសម្រាប់ការសុំទោសយកបែបនេះចុះនាងឯងស៊ីរបស់មួយនេះទៅខ្ញុំនឹងអត់ទោសឲ្យមិនដែរមើលងាយវាហាកាលពីលីនជាលេងជានៅពីតូចនាងគ្មានអ្វីត្រូវស៊ីតតែសោះផងលោកប្រធានលីនលេនឲ្យឬមួយក៏លោកចង់ស៊ីជំនួសនាងលោកប្រធានភីឡើយសូមលោកមេតាអភ័យទោសកុំប្រកាន់ទោសអូដំណើរនឹងមនុស្សកម្រិតទាបដោយពួកយើងអីខ្ញុំសូមស្ពតចាប់ពីពេលនេះទៅពួកយើងនឹងមិនទៅបង្កចំនួនរករឿងលីនជាទៀតឡើយមិនខ្ញុំចង់ឲ្យគ្រួសាររបស់ពួកឯងរលាយបាត់ដានបាត់មុខពីទីក្រុងឡុងឆាំងទាំងស្រុងប៉ុន្តែក្រុមហ៊ុនរបស់ខ្ញុំនៅទីក្រុងឡុងឆាំងតើរឿងនេះលោកមិនបាច់បារម្ភទេក្រុមហ៊ុនរបស់លោកបានខ្សែធនដួលរំរួចរាល់ហើយពេលនេះលោកអាចអស់ចិត្តដេកលក់ស្រួលក្នុងការនាំគ្រួសារទៅដេកតាមចិញ្ចើមថ្នល់បានហើយនៅមានរឿងមួយទៀតប្រសិនបើមានអ្នកណាម្នាក់ទៅប្រាប់ប្រពន្ធរបស់ខ្ញុំពីអត្តសញ្ញាណពិតប្រាកដរបស់ខ្ញុំទោះបីជាអ្នកណាជាអ្នកនិយាយក៏ដោយខ្ញុំនឹងចាត់ទុកថាជាពួកឯងជាអ្នកនិយាយទាំងអស់ដល់ពេលនោះវាច្បាស់ជាមិនមែនជាការបញ្ចប់ងាយត្រឹមតែទៅដេកតាមចិញ្ចើមថ្នល់នោះឡើយលោកប្រធានភីពួកយើងដឹងកំហុសហើយលោកប្រធានភីពួកយើងមិនហ៊ានទៀតទេចាស់បាទគ្រូសាលីនត្រូវវិនិច្ឆ័យសាបសូន្យអត់ទាំងស្រុងហើយខ្ញុំចង់ជួបអ្នកកន្លែងចាស់មិនជួបមិនវើវិញស្រីម្នាក់ដែលពួកយើងធ្លាប់ធ្វើបាបកាលពីឆ្នាំនោះពេលនេះនាងរកបានបង្អែកអ្នកកាងដ៏រឹងមាំហើយត្រឹមតែស្រីដូចជានាងតើអាចទៅរកបានតួអង្គខ្លាំងពូកែអស្ចារ្យមកពីណាទៅគឺលោក PE យ៉ៃប្រធានក្រុមហ៊ុនធំត្រកូល P Group នឹងណាតើពួកវាអាចទៅចាប់ដៃគ្នាត្រូវគ្នាបានដោយរបៀបណាទៅណែចុះបើលោក PE ដឹងថាយើងជាអ្នកចាប់ជំរិតកូនរបស់លីនជាលេងជាទៅតើនឹងទៅជាយ៉ាងណាកូនស្អីគេកូនទាំងនោះស្លាប់បាត់យូរហើយចាប់ពីពេលនេះទៅមិនអនុញ្ញាតឲ្យឯងហាប់មាត់និយាយពីកូនមួយម៉ាត់ណាទៀតឡើយប៉ុន្តែខ្ញុំជ្រុលមាត់និយាយប្រាប់វាបាត់ទៅហើយតើ
ទោះបីជាខ្ញុំមិនដឹងថាអ្នកជាអ្នកណាក៏ដោយប៉ុន្តែអ្នកមានសមត្ថភាពដោះស្រាយរឿងរ៉ាវកាលពីឆ្នាំនោះបានមិនបាច់ប្រាប់ក៏ដឹងថាអ្នកមានអំណាចនិងទឹកប្រាក់ក្រាស់ក្រែលដែរម្យ៉ាងវិញសូមអង្វរចុះជួយសង្គ្រោះខ្ញុំផងខ្ញុំដឹងកំហុសហើយកុំឲ្យនេះនិយាយច្រើនទៀតខ្ញុំដឹងកំហុសហើយលើកក្រោយមិនហ៊ានទៀតទេខ្ញុំសូមអង្វរអ្នកជួយខ្ញុំផងចេញទៅអាមនុស្សមិនបានការសម្រាមអធិស្ឋានចាស់តើអ្នកគ្រូពេទ្យឈ្មោះឈៀននៅស្ថិតនៅទីនេះដែរទេគាត់គឺជាអ្នកគ្រូពេទ្យដែលជួយសម្រាលកូនឲ្យខ្ញុំកាលពីឆ្នាំនោះគាត់បានលាឈប់ពីការងារតាំងពី5ឆ្នាំមុនបាត់ទៅហើយអញ្ចឹងតើអ្នកអាចផ្ដល់លេខទូរស័ព្ទព័ត៌មានទំនាក់ទំនងរបស់គាត់ឲ្យខ្ញុំបន្តិចបានទេចា៎អ្នកគ្រូពេទ្យឈៀនឆែនអញ្ជើញពិសាតែចាស់អ្នកគ្រូនិយាយថាជាកូនភ្លោះប្រុសមួយស្រីមួយកូនភ្លោះនាគនឹងហងមែនទេអែមខ្ញុំចាំបានថាការដែលពួកគេចេញពីបន្ទប់សម្រាលកាលពីឆ្នាំនោះពួកគេទាំងពីរនៅល្អធម្មតាប៉ុណ្ណោះតើអ្នកគ្រូប្រកាសចិត្តទេចា៎នៅក្នុងបន្ទប់រក្សាទុកឯកសាររបស់មន្ទីរពេទ្យមានកំណត់ត្រាកាលពីពេលនោះសៀវភៅសិស្សអាចទៅរកមើលបានលោកគ្រូពេទ្យចាស់ខ្ញុំចង់មកសាកសួរព័ត៌មានឯកសារកាលពី5ឆ្នាំមុនបន្តិចចាស់ស្ត្រីសម្រាលមានឈ្មោះថាលីនជាថ្ងៃខែឆ្នាំសម្រាលគឺថ្ងៃទី8ខែមីនាអ្នកមកមិនចំពេលទេថ្ងៃមុននេះបន្ទប់រក្សាទុកឯកសារទើបតែត្រូវភ្លើងឆេះឯកសារភាគច្រើនត្រូវបានភ្លើងឆេះបំផ្លាញអស់រលីងទៅហើយភ្លើងឆេះអញ្ចឹងហាក់ចុះនៅមានវិធីផ្សេងទៀតដើម្បីពិនិត្យមើលដែរទេចាស់អ្នកគ្រូពេទ្យឈៀនដែលជួយសម្រាលកូនឲ្យខ្ញុំគាត់ប្រាប់ខ្ញុំថាកូនអាចនឹងនៅមានជីវិតរស់នៅឡើយទេអ្នកគ្រូពេទ្យឈៀនមែនទេកាលពីមុនគាត់ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលទើបតែងតែនិយាយរវើវាផ្ដេសផ្ដាសមិនដឹងអីម្យ៉ាងមិញសម្ដីរបស់គាត់អ្នកមិនអាចជឿទុកចិត្តបានឡើយណាចាស់ល្អហើយអរគុណច្រើនលោកគ្រូពេទ្យឯកសារទាំងអស់ត្រូវបានចាត់ចែងកំទេចចោលយ៉ាងស្អាតបាតហើយចំណែកខាងអ្នកគ្រូពេទ្យនោះក៏បានសូកលុយបិទមាត់រៀបចំរួចរាល់អស់ហើយដែរនេះជាប្រាក់រង្វាន់ដែលបានសន្យាថានឹងជូនអ្នកម៉ាក់ពួកយើងមកថតរូបជុំគ្រួសារជាមួយគ្នាទៅកុំបាច់បួលប៉ាចូលរួមជាមួយអីអែមម៉ាក់មិនក៏មើលទៅមិនសូវសប្បាយចិត្តអញ្ចឹងតើមកពីប៉ាធ្វើខុសរឿងអីមែនទេអត់មានទេកូនមនុស្សស្រីកាលណាឡើយនិយាយថាមិនអីទេគឺមានន័យថាមានរឿងហើយនឹងណាប៉ាទេមកហើយម៉ាក់ទទួលទៅចាស់ភីដាឆាំងភីដេશનអញប្រញាប់អូសក្បាលមកផ្ទះភ្លាមមកចាន់លៀងហើយឬនៅផ្ទះជូតហើយឬនៅមួយថ្ងៃរវល់តែរកលុយរវល់តែធ្វើការថែម៉ោងអញមានដឹងទេថាពេលនេះខ្ញុំត្រូវការឲ្យអញមកនៅក្បែរកំដរខ្ញុំខ្លាំងប៉ុណ្ណាបើសិនជាមិនមែនមកពីអញមានកូនដ៏ឆ្លាតវៃនិងគួរឲ្យស្រឡាញ់មួយគូនេះទេកុំថាឡើយដល់ទៅរស់នៅជាមួយតែមួយវិនាទីក៏ខ្ញុំមិនចង់រស់នៅជាមួយអញដែរទុកពេលឲ្យអញ10នាទីទិញទាំងផ្កាស្រស់និងនំខេកហើយប្រញាប់អូសក្បាលត្រឡប់មកវិញភ្លាមកូនសម្លាញ់មិនក៏កូននិយាយស្ដីជាមួយប៉ារបស់កូនបែបហ្នឹងខ្ញុំកំពុងតែជួយនិយាយជំនួសម៉ាក់ឯងតើម៉ាក់បើសិនជាមានអ្នកណាធ្វើឲ្យម៉ាក់ខូចចិត្តឬពិបាកចិត្តពួកកូននឹងចេញមុខការពារម៉ាក់ពួកកូននឹងធ្វើជាកូនសម្លាញ់ដ៏ល្អរបស់ម៉ាក់ជារៀងរហូតមិនក៏កូនទាំងពីរនាក់នេះចេះដឹងគួរឲ្យស្រឡាញ់ខ្លាំងម្ល៉េះម៉ាក់កុំយំអីណាកាលណាយំទៅមើលទៅមិនស្អាតទេអូមែនហើយមិនមែនមិញនេះពួកកូននិយាយថាចង់ថតរូបទេអីខ្ញុំចង់ឲ្យមិត្តភក្តិរួមថ្នាក់របស់ខ្ញុំលីវសៀវមីលីឆែមីនិងជើស៊ីរ៉ានចៅសេរ៉ានបានដឹងថាម៉ាក់របស់ខ្ញុំស្អាតខ្លាំងប៉ុណ្ណាល្អណាស់កូនក៏ចង់ថតរូបជាមួយម៉ាក់ដែរកូនទាំងពីរមើលមកកាមេរ៉ាក៏តោះ1 2 3កូនសម្លាញ់ម៉ាក់សុំទោសណាកាលពីមុនម៉ាក់មិនបានការពារកូនឲ្យបានល្អឡើយប៉ុន្តែម៉ាក់បានសម្រេចចិត្តថានឹងលះបង់រឿងរ៉ាវអតីតកាលចោលហើយអភ័យទោសឲ្យខ្លួនឯងដូចគ្នាប្រពន្ធសម្លាញ់មើលថាតាប្តីទិញរបស់អីមកផ្ញើប្រពន្ធខ្លះហ្នឹងប្រពន្ធសម្លាញ់មិនក៏យំអញ្ចឹងផ្ទះក៏ខ្ញុំជូតហើយចានក៏លាងហើយខោអាវក៏ហារួចរាល់អស់ហើយដែរហើយកាលពីមុនប្រពន្ធឯងថាអំពូភ្លើងនៅក្នុងផ្ទះមិនសន្សំសំចៃភ្លើងខ្ញុំក៏បានបដូរវាចេញអស់ហើយដែរតើមានរឿងអីទៀតមែនទេខ្ញុំគ្រាន់តែសប្បាយចិត្តខ្លាំងពេកប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាការរៀបការគឺពិតជាល្អខ្លាំងណាស់មានគ្រួសារមួយគឺពិតជាល្អណាស់ខ្ញុំក៏មានអារម្មណ៍ថាបានរៀបការជាមួយប្រពន្ធថៃគឺជារឿងដ៏ល្អបំផុតដូចគ្នាមានរឿងអីទៀតហើយនេះបងទិញវាពិតមែនណាស់បាត់មែនហើយមិនមែនដើម្បីធ្វើឲ្យអូនសប្បាយចិត្តទេអីរបស់ទាំងពីរមុខនេះបូកបញ្ចូលគ្នាប្រហែលជាអស់ជិត500យន់ហើយមែនទេ500យន់500យន់សំបីតែទិញស្លឹកឈើមួយសន្លឹករបស់វាក៏មិនគ្រាន់ផងអ្នកលក់នៅក្នុងហាងប្រាប់ខ្ញុំថានេះជាផ្កាអម្កាក់ផ្ការរក្សាទុកបានយូរឲ្យតែយើងថែរក្សាវាបានល្អវានឹងគ្មានថ្ងៃក្រៀមស្វិតឡើយតើយ៉ាងម៉េចដែរប្តីរបស់អូនពូកែបង្កើតបរិយាកាសរ៉ូមែនទិកមែនទេអស់លុយច្រើនយ៉ាងហ្នឹងហត់នឿយណាស់មិនអីទេមានផ្កាអម្កាក់ច្រើនយ៉ាងហ្នឹងចាំដល់ថ្ងៃណាដាច់ខ្យល់ងាប់ទៅលាចាក់លោកអាចយកវាទៅដាក់នៅជិតរូបថតបុណ្យសពរបស់ខ្ញុំបានតើអស់លុយច្រើនណាស់ណាប្រពន្ធសម្លាញ់អូនកុំចេះតែគិតចង់សន្សំលុយឲ្យបងពេកអីតាមពិតទៅមានរឿងមួយបងចង់ប្រាប់អូនយូរមកហើយម៉ាក់កូនចង់បត់ជើងធំឈឺបត់ជើងម៉ាក់មកហើយមកនេះមកបត់ជើងធំមកកូនតោះទៅតើ
ពីមុនមិនមែនលោកប្រើឲ្យខ្ញុំទៅស្រាវជ្រាវរឿងរ៉ាវគំនុំរវាងលោកនិងលីនជីជាលេងជាទេអីរបស់មួយនោះហើយគឺជាចម្លើយប្លង់រចនាម៉ូដអញ្ចឹងហាមានន័យថាម៉េចទៅនេះគឺជាស្នាដៃរចនាម៉ូដរបស់លីនជីជាកាលពី5ឆ្នាំមុនថែមទាំងធ្លាប់ទទួលបានពានរង្វាន់មានផ្នែករចនាម៉ូដពិភពលោកទៀតផងប៉ុន្តែស្នាដៃមួយនេះបែរជាត្រូវគេដឹងរាយការណ៍ថាបានលួចចម្លងស្នាដៃគេទៅវិញលីនជីជាមិនត្រឹមតែត្រូវគេរហូតពានរង្វាន់នោះទេថែមទាំងត្រូវសាលាបណ្ដេញចេញទៀតផងចាប់ពីពេលនោះមកនាងក៏ក្លាយជាអ្នករចនាម៉ូដដែលមានប្រវត្តិស្អុយឈ្មោះជាប់ឈ្មោះក្នុងបញ្ជីខ្មៅប៉ុន្តែរឿងនឹងវាមានពាក់ព័ន្ធអីនឹងរឿងដែលនាងស្អប់ខ្ញុំទៅវិញពាក់ព័ន្ធគ្នាខ្លាំងណាស់លោកប្រធានអ្នកដែលបានដឹងរាយការណ៍ថាលីនជីជាលួចចម្លងស្នាដៃគេនោះគឺអតីតភរិយារបស់លោកនឹងឯងគឺនាងជាវស៊ីនរ៉ូជាងឆេនរ៉ូលើពីនេះទៅទៀតនាងបានធ្វើរឿងទាំងអស់នោះដោយប្រើឈ្មោះរបស់លោកទៀតផងស្អីគេហេតុអ្វីបានជានាងត្រូវធ្វើរឿងបែបហ្នឹងតើនាងស្គាល់លីនជីជាលេងជាដែរមែនទេរឿងនេះខ្ញុំមិនសូវច្បាស់ឡើយទៀតអាឡូជំនួយការពិសេសឆាន់ចាប់ពីថ្ងៃនេះទៅត្រូវកាត់ផ្ដាច់នឹងលោកចោលរាល់ការចំណាយនិងប្រាក់ឧបត្ថម្ភទាំងអស់របស់ជាវស៊ីនរ៉ូនៅបរទេសទាំងអស់គ្នាស្ដាប់ខ្ញុំបន្តិចចាស់ខ្ញុំសូមណែនាំអ្នកម្នាក់ជូនអ្នកទាំងអស់គ្នាស្គាល់លោកស្រីម្នាក់នេះគឺជាអតិថិជនធំដែលពួកយើងត្រូវសហការគ្នានៅពេលបន្ទាប់ជាអ្នករចនាម៉ូដដ៏ល្បីល្បាញគឺកញ្ញាជាវស៊ីនរ៉ូចាស់នាងប្រកាសជាលីងជាមែនទេលោកស្រីស្គាល់ខ្ញុំដែរហាប្រកាសណាស់ខ្ញុំបានតាមដានចាប់អារម្មណ៍ពីនាងយូរមកហើយគម្រោងការមួយនេះខ្ញុំចង់ចាត់តាំងឲ្យកញ្ញាលីនជាអ្នកទទួលខុសត្រូវទាំងស្រុងគឺខ្ញុំមហានេះជាកិច្ចសន្យាកុងត្រានាងសាកមើលបន្តិចទៅមានប្រាក់រង្វាន់លើកទឹកចិត្តដល់ទៅ50សែនយួន5សែនយួនឯណោះខ្ញុំបានឃើញស្នាដៃរបស់នាងតាំងពី5ឆ្នាំមុនមកម្លេះហើយពេញចិត្តខ្លាំងណាស់សម្រាប់កិច្ចសហប្រតិបត្តិការលើកនេះគឺខ្ញុំមានបំណងមករកតែនាងម្នាក់គត់លីនជាលេងជានេះជាលើកទី1ហើយដែលខ្ញុំបានជួបមនុស្សដែលចេះមើលឃ្លីនិងឲ្យតម្លៃលើរូបខ្ញុំដល់ថ្នាក់នេះតើល្ងាចនេះនាងមានពេលទេពួកយើងទៅញ៉ាំបាយជុំគ្នាហើយជែកគ្នាពីព័ត៌មានលម្អិតបន្តិចទៅចាស់បានតើចាំខ្ញុំជាអ្នកកក់ហាងបាយសូមរងចាំទស្សនាទៀតបន្តបើល្អមើលសូមជួយ follow ម្នាក់មួយផងម្ហូបឆ្ងាញ់មកដល់ហើយធ្វើម្ហូបសុទ្ធតែសាច់ច្រើនយ៉ាងហ្នឹងចុះពេញមួយសប្តាហ៍បន្ទាប់នេះគ្រួសារយើងមិនត្រូវនាំគ្នាហត់តែបរទេសអីគេជូនលុយពួកយើងដល់ទៅ50សែនយួន5សែនយួនព្រាមតែម្ដងណាចាំបាច់ត្រូវតែទទួលរៀបចំកិច្ចការនេះជូនគេឲ្យបានល្អបន្តិចហើយអូហូលុយត្រឹមតែ50សែនយួនសោះក៏អាចទិញទឹកចិត្តម៉ាក់របស់ពួកកូនបានបាត់ទៅហើយហាលុយត្រឹមតែ50សែនយួនអញ្ចឹងហាភីដាឆាំងខ្ញុំពិតជាស្អប់ចរិតរកពីរបស់ឯងដែលមើលស្រាលសាច់លុយបែបហ្នឹងខ្លាំងណាស់បើអញ្ចឹងឯងសាកប្រាប់ខ្ញុំមើលថាខែមុនឯងរកលុយបានប៉ុន្មានដែរប្រហែលជា70ទៅ80លានយួនដែរហ្នឹងអូយស្លាប់ហើយមិនទាន់ងើបផងចាប់ដើមយកសពទាំងថ្ងៃបាត់ទៅហើយលីនជាលេងជាខ្ញុំនិយាយត្រង់ជាមួយប្រពន្ធឯងចោះតាមពិតទៅខ្ញុំគឺជាចាំផ្លែតរៀបចំខ្លួនឲ្យរៀបរយបន្តិចទៅខ្ញុំទៅបើកទ្វារពួកកូនបន្តិចទៀតត្រូវធ្វើជាក្មេងល្អស្ដាប់បង្គាប់ម៉ាក់យោទេអញ្ជើញចូលចាស់កញ្ញាជាវជែងខ្ញុំសូមណែនាំឲ្យស្គាល់ចាស់នេះជាប្តីរបស់ខ្ញុំចំណែកក្មេងទាំងពីរនាក់នេះគឺអ៊ូយូវីយូនិងអ៊ូលីវវលនេះជានំខេកស្ទ្របែរីដែលខ្ញុំទិញមកផ្ញើកូនទាំងពីរចាស់អូហូពិបាកលោកស្រីណាស់ចាស់មិនក៏លោកស្រីដឹងថាពួកគេទាំងពីរចូលចិត្តនំខេកស្ទ្របែរីអញ្ចឹងប្រញាប់អរគុណអ្នកមីងភ្លាមទៅកូនពីព្រោះខ្ញុំគឺជាម្ដាយបង្កើតអ្នកបង្កើតរបស់ពួកគេទាំងពីរនឹងណានិយាយមកហេតុអីបានជាសុកស្រាប់តែត្រឡប់មកប្រទេសវិញបែបនេះក៏ព្រោះតែលោកកាត់ផ្ដាច់ប្រាក់ឧបត្ថម្ភលុយលែងលេះរបស់ខ្ញុំទាំងអស់នឹងណាខ្ញុំក៏ស្មានតែថាវាជាសញ្ញាដែលលោកចង់ឲ្យខ្ញុំត្រឡប់មកវិញទៅតើនាងគិតច្រើនពេកហើយក៏មែនដែរបើសិនជាខ្ញុំមិនត្រឡប់មកវិញទេខ្ញុំច្បាស់ជាមិនដឹងឡើយថាលោកឥឡូវនេះចេះផ្អែមល្ហែមមានមនោសញ្ចិតណាខ្លាំងដល់ថ្នាក់នេះសូម្បីតែល្បែងលាក់បាំងអត្តសញ្ញាណ cosplay ក៏ចេះលេងជាមួយប្រពន្ធតូចដ៏គួរឲ្យស្រឡាញ់របស់លោកដែរកាលពីឆ្នាំនោះហេតុអីបានជានាងត្រូវយកឈ្មោះរបស់ខ្ញុំទៅប្រើដើម្បីទម្លាក់កំហុសមួបង្កាច់លេងជាថាបានលួចចម្លងស្នាដៃចនាម៉ូដរបស់នាងគឺនាងជាអ្នកនិយាយរឿងនឹងមែនទេឲ្យតែនាងនិយាយអ្វីក៏លោកជឿដែរហាពិតជាមែនក្តីស្រឡាញ់ធ្វើឲ្យមនុស្សខ្វាក់ភ្នែកខ្ញុំនឹងនាងគ្មានគំនុំស្ទើរជាមួយគ្នាទេតើខ្ញុំចាំបាច់ទៅមួបង្កាច់នាងធ្វើអីខ្ញុំទទួលស្គាល់ថានាងពិតជាមានដងទេពកោសល្យខាងរចនាម៉ូដខ្លាំងណាស់ប៉ុន្តែកាលពីឆ្នាំនោះនាងពិតជាបានលួចចម្លងស្នាដៃគេពិតប្រាកដមែនហើយស្នាដៃដែលនាងលួចចម្លងនោះគឺជារបស់ខ្ញុំនឹងឯងនាងលួចចម្លងស្នាដៃនាងអញ្ចឹងហាពិតជាគួរឲ្យអស់សម្ដេចណាស់ស្នាដៃកាលពីឆ្នាំនោះគឺជាស្នាដៃដែលខ្ញុំបានរចនាឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងកំឡុងពេលដែលខ្ញុំកំពុងតែពូអ៊ូយូវីយូនិងអ៊ូលីវវនឹងណាចុះមីលីនជាលេងជាវាធ្លាប់មានផ្ទៃពោះពីកាលណាម្យ៉ាងវិញទៀតបើសិនជាខ្ញុំពិតជាមានបំណងចង់ធ្វើបាបរករឿងធ្វើឲ្យនាងពិបាកចិត្តមែននោះហេតុអីបានជាខ្ញុំត្រូវផ្ដល់ឱកាសសហការដ៏ល្អបែបនេះទៅឲ្យនាងធ្វើអីនាងមិនបាច់មកនិយាយដោះស្រាយរឿងអស់ទាំងនេះជាមួយខ្ញុំទេនិយាយចំមកតើការត្រឡប់មកវិញរបស់នាងលើកនេះគឺមានបំណងចង់ធ្វើអ្វីឲ្យប្រាកដ PEPA ខ្ញុំដឹងថារឿងរ៉ាវកាលពីមុនមកសុទ្ធតែជាកំហុសរបស់ខ្ញុំដែលធ្វើមិនបានល្អការត្រឡប់មកវិញរបស់ខ្ញុំនៅពេលនេះគឺគ្រាន់តែចង់មកប៉ះប៉ូវបំពេញកំហុសចំពោះអ៊ូយូនិងអ៊ូលីវឲ្យបានល្អនិងបំពេញតួនាទីជាម្ដាយម្នាក់ឲ្យបានដិតដល់តែប៉ុណ្ណោះកាលពីមុនគ្រាន់តែដើម្បីចង់ជួបមុខខ្ញុំនាងហ៊ានទុកអ៊ូយូនិងអ៊ូលីវក្តៅខ្លួនខ្លាំងរហូតដល់ថ្នាក់មិនព្រមបញ្ជូនពួកគេទៅមន្ទីរពេទ្យទៀតផងនាងលែងមាននាមជាម្ដាយរបស់ពួកគេតាំងពីពេលនោះមកម្លេះខ្ញុំសូមព្រមានទូនមាននាងមួយម៉ាត់ទៀតនាងល្អបំផុតកុំប្រើប្រាស់តួនាទីការងាររបស់នាងដើម្បីមកធ្វើបាបធ្វើឲ្យប្រពន្ធរបស់ខ្ញុំពិបាកចិត្តឲ្យសោះបើមិនអញ្ចឹងទេកុំបន្ទោសថាខ្ញុំមិនយកយល់ដល់មនោសញ្ចិតណាចាស់ហើយបញ្ជូននាងត្រឡប់ទៅបរទេសវិញភ្លាមឲ្យសោះនាងធ្លាប់តែរស់នៅទម្លាប់នៅខាងអឺរ៉ុបនិងអាមេរិកមែនទេលើកនេះដូរទៅនៅប្រទេសស៊ីរីវិញម្ដងទៅយកជ្រៅដល់ថ្នាក់នេះហើយនៅមិនទាន់ឃើញត្រឡប់មកវិញទៀតអូនស្រីពាក្យនឹងគេថាកឈូគុយទូដាក់អីវ៉ាន់មិនមែនឈូគុយគឺលួចមានស្រីក្បត់ចិត្តទេលួចមានស្រីហាប៉ារបស់កូនលួចមានស្រីក្បត់ចិត្តមែនទេតាម៉ាក់កំពុងតែបារម្ភថាប៉ានឹងរត់ទៅតាមម៉ាក់បង្កើតរបស់ពួកកូនមែនទេបើគេចង់រត់ក៏រត់ទៅចុះកង្កែបជើង3ទៅវាពិបាករក
តែបើមនុស្សប្រុសមានជើងពីរគឺមានប្រងព្រៀបពីពេញដីសម្រស់និងលក្ខខណ្ឌដ៏ល្អដូចជាម៉ាក់ចង់រកប្រុសល្អបែបណាក៏រកបានដែរអាវ៉ាទីនតូចឯងនេះអញចេះតែលួចនិយាយដើមបង្ខូចឈ្មោះអញពីក្រោយក្នុងទៀតហើយមែនទេបើថ្ងៃនេះអញមិនវាយប្រដៅអញឲ្យរៀងចោលទេអញនឹងដូរទៅប្រើតកោតាមអញវិញប្រពន្ធសម្លាញ់គុំទៅស្ដាប់អាវ៉ាទីនតូចនោះនិយាយផ្ដេសផ្ដាស់អីខ្ញុំនឹងជាវស៊ីនរ៉ូជាងឆេនរ៉ូជេរគ្នាត្រឹមតែ5នាទីក៏ចាប់បាត់ទៅហើយនេះមិនមែនឃើញអូនមិនទាន់បានញ៉ាំអីពេលល្ងាចទេអីប្តីក៏ខំស្កាត់ទៅទិញគុយទាវខ្យងលូស៊ីហ្វិនមួយចានមកញ៉ាអូននឹងណាមកក៏ហាត់មើលតិចមើលថាធំក្លិនស្អុយអត់ចុះតើអ្នកទាំងពីរបានជេរគ្នាពីចំណុចណាខ្លះដែរអែមគឺនាងនិយាយថាមិនអីទេបើបងមិនចង់និយាយក៏មិនបាច់និយាយដែរចាស់នាងប្រាប់ថាការត្រឡប់មកវិញលើកនេះគឺចង់មកបំពេញតួនាទីជាម្ដាយនិងចង់មើលថែទាំអ៊ូយូវីយូនិងអ៊ូលីវវើឲ្យបានល្អចុះកាលពីមុននឹងនាងហោះទៅបាត់ទៅណាប៉ុន្តែអ្វីដែលនាងនិយាយក៏មិនខុសដែរបើសិនជានាងចង់ជួបមុខកូននឹកកូនចង់មកជួបក៏ឲ្យនាងមកជួបឲ្យបានញឹកញាប់ទៅចុះណែអូនឯងនេះមិនក៏គ្មានស្មារតីប្រុងប្រយ័ត្នប្រចែប្រច័ណ្ឌបន្តិចសោះអញ្ចឹងអូនមិនខ្លាចថាបងនិងកូននឹងរត់ទៅខាងបាក់ពួកស្រូវមកខាងទៀតទេអីតើមានរឿងអីដែលខ្ញុំត្រូវប្រុងប្រយ័ត្នទៅបងនិងកូនច្បាស់ជាឈោខាងអូនហើយមែនទេប្រពន្ធសម្លាញ់តើចុងសប្តាហ៍នេះអូនមានគម្រោងការកម្មវិធីអីខ្លះដែរទេចុងសប្តាហ៍នេះហាខ្ញុំត្រូវប្រញាប់ធ្វើប្លង់រចនាម៉ូដឲ្យទាន់ប្រសិនបើស្បែកជើងដែលខ្ញុំរចនាត្រូវបានគេជ្រើសរើសជាម៉ូដឈានមុខគេប្រចាំហាងនោះខ្ញុំនឹងទទួលបានប្រាក់រង្វាន់ 5000 យន់ឯណោះប៉ុន្តែចុងសប្តាហ៍នេះកូនប្រាប់ថាពួកគេចង់ម៉ាក់លុយ 5000 យន់គឺច្រើនណាស់ណាម៉ាក់ខំធ្វើការឲ្យបានល្អទៅចុះចុងសប្តាហ៍នេះទុកឲ្យប៉ាជាអ្នកជូនពួកខ្ញុំទៅបានហើយមិនមែនមុននេះពួកកូននិយាយថាចុងសប្តាហ៍នេះជាទិវាភ្ជាប់មនោសញ្ចេតនាមាតាបតានឹងបុត្រនៅសាឡាមតៃហើយចង់ឲ្យទាំងម៉ាក់និងប៉ាទៅកំដរជាមួយគ្នាទេអីប៉ាខំតែខកខានបដិសេធគម្រោងសហការតម្លៃរាប់រយលានយន់ក៏ព្រោះតែរឿងនឹងដែរណាប៉ាអើយមនុស្សប្រុសដែលមិនគ្រប់គ្រងអាជីពការងាររបស់មនុស្សស្រីគឺមិនមែនជាមនុស្សប្រុសល្អឡើយតើកូនទាំងពីរអ្នកនេះមិនចេះគិតលេខទេអីម៉ាក់របស់កូនមួយខែរកបានត្រឹមតែ 5000 យន់ប៉ុណ្ណោះតែប៉ាអាចរកបានដល់ទៅ100លានយន់ឯណោះណាលុយរបស់ប៉ាគង់តែជារបស់ពួកខ្ញុំមិនយូរមិនឆាប់ទេតើសូម្បីតែពួកខ្ញុំមិនស្ដាយស្រណោះផងតើប៉ាមកខ្វល់ខ្វាយស្ដាយស្រណោះធ្វើអីគុណភាពនៃការបង្រៀនរបស់សាលាអេរ៉េពិតជាខ្ពស់ខ្លាំងណាស់មែនថ្ងៃនេះថែមទាំងមានទិវាធ្វើនំដុតរួមគ្នារវាងមាតាបតានិងបុត្រទៀតផងបើសិនជាកូនរបស់ខ្ញុំកាលពីមុនបានចូលរៀននៅសាលាម្តាយអេរ៉េនឹងប្រហែលជាល្អបាត់ទៅហើយអេរ៉េអញ្ចឹងហានេះមិនមែនជាសាលាម្តាយរបស់អ៊ូយូវីយូនិងអ៊ូលីវទេអីប្រធានចាស់ខ្ញុំសូមច្បាប់សម្រាប់នៅពេលរសៀលនេះបន្តិចចាស់បើចង់សូមច្បាប់នាងត្រូវតែប្រាប់ឲ្យបានមុនបើធ្វើបែបនឹងក្រុមហ៊ុននឹងកាត់លុយខែរបស់នាងហើយណាមិនអីទេចាស់កាត់ក៏កាត់ទៅចុះណែក្មេងស្រីម្នាក់នេះពិតមែនតែម្ដងភីយ៉ៃខ្ញុំរងាណាស់ទីលានរត់ហាត់ប្រាណនៅខាងក្រៅនោះតើនាងទៅរត់ឲ្យបាន800ម៉ែត្រទៅគឺលែងរងាហើយទីបំផុតនាងព្រមទៅបាត់ហើយប៉ាចាស់មិនក៏មួយរយៈនេះម៉ាក់បង្កើតចេះតែមកស្វែងរកពួកយើងជានិច្ចអញ្ចឹងប៉ាទៅដឹងអីនាងនឹងក៏ពិតមែនតែម្ដងហើយពួកយើងមិនខ្វល់រកនាងផងនាងនៅតែមកតាមរំខានពួកយើងទៀតបើសិនជាមានម៉ាក់នៅទីនេះដែរប្រហែលជាល្អណាស់គាត់នឹងបានញ៉ាំនំខេកស្ប៊េរីតូចដែលពួកយើងធ្វើដោយដៃផ្ទាល់មិនខានមកដល់ហើយមិនក៏មិនព្រមហៅគ្នាឬផ្ដល់ដំណឹងមួយម៉ាត់អញ្ចឹងថ្ងៃនេះជាទិវាជួបជុំរវាងមាតាបតានិងបុត្រខ្ញុំក៏មកមើលក្រែងលោមានកិច្ចការអីដែលខ្ញុំអាចជួយបានខ្លះចាស់នឹកស្មានមិនដល់ថានាងក៏នៅទីនេះដែរពួកគេមិនបានខលហើយនាងក៏ព្រោះតែគេបានផ្ដល់ដំណឹងឲ្យខ្ញុំតាំងពីព្រលឹមមកម្លេះព្រោះទោះជាយ៉ាងណាក៏ដោយខ្ញុំទើបជាម្ដាយបង្កើតរបស់ក្មេងនាងចង់មកកំដរកូនឲ្យបានច្រើនខ្ញុំយល់ពីអារម្មណ៍មួយនេះចាស់នាងយល់ច្រឡំធំហើយខ្ញុំមកទីនេះមិនមែនគ្រាន់តែចង់មកកំដរកូននោះទេខ្ញុំថែមទាំងចង់មកយកកូននិងប្តីដែលជារបស់ខ្ញុំត្រឡប់ទៅវិញទៀតផងតាមពិតទៅនាងប្រើប្រាស់ការងារដើម្បីមកក្បែរខ្ញុំគឺដើម្បីចង់មកបំភ្លេចបំផ្លាញគ្រួសាររបស់ខ្ញុំសោះនាងនិយាយខុសហើយតាមពិតទៅនាងគ្រាន់តែជាជំនួយការអ្នករចនាម៉ូដម្នាក់ដែលគ្មានឈ្មោះបោះសម្លេងអីបន្តិចសោះតែប៉ុណ្ណោះគឺរូបខ្ញុំនេះទេដែលជាអ្នកផ្ដល់ឱកាសឲ្យនាងបានលេចធ្លោមានគេស្គាល់យ៉ាងម៉េចដែរឥឡូវនេះចង់លះបង់មិនធ្វើគម្រោងការងារនេះទៀតទេដើម្បីការពារគ្រួសារអញ្ចឹងហាគម្រោងការងារខ្ញុំនឹងនៅតែធ្វើលុយក៏ខ្ញុំយកចំណែកឯគ្រួសារក៏ខ្ញុំត្រូវតែការពារឲ្យខាងតែបានដែរល្អតាបើអញ្ចឹងពួកយើងមកសាកមើលទៅមើលចាំមើលថាតើពួកគេនឹងជ្រើសរើសយកនាងឬក៏ជ្រើសរើសយកខ្ញុំថ្ងៃកំណត់អវសានវាគឺថ្ងៃច័ន្ទសប្តាហ៍ក្រោយតែថ្ងៃសុក្រនេះនាងបែរជាប្រគល់វាឲ្យខ្ញុំបាត់ទៅហើយក៏ព្រោះតែនាងបានប្រកាសសង្គ្រាមជាមួយខ្ញុំជាផ្លូវការទៅហើយនឹងណាខ្ញុំក៏ត្រូវតែការពារគ្រួសាររបស់ខ្ញុំឲ្យបានល្អបន្តិចហើយថ្ងៃសៅរ៍នេះខ្ញុំនឹងនាំកូនទៅលេងកន្លែងចិញ្ចឹមត្រីសមុទ្រ Aquarium ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងគ្នាចៃដន្យអីខ្លាំងម្ល៉េះថ្ងៃសៅរ៍នេះខ្ញុំមានគម្រោងនាំអ៊ូយូវីយូនិងអ៊ូលីវជិះទូកកំសាន្តយ៉ាក់ទៅលេងសមុទ្រដែរតើនាងសាក់និយាយមើលថាតើពួកគេចង់ទៅកន្លែងចិញ្ចឹមត្រីសមុទ្រដែលមានមនុស្សណែនតាន់តាប់ត្រូវឈរតម្រង់ជួរចាំយ៉ាងយូរហើយញ៉ាំ hamburger តម្លៃថោកជាមួយនាងឬក៏ចង់ទៅលេងឆ្នេរសមុទ្រឯកជនដ៏ស្ងប់ស្ងាត់ញ៉ាំអាហារបារាំងលំដាប់ខ្ពស់ជាមួយខ្ញុំទៅវិញល្បិចលួងលោមយកចិត្តដោយប្រើសម្ភារៈនិយមបែបហ្នឹងគឺមិនអាចប្រើការបានជាមួយកូនរបស់ខ្ញុំតតែសោះ
ជប់ខំប្រឹងទៅល្អជាងឆ្នេរសមុទ្រឯកជននិងអាហារបារាំងលំដាប់ខ្ពស់អញ្ចឹងហាបើមិនអញ្ចឹងទេរវាងការទៅកន្លែងចិញ្ចឹមត្រីសមុទ្របូករួមជាមួយហាំប៊ឺហ្គ័រខ្នាតយក្សតើឯងជ្រើសរើសយកមួយណាគឺខ្ញុំគិតថាប្រហែលជាដោយយកឆ្នេរសមុទ្រឯកជននិងអាហារបារាំងលំដាប់ខ្ពស់ដែលនឹងស្លាប់ហើយសូម្បីតែមនុស្សធំក៏ជ្រើសរើសបែបហ្នឹងដែរបើអញ្ចឹងក្មេងច្បាស់ជាជ្រើសរើសបែបហ្នឹងដូចគ្នាហើយសៀវភៅស្នាក់នៅសៀវភៅគ្រួសាររបស់ខ្ញុំប្រហែលជាអាចសល់តែមួយទំព័រគត់ក៏មិនដឹងតើនាងកំពុងតែបារម្ភថានាងម្នាក់នោះនឹងដណ្ដើមកូនទៅបាត់ឬមួយក៏បារម្ភថានាងដណ្ដើមប្តីរបស់នាងទៅវិញទេខ្ញុំស្រឡាញ់វីយូនិងអូលីវវើខ្លាំងណាស់ប៉ុន្តែប្រសិនពួកគេចង់ទៅរស់នៅជាមួយម្ដាយបង្កើតរបស់ពួកគេពិតមែននោះតើខ្ញុំអាចធ្វើអ្វីបានទៅចំណែកឯអាមនុស្សប្រុសមកព្រោះម្នាក់នោះវិញខ្ញុំកាន់តែគិតកាន់តែខឹងខ្លាំងណាស់ចិត្តប្លុកកាត់ផ្ដាច់ទំនាក់ទំនងចោលតែម្ដងទៅធ្វើបានល្អខ្លាំងណាស់ខ្ញុំប្រាប់ឯងឲ្យដឹងណាគ្មានចាំបាច់ត្រូវមកអង្គុយបារម្ភខ្លាចបាត់បង់ព្រោះតែមនុស្សប្រុសរៀបការពីរដងឡានមួយទឹកនោះទេបើសិនជាឯងពិតជាចែកផ្លូវគ្នាជាមួយគេមែននោះខ្ញុំនឹងធ្វើជាអ្នករៀបចំកម្មវិធីជប់លៀងអបអរសាទរភាពនៅលីវ Single Party ឲ្យឯងមុនគេបង្អស់ព្រមព្រៀងគ្នាចូលកែវលោកប្រធាន PP ចាស់មួយរយៈនេះលទ្ធផលការងារប្រាក់ចំណេញរបស់ពួកយើងហាក់ដូចជាមិនសូវល្អសោះចម្លែកណាស់មិនក៏មើលមិនឃើញការបង្ហោះ Moments របស់ជាអញ្ចឹងឯងមើលឃើញអត់ខ្ញុំមើលឃើញតើទៀនលោកជំទាវទៅតែបង្ហោះរូបការពីសៀលម្សិលមិញនេះឯងថែមទាំងសរសេរចំណងជើងថាក៏មើលទៅគួរឲ្យឆ្ងាញ់ណាស់ស្រូបយកហត់ទឹកស៊ុបទៀតផងនាងលាក់ blog មិនឲ្យលោកប្រធានមើលឃើញទេដឹងមិននឹងអាចទៅរួចចាំខ្ញុំផ្ញើសារទៅនាងឲ្យឯងមើលនាងលោកយលីកណេខ្ញុំចោលបាត់ហើយកុំតន់អើគិតក្នុងផ្លូវអាក្រក់ពេកអីទៀនលោកប្រធានមើលណែមិនមែនមានសញ្ញាទៀនពណ៌ក្រហមផ្ញើសារមិនចូលទេអីពណ៌ក្រហមនឹងវាជានិមិត្តរូបតំណាងឲ្យភាពកក់ក្ដៅជានិមិត្តរូបនៃក្តីស្រឡាញ់តាមិនបានទេខ្ញុំត្រូវតែត្រឡប់ទៅផ្ទះមួយជើងសិនខ្ញុំគ្រាន់តែមកធ្វើការសោះបែរជាត្រូវគេលួចចូលផ្លំផ្ទះបាត់ទៅហើយពួកយើងទាំងពីរអាចជែកគ្នាបានទេខ្ញុំគ្មានរឿងអីត្រូវជែកជាមួយនាងទេចាំបាច់ត្រូវតែធ្វើរោគពាក្យត្រជាក់ស្រជុំដាក់ខ្ញុំដល់ថ្នាក់នឹងផងហាទោះជាយ៉ាងណាក៏ដោយពួកយើងក៏ធ្លាប់មានចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាដែរតាវាគ្រាន់តែជាអាពាហ៍ពិពាហ៍ដែលមានតែឈ្មោះគ្មានការពិតមានតែសម្បត្តិអាពាហ៍ពិពាហ៍តែប៉ុណ្ណោះខ្ញុំនឹងនាងរៀបការជាមួយគ្នាក៏ព្រោះតែរឿងចៃដន្យឲ្យមានកូនជាមួយគ្នាតែប៉ុណ្ណឹងខ្ញុំពិតជាអរគុណនាងខ្លាំងណាស់ដែលបានបង្កើតវីយូនិងអូលីវវើមកប៉ុន្តែតាមពិតទៅនាងមិនបានស្រឡាញ់ពួកគេតតែសោះពួកគេទាំងពីរជាអ្នកបឹងកូនបង្កើតរបស់ខ្ញុំណាតើឲ្យខ្ញុំមិនស្រឡាញ់ពួកគេយ៉ាងម៉េចកើតខ្ញុំពុះពួកគេអស់រយៈពេល10ខែខ្ញុំមិនដែលបានគេងលក់ស្កប់ស្កមួយយប់ណាឡើយខ្ញុំចាញ់កូនក្អួតចង្អោររាប់មិនអស់ខ្ញុំតែងតែភ័យខ្លាចក្រែងលោដេកសង្កត់ឬប៉ះទង្គិចត្រូវពួកគេតពេលសម្រាប់ពួកគេដោយសារតែទម្ងន់និងទំហំរបស់ពួកគេធំពេកខ្ញុំថែមទាំងបានសន្លប់បាត់ស្មារតីអស់ដល់ទៅ2ដងឯណោះបន្ទាប់មកក្នុងកំឡុងពេលស្នាក់នៅផ្ទះថែទាំខ្លួនក្រោយសម្រាលខ្ញុំបារម្ភខ្លាចអ្នកអតីមើលថែទាំពួកគេមិនបានល្អខ្ញុំបានលះបង់ទាំងអាជីពការងារដ៏ល្អទៅចេះតែចង់របស់ខ្លួនឯងចោលរាល់ថ្ងៃខ្ញុំជាអ្នកផ្ដល់ទឹកដោះនិងបបដូរខោទឹកនោមកន្ទប់ឲ្យពួកគេដោយផ្ទាល់ដៃរឿងរ៉ាវអស់ទាំងនេះលោកមើលមិនឃើញឡើយហើយលោកក៏មិនដែលបានដឹងអ្វីសោះដែរការត្រឡប់មកវិញរបស់ខ្ញុំនៅពេលនេះគឺពិតជាមានចិត្តស្មោះស្រចង់មកប៉ះប៉ូវបំពេញកំហុសចំពោះវីយូនិងអូលីវវើពិតប្រាកដមែនថ្ងៃសៅរ៍នេះជាថ្ងៃខួបកំណើតរបស់ខ្ញុំហើយខ្ញុំចង់រួមរស់ឆ្លងថ្ងៃខួបកំណើតជាមួយពួកគេទាំងពីរនាក់តើលោកអាចជួយបំពេញបំណងប្រាថ្នាដ៏តូចទាបរបស់ម្ដាយម្នាក់នេះបានទេកាលពីមុនមិនមែនលោកតែងតែចង់ឲ្យកូនចូលរៀននៅសាលាម្ដាយ IRL ទេអីនេះជាឯកសារសម្រាប់ចុះឈ្មោះចូលរៀនខ្ញុំបានរៀបចំជែកដោះស្រាយជាមួយខាងនោះរួចរាល់អស់ហើយចាស់កញ្ញាជាវជាងរឿងនេះវាធ្វើបែបនេះវាហាក់ដូចជាអស់ប្រាក់កាសច្រើនហួសហេតុពេកហើយចាស់រឿងតូចតាចសោះចាស់ខ្ញុំទេតើដែលត្រូវអរគុណនាងវិញនោះដែលបានចែករំលែកនៅបទពិសោធន៍និងអារម្មណ៍ជាច្រើនក្នុងកំឡុងពេលមានផ្ទៃពោះមកឲ្យខ្ញុំដឹងគឺវាមានប្រយោជន៍ខ្លាំងណាស់ណែប្រពន្ធសម្លាញ់មិនក៏អូនលុប delete WeChat WeChat បងចោលអញ្ចឹងច្រឡំដៃឲ្យបន្តិចតើចាស់បើអញ្ចឹងអូនប្រញាប់អេដបងត្រឡប់ទៅវិញមកណាចាំមើលតាមអារម្មណ៍សិនទៅចាស់អូនកើតអីហ្នឹងគឺគ្រាន់តែនៅចុងសប្តាហ៍នេះតើបងនឹងពួកកូនវីយូនិងអូលីវវើមានគម្រោងការកម្មវិធីអីខ្លះដែរទេថ្ងៃសៅរ៍ហាថ្ងៃសៅរ៍នឹងពួកយើងឪពុកកូនទាំង3នាក់មានកម្មវិធីរួចហើយតើមែនទេអូយូនិងអូលីវតើជាកម្មវិធីអីទៅប៉ាមិនក៏ខ្ញុំមិនដឹងរឿងអីបន្តិចសោះអញ្ចឹងលោកពុកអ្នកម៉ាក់របស់បងប្រាប់ថានឹកពួកគេទាំងពីរនាក់នឹងហើយទើបចង់នាំពួកគេត្រឡប់ទៅលេងផ្ទះបន្តិចចុះអូនកំពុងតែរៀបចំប្រមូលអីហ្នឹងគ្មានអីទេចាស់គ្រាន់តែរៀបចំទុកដាក់ផ្ដេសផ្ដាស់បន្តិចបន្តួចទៅមើលទៅវាញ៉ាខញ៉ៃរញ៉ៃញ៉ៃពេកណែបើអញ្ចឹងអូនអេដវីឆាតវេឆាតបងត្រឡប់ទៅវិញមកណាហើយចុងក្រោយពួកគេក៏បានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរៀងរហូតទៅប៉ាចាស់ម៉ាក់ហាក់ដូចជាមិនសូវសប្បាយចិត្តសោះឡើយតើគាត់ដឹងថាពួកយើងបាននិយាយកុហកគាត់ហើយមែនទេមិនអាចទេផ្អែកលើការវិភាគរបស់កូនម៉ាក់ប្រហែលជាកំពុងស្ថិតក្នុងកំឡុងពេលប៉ុន្មានថ្ងៃដែលត្រូវការការថែទាំយកចិត្តទុកដាក់បំផុតប្រចាំខែហើយមកដើកូនឯងនេះនិយាយផ្ដេសផ្ដាស់ពីស្ការមែនថ្ងៃពិសេសប្រចាំខែរបស់ម៉ាក់កូនគឺចាប់ពីថ្ងៃទី5ដល់ថ្ងៃទី12ឯណោះតើសូម្បីតែទឹកស្ករក្រហមសម្រាប់កាត់ឈាមក៏ប៉ាជាអ្នកឆុងឲ្យម៉ាក់ដែរតើតោះបានហើយឆាប់គេងទៅកូន
អ្នកក្មួយស្រីថ្ងៃសៅរ៍សោះក្រោកពីព្រលឹមម្លេះលោកពូតៃកុងឡានជួយបើកឡានដេញតាមឡានខាងមុខនោះបន្តិចចាស់ហារឿងបែបនឹងពូស្ទាត់ណាស់ដឹងរឿងអស់ហើយក្មួយស្រីទីនេះមិនមែនជាសន្តាគារទេតើនេះជាកំពង់ផែមាត់សមុទ្រតើចៅតើប្តីរបស់ក្មួយបើកឡានខុសផ្លូវហើយដឹងគាត់មិនបានខុសទេគឺខ្ញុំទេដែលជាអ្នកខុសអ្នកក្មួយស្រីត្រូវការក្រដាស់ជូតមាត់ tissue ទេចាស់យប់នេះខ្ញុំនឹងរៀបចំកម្មវិធីជប់លៀង party ពួកម៉ាក់អាកម្មវិធីជប់លៀងអបអរសាទរភាពនៅលីវដែលឯងនិយាយកាលពីលើកមុននោះយប់នឹងតែម្ដងទៅថ្ងៃនេះពួកយើងផឹកស៊ីសប្បាយខ្លាំងណាស់តើសូមអេដវីឆាតវ៉ាឆាតមួយបានទេបងស្រីឬមួយក៏អូនសូមអេដវីឆាតខ្ញុំវិញមកកុំយកដៃខ្វក់របស់ឯងមកប៉ះពាល់ម៉ាក់របស់ខ្ញុំឯងជាស្អែកកំពុងនឹងវាមិនពាក់ព័ន្ធអីជាមួយខ្ញុំទេណាយប់នេះជាកម្មវិធីជប់លៀងភាពនៅលីវគឺនាងអ្នកនិយាយខ្លួនឯងថានាងនៅលីវតើលោកជំទាវភីនាងភ្លេចខ្លួនហើយមែនទេថានាងបានរៀបការរួចហើយនោះជប់ធ្វើពុតជាស្រវឹងទៅខ្ញុំធ្លាប់ព្រឹកគេនិយាយថាមនុស្សដែលស្រវឹងពិតប្រាកដនៅពេលដែលយើងលើកដៃរបស់គេឡើងដៃនោះនឹងមិនធ្លាក់ចុះមកវិញភ្លាមនោះទេតតែមនុស្សដែលធ្វើពុតជាគេងលក់ទើបដៃធ្លាក់ចុះមកភ្លាមម៉ាក់ស្រវឹងហើយដៃច្បាស់ជាមិនធ្លាក់ចុះមកទេមិនក៏បងងាយនឹងត្រូវគេបោកប្រាស់ម្លេះសូម្បីតែសម្ដីក្មេងកំពេចកំពុកនិយាយក៏បងជឿដែរហាក់ខ្ញុំពិតជាមនុស្សងាយនឹងត្រូវគេបោកប្រាស់ណាស់មែនទេខ្ញុំត្រូវបានពួកបងបោកប្រាស់ឡើងវង្វេងវង្វាន់វិលក្បង់អស់ទៅហើយពួកឯងទៅធ្វើនំខេកជាមួយអ្នកផ្សេងទៅដល់លេងសមុទ្រជាមួយអ្នកផ្សេងហើយបែរជានិយាយកុហកខ្ញុំថាទៅលេងលោកតាដូនតង់ទៅវិញតាមពិតតើពួកឯងទៅជួបអ្នកណាមិនក៏អូនដឹងរឿងហ្នឹងអូនលួចដើរតាមពួកបងមែនទេតាមពិតទៅពួកបងមិនបាច់ចាំបាច់ធ្វើលាក់លៀមបិទបាំងអញ្ចឹងទេខ្ញុំមិនទៅហាមឃាត់រារាំងពួកបងមិនឲ្យទៅជួបអ្នកណាម្នាក់នោះឡើយបើពួកបងចង់ទៅគឺអាចទៅបានគ្រប់ពេលវេលាទាំងអស់តែសូមត្រឹមតែម្យ៉ាងកុំមកនិយាយកុហកបោកប្រាស់ខ្ញុំម៉ាក់ចាស់ពួកខ្ញុំមិនបានទៅលេងសមុទ្រជាមួយអ្នកផ្សេងទេណាពួកខ្ញុំគ្រាន់តែទៅមាត់សមុទ្រដើម្បីទៅរកចាប់គ្រឿងសមុទ្រមកឲ្យម៉ាក់ញ៉ាំតែប៉ុណ្ណោះមិនក៏ចេះតែមកចាប់គ្រឿងសមុទ្រឲ្យខ្ញុំអញ្ចឹងក៏ព្រោះតែថ្ងៃនោះមុនពេលដែលអូនចុចផ្ដាច់ទំនាក់ទំនង blog បងទៅអូនមិនបានចែករំលែក share វីដេអូមួយដែលនិយាយថាអូនចង់ញ៉ាំអាហារគ្រឿងសមុទ្រមួយពេលធំទេអីហេតុនឹងហើយទៅពួកយើងទៅមាត់សមុទ្រដើម្បីរករបស់មកធ្វើឲ្យដូចនៅក្នុងវីដេអូនោះបេះបិទសម្រាប់អូនមើលណែមានបង្ការខ្ចៅសមុទ្រហើយថែមទាំងមានក្តាមធំទៀតផងពួកយើងនៅមានរឿងភ្ញាក់ផ្អើល surprise មួយទៀតណាពួកយើងក៏បានចាប់កូនចាហួយសមុទ្រ jellyfish ដ៏ស្អាតចំនួន4ក្បាលមកដែរដែលវាតំណាងឲ្យប៉ាម៉ាក់អ៊ូយូវីយូនិងអ៊ូលីវវើប៉ាបាននិយាយថាវាមានន័យថាពួកយើងទាំង4នាក់ក្នុងគ្រួសារនឹងរស់នៅជួបជុំគ្នាជារៀងរហូតម៉ាក់ចាស់ពួកខ្ញុំបានជួបម៉ាក់បង្កើតនៅឯមាត់សមុទ្រគាត់បានមកនិយាយរាក់ទាក់រកពួកខ្ញុំថាតើមានកូនណាចង់ទៅញ៉ាំអាហារបារាំងលំដាប់ខ្ពស់ជាមួយម៉ាក់ទេពួកខ្ញុំបានបកក្រោយដើរចេញមកភ្លាមតែម្ដងនៅក្នុងខួរក្បាលរបស់ខ្ញុំគឺគិតតែពីរឿងរកចាប់ត្រីមកឲ្យម៉ាក់តែមួយមុខគត់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គាត់ជាម្ដាយបង្កើតរបស់ពួកកូនដែរតើគាត់និយាយថាគាត់ជាអ្នកបង្កើតពួកខ្ញុំមកប៉ុន្តែនៅពេលណាដែលប៉ាមិននៅក្បែរគាត់មិនដែលញឹមដាក់ខ្ញុំមិនដែលអប់ខ្ញុំហើយក៏មិនដែលអានរឿងនិទានមុនចូលគេងឲ្យខ្ញុំស្ដាប់ដែរទោះបីជាម៉ាក់មិនបានបង្កើតពួកខ្ញុំមកក៏ដោយតែម៉ាក់តែងញឹមដាក់ខ្ញុំអប់ខ្ញុំថែមទាំងអានរឿងនិទានមុនចូលគេងឲ្យខ្ញុំស្ដាប់ហើយថែមទាំងភ័យខ្លាចក្រែងលោកខ្ញុំធ្លាក់ខ្លួនឈឺទៀតផងម៉ាក់ចាស់បើសិនជាខ្ញុំជាកូនដែលម៉ាក់បង្កើតមកបង្កើតច្បាស់ជាល្អណាស់ទោះបីជាកូនមិនមែនកើតចេញពីពោះខ្ញុំក៏ដោយក៏ខ្ញុំនឹងនៅតែស្រឡាញ់កូនជារៀងរហូតកំពុងជេរគ្នាលេងរឿងអីហ្នឹងតោះមកផឹកទឹកនេះបន្តិចទៅដើម្បីជួយកាត់ជាតិស្រវឹងជាបាទការមានឈាមចូលរួមគ្នាវាមិនមែនជាគ្រួសារពិតប្រាកដនោះទេដែរការមានសេចក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកទើបជាគ្រួសារពិតប្រាកដ
ប្រពន្ធសម្លាញ់អូនសម្លាញ់ឲ្យថាមួយរយៈនេះបងធ្វើឲ្យអូនខឹងបាត់ទៅហើយហេតុនឹងហើយទើបបងបានរៀបចំកាដូពិសេសមួយសម្រាប់អូនអូនឯងនេះចេះតែដកលុយចំណាយផ្ដេសផ្ដាស់ទៀតហើយមែនទេអត់មានចំណាយលុយទៅចាស់ខ្សែមួយខ្សែនេះគឺបងបានមកពីការកាយរកញៀវសមុទ្រពេលដែលបងនឹងកូនទៅរើខ្យងខ្ចៅនៅមាត់សមុទ្រថ្ងៃនេះតើរួចហើយក៏ពឹងឲ្យគេជួយក្រុងវាជោគគ្នាទៅមិនអស់លុយកាក់អីទៅចាស់តោះពាក់វាទៅមើលជាយ៉ាងមិនដែរអូនស្អាតខ្លាំងណាស់មនុស្សភូតកុហកធំខ្សែកនេះពិតជាមិនថ្លៃមែននូនខ្ញុំមិនមែននិយាយពីរឿងខ្សែកឯណាពួកបងលួចលាក់ធ្វើរឿងកំបាំងក្រោយខ្នងខ្ញុំនិយាយថានាំកូនទៅលេងលោកតាដូនតង់សរុបសេចក្តីទៅគឺបងនឹងកូននាំគ្នាទៅរៀបចំអាហារគ្រឿងសមុទ្រមួយទៅធំសោះបងធ្វើបែបនេះមិនមែនដើម្បីចង់លួងលោមឲ្យអូនសប្បាយចិត្តទេអីភាពសប្បាយរីករាយបែបហ្នឹងខ្ញុំមិនប្រាថ្នាចង់បានទេអ្វីដែលខ្ញុំស្អប់បំផុតនោះគឺការភូតកុហកបោកប្រាស់ពីអ្នកដទៃភីដាឈៀងស្ដាប់ឲ្យច្បាស់ណាអ្វីដែលខ្ញុំចង់បានគឺចំណងអាពាហ៍ពិពាហ៍ដែលស្មោះត្រង់នឹងគ្នាប្រសិនថ្ងៃក្រោយបងនៅតែហ៊ាននិយាយកុហកបោកប្រាស់ខ្ញុំទៀតនោះលែងលះគ្នាភ្លាមចាប់ហើយតោះនិយាយមកមានរឿងអីមែនទេរឿងដែលខ្ញុំជា PE ភីយ៉ៃនឹងប្រហែលជាមិនអាចលាក់បាំងនាងទៅទៀតបានទេត្រូវតែប្រញាប់ទៅសារភាពការពិតប្រាប់នាងឲ្យបានឆាប់រហ័សទៅបានធ្វើបែបនេះប្រហែលជាអាចសុំឲ្យនាងបន្ធូរបន្ថយទោសអត់អន់ឲ្យបានខ្លះការសារភាពការពិតគឺបានតើប៉ុន្តែត្រូវតែចេះរកវិធីសាស្ត្រនិងរបៀបនិយាយឲ្យបានត្រឹមត្រូវផ្អែកលើបទពិសោធន៍របស់ខ្ញុំណាឯងអាចសាកល្បងប្រាប់ព័ត៌មានដែលអាក្រក់ខ្លាំងបំផុតមួយទៅនាងមុនសិនធ្វើបែបនេះនាងនឹងមានអារម្មណ៍ថារឿងដែលឯងបោកប្រាស់នាងនោះក្លាយជារឿងដែលមិនសូវជាអាក្រក់ប៉ុន្មាននោះទេតើព័ត៌មានដែលអាក្រក់ខ្លាំងបំផុតនោះជាអ្វីទៅឧទាហរណ៍ដូចជាឯងបានការជំងឺដំណាក់កាលចុងក្រោយដែលគ្មានផ្លូវព្យាបាលជំងឺដាច់ដំឡងហើយមានអាយុរស់នៅបានតែ10ថ្ងៃទៀតប៉ុណ្ណោះប៉ុន្តែព័ត៌មានល្អនោះគឺឯងជាមហាសេដ្ឋីលំដាប់ពាន់លានបន្ទាប់ពី10ថ្ងៃក្រោយមកឯងក៏ដកដង្ហើមធំមកបាត់ទៅចុះរឿងបន្ទាប់ពី10ថ្ងៃនោះទៀតសោតនាងនឹងអាចទទួលបានមរតកទ្រព្យសម្បត្តិទាំងអស់របស់ឯងហើយក្លាយជាស្ត្រីមេម៉ាយដែលមានលុយច្រើនជាងគេបំផុតនៅលើលោកឯងជឿអត់ថាខ្ញុំអាចធ្វើឲ្យឯងងាប់ទៅមុនខ្ញុំ PE នៅលើសមរភូមិពាណិជ្ជកម្មឯងជាមនុស្សដាច់ខាតមានឥទ្ធិពលខ្លាំងពូកែណាស់តែមិនក៏ក្នុងរឿងមនោសញ្ចេតនាឯងប្រែជាមនុស្សកំសាកញីដល់ថ្នាក់នឹងទៅវិញរឿងនេះបដិសេធមិនបានមែនយ៉ាងហោចណាស់ក៏មានកន្លែងមួយខ្ញុំនៅគ្រាន់បើជាងឯងឆ្ងាយណាស់អាឡូជាអាហាគឺថាបងមានរឿងមួយចង់និយាយជាមួយអូនបន្តិចអូខេបើអញ្ចឹងយប់នេះម៉ោង7នៅសន្តាគារលីហួរ Grand Hotel ណាចុះត្រៀមខ្លួននិយាយប្រាប់នាងយ៉ាងម៉េចទៅនៅអាចនិយាយយ៉ាងម៉េចទៀតទៅនាងប្រាប់ខ្ញុំហើយតើថាបើហ៊ានកុហកនាងទៀតគឺលែងលះគ្នាភ្លាមដូច្នេះមានតែនិយាយការពិតត្រង់តែម្ដងកញ្ញាលីនតែងខ្លួនឡើងស្អាតបាត់ប្រណីតម្លេះត្រៀមខ្លួនចេញទៅក្រៅមែនទេមិនក៏នាងមកទីនេះមិនស្វាគមន៍នាងទេណាគេសំបីតែដោះគោមួយកែវក៏មិនដែលទិញឲ្យខ្ញុំផងតែដល់ពេលចំពោះនាងវិញខ្សែតម្លៃរាប់សិបលានបែរជាហ៊ានទិញដូរជូនយ៉ាងងាយស្រួលទៅវិញមើលទៅគេពិតជាលងស្រឡាញ់នាងខ្លាំងណាស់មែនទេតើនាងមានន័យថាម៉េចនេះជាក្រុមគុជខ្យល់របស់រាជវង្សអូទ្រីតែត្រូវបានដាក់ដេញថ្លៃនៅក្រុមហ៊ុនដេញថ្លៃ Sotheby's កាលពីខែមុនដែលមានតម្លៃរហូតដល់12លានឯណោះរឿងនេះខ្ញុំនឹងសួរនាំឲ្យបានច្បាស់លាស់ប៉ុន្តែពេលនេះទីនេះមិនស្វាគមន៍នាងឡើយតើនាងប្រកាសចិត្តទេថានាងពិតជាស្គាល់ច្បាស់ពីមនុស្សប្រុសដែលដេកនៅក្បែរខ្នើយរបស់នាងរាល់យប់នោះគេមិនមែនជាអាម្នាក់ឈ្មោះ Pidachang អីនឹងតតែសោះគេមានឈ្មោះពិតប្រាកដថា PE លោក PE ជាមនុស្សដែលរស់នៅលាក់កំបាំងស្មោះស្រណះគេមិនដែលព្រមទទួលការសម្ភាសន៍ជាសាធារណៈពីខាងក្រៅឡើយមនុស្សខាងក្រៅមិនដឹងរឿងហ្នឹងវាមិនចម្លែកទេចុះមិនក៏សំបីតែនាងដែលជាប្រពន្ធពេញច្បាប់ម្នាក់នេះក៏ត្រូវគេបោកប្រាស់បិទភ្នែកបិទត្រង់លាក់បាំងចិត្តចឹងដែរមិនគិតថាវាជារឿងគួរឲ្យអស់សំណើចហួសចិត្តទេអីនៅមានក្មេងពីរនាក់នោះទៀតដែលនាងស្រឡាញ់ថែទាំដូចជាកូនបង្កើតរបស់ខ្លួនឯងនោះពួកគេដឹងច្បាស់តាំងពីដើមមកថាឪពុករបស់គេជាអ្នកណាប៉ុន្តែពួកគេមិនដែលប្រាប់នាងឡើយនាងមិនដែលដាក់ចិត្តប្រុងប្រយ័ត្នការពារខ្លួនជាមួយពួកគេបន្តិចណាឡើយចុះពួកគេធ្វើដាក់នាងដោយភាពស្មោះត្រង់ដូចគ្នាដែរមែនទេអញ្ចឹងកាលពីឆ្នាំនោះមនុស្សប្រុសដែលចេញមកការពារប្រពន្ធរបស់ខ្លួនរហូតធ្វើឲ្យខ្ញុំត្រូវបាត់បង់អាជីពការងារក្នុងវិស័យរចនាម៉ូដ designer ទាំងស្រុងនោះក៏ជាគេដែរមែនទេនាងកំពុងនិយាយពីរឿងកាលពីពេលនោះមែនទេកាលនោះពួកយើងទៅតែរៀបការថ្មីថ្មោងខ្ញុំបានរករឿងខឹងរងាប់បន្តិចបន្តួចគេធ្វើបែបនោះគឺគ្រាន់តែដើម្បីលួងលោមចិត្តឲ្យខ្ញុំសប្បាយចិត្តតែប៉ុណ្ណោះដែលធ្វើឲ្យប៉ះពាល់ពាក់ព័ន្ធដល់នាងបែបនេះខ្ញុំពិតជាសុំទោសផងណាជារឿងដែលបងលាក់បាំងអត្តសញ្ញាណពិតប្រាកដវាជាកំហុសរបស់បងកាលពីដំបូងឡើយនៅក្នុងចិត្តរបស់បងពិតជាមានការប្រុងប្រយ័ត្នការពារខ្លួនមែនព្រោះរឿងនេះវាពាក់ព័ន្ធនឹងកូនប៉ុន្តែបន្ទាប់មកបងកាន់តែស្រឡាញ់អូនខ្លាំងឡើងបងពិតជាមានចិត្តស្មោះចង់រួមរស់រៀបការជាមួយអូនអស់មួយជីវិតពិតប្រាកដមែនតែអូនធ្លាប់និយាយថាអូនស្អប់ PE ខ្លាំងណាស់មុនពេលដែលបងមិនទាន់បានស្រាវជ្រាវយល់ច្បាស់ពីមូលហេតុរឿងនេះបងខ្លាចថានៅពេលដែលប្រាប់ការពិតទៅអូនវានឹងរុញច្រានអូនឲ្យដើរចេញពីបងកាន់តែឆ្ងាយទៅជាអូនអាចផ្ដល់ឱកាសឲ្យបងបានកែខ្លួនលុះកំហុសបានទេជាហាងអាហារមួយនេះមើលទៅគួរឲ្យតាក់ទាញមិនអន់ទេមែនទេបើអូនចូលចិត្តថ្ងៃក្រោយពួកយើងឧស្សាហ៍មកទីនេះជាមួយគ្នាណាបងនៅមានសម្ដីខ្លះចង់និយាយជាមួយអូនដែរពួកយើងលែងលះគ្នាទៅហេតុអីទៅបងគួរតែនិយាយប្រាប់ការពិតដល់ខ្ញុំឲ្យបានច្បាស់លាស់តាំងពីយូរណាស់មកហើយលោក PE ប្រាក់ខែមួយខែ 8,000 ទៅ 9,000 យ៉នធ្វើការជាតៃកុងឡានបើកបរឲ្យលោកប្រធានក្រុមហ៊ុនគ្មានផ្ទះគ្មានឡានផ្ទាល់ខ្លួនអ្នកម៉ាក់ជាអ្នកបម្រើចំណែកលោកពុកជាអ្នកថែសួនច្បារលោក PE បងឯងបានបង្កើតរឿងរ៉ាវភូតកុហកដ៏ធំសម្បើមមួយមែនណា
មិនដែរបងបារម្ភខ្លាចថាខ្ញុំនឹងមកបោកប្រាស់យកទ្រព្យសម្បត្តិលុយកាក់ទាំងអស់របស់គ្រួសារបងមែនទេរហូតដល់ថ្នាក់រួមគំនិតគ្នាជាមួយអ៊ូយូវីយូនិងអ៊ូលីវវើមកនិយាយកុហកបោកប្រាស់ខ្ញុំទៀតតែវាក៏សំហេតុផលដែរពួកបងទើបជាគ្រួសារពិតប្រាកដចំណែកខ្ញុំគ្រាន់តែជាមនុស្សក្រៅម្នាក់តែប៉ុណ្ណោះពុំមិនក៏អូនជាមនុស្សក្រៅទៅវិញកុំភ្លេចឲ្យសោះណាថាកាលពីឆ្នាំនោះគឺបងឯងនេះហើយដែលជាអ្នកបំផ្លាញអាជីពការងាររបស់ខ្ញុំដោយផ្ទាល់ដៃគឺរឿងមួយនោះបងពិតជាមិនបានដឹងរឿងអីបន្តិចសោះមែនណាបងស្បោះក៏បានសូម្បីតែឈ្មោះខ្លួនឯងក៏បងអាចកុហកបានដែរចុះឲ្យខ្ញុំនៅមានអ្វីអាចជឿជាក់លើបងបានទៀតលោក PE លោក PE មិនមែនលោកតែងតែបារម្ភខ្លាចខ្ញុំបោកប្រាស់យកលុយកាក់របស់លោកទេអីអញ្ចឹងខ្ញុំនឹងធ្វើឲ្យដូចបំណងរបស់លោកចុះត្រៀមចែកទ្រព្យសម្បត្តិពាក់កណ្ដាលរបស់លោកទុកឲ្យហើយទៅពួកយើងលែងលះគ្នាខ្ញុំមើលដឹងតាំងពីដំបូងមកម្លេះថាវាដាច់ខាតមិនមែនជាមនុស្សល្អអីទេខ្ញុំប្រាប់ឯងចុះណាលើកនេះប្រសិនវីកមិនព្រមលុតជង្គង់អង្គរកសុំទោសឯងទេនោះឯងដាច់ខាតកុំអត់ទោសឲ្យវាឲ្យសោះក៏ខ្ញុំមិនអត់ទោសឲ្យគេឡើយមិនមែនគេធ្លាប់តែសង្ស័យខ្ញុំចង់បានលុយរបស់គេទេអីហើយណាខ្ញុំពិតជាចង់បានមែនតើខ្ញុំចង់បានទ្រព្យសម្បត្តិពាក់កណ្ដាលរបស់គេសូម្បីតែបង្គន់ផ្ទះគេក៏ខ្ញុំត្រូវតែយកពាក់កណ្ដាលដែរចាំមើលដល់ពេលនឹងមីស្រីជាងស៊ីនរ៉ូជាងឆេនរ៉ូនោះនៅចង់បានវាទៀតអត់ប្រហែលជាពេលព្រឹកគេទៅដកសម្បត្តិឡើងលះដល់ពេលល្ងាចក៏បណ្ដាលគ្នាទៅដកសម្បត្តិអាពាហ៍ពិពាហ៍ថ្មីជាមួយមីម្នាក់នោះបាត់ទៅហើយក៏មិនដឹងអូយវិនិច្ឆ័យហើយអញប្រហែលជាមិនមែនលងស្រឡាញ់គេពិតប្រាកដមែនទេដឹងណែស្ងប់អារម្មណ៍ភ្លាមទៅពេលនេះឯងជាញៀវគូលូជានៅហឺជាទូអង្ក្រឹងមុំសង្សឹកណាឯងមិនត្រូវគិតទុនជ្រាយបែបនឹងដាច់ខាតអូខេណែប្រពន្ធសម្លាញ់លីងជាលេងជាបងប្រាប់អូនចុះទ្រព្យសម្បត្តិបងអាចចែកឲ្យអូនបានតែរឿងលែងលះគឺដាច់ខាតមិនបានឡើយបងមិនព្រមព្រៀងក៏គ្មានផ្លូវដែរឲ្យតែពួកយើងបែកគ្នារស់នៅដាច់ដោយឡែកពីគ្នាគ្រប់5 ខែខ្ញុំអាចដាក់ពាក្យស្នើសុំលែងលះជាឯកតោភាគីបានហើយវ៉ាលីខោអាវខ្ញុំបានរៀបចំរួចរាល់អស់ហើយពេលនេះមេឃងឹតអស់ហើយអូនដើរទៅក្រៅម្នាក់ឯងវាមិនមានសុវត្ថិភាពទេបងមិនឲ្យអូនទៅណាដាច់ខាតអ្នកណាប្រាប់ថាខ្ញុំជាអ្នកដើរចេញវ៉ាលីខោអាវនេះគឺជារបស់បងឯងតើអាម៉ាក់ចាស់ម៉ាក់អត់ទោសឲ្យប៉ាទៅណាម៉ាក់ចាស់ពួកខ្ញុំមិនចង់បែកពីប៉ាទេបើអញ្ចឹងពួកឯងទាំងពីរនាក់អាចដើរចេញទៅជាមួយគេបានតើម៉ាក់ចាស់មនុស្សធំធ្វើខុសតែក្មេងមិនដឹងអីទេណាម៉ាក់ស្រឡាញ់ពួកខ្ញុំតើគ្រាន់តែម៉ាក់មិនចូលចិត្តប៉ាតែប៉ុណ្ណោះប៉ាអញ្ចឹងម៉ាក់យកតែកូនទុកហើយដេញឪពុកចេញទៅនៅលើโลกនេះមានប៉ារាប់ម៉ឺនរាប់សែននាក់បើមិនត្រូវចិត្តទេពួកយើងដូរថ្មីរាល់ថ្ងៃតែម្ដងទៅម៉ាក់ចាស់ប្រសិនបើម៉ាក់មិនបោះបង់ពួកខ្ញុំទេខ្ញុំនិងប្អូនស្រីនឹងរួមសុខរួមទុក្ខជាមួយម៉ាក់ជានិច្ចបានហើយពួកកូនទាំងពីរប្រញាប់ទៅងូតទឹកហើយចូលគេងភ្លាមទៅថ្ងៃស្អែកត្រូវទៅរៀនហើយណាយេចុះបើអញ្ចឹងមានន័យថាបងក៏មិនបាច់ដើរចេញដែរមែនទេអាឡូខាងសន្តិសុខគ្រប់គ្រងបរិយាមែនទេចាស់មានជនប្លែកមុខម្នាក់មកសំមុំនៅក្នុងផ្ទះរបស់ខ្ញុំមិនព្រមដើរចេញសោះឡើយជួយមកចាត់ការរឿងនេះបន្តិចមកចាស់ PUU តោះទៅគេងទៅកូនជម្រាបលាម៉ាក់ខ្ញុំគិតថាត្រកូលកភីនេះនាំស្អីខ្លាំងណាស់ថ្ងៃក្រោយខ្ញុំបដូរមកយកត្រកូលតាមម៉ាក់វិញឈ្មោះថាលីនអ៊ូយូលេងវ៉ៃយូអូខេបើអញ្ចឹងខ្ញុំបដូរឈ្មោះជាលីនអ៊ូលីវលេងវ៉ដែរល្អតាលីនអ៊ូយូនិងលីនអ៊ូលីវប្រពន្ធសម្លាញ់មានទឹកលាងចានអត់លោកប្រុសតូចតើមួយរយៈនេះខ្ញុំធ្វើអ្វីខុសមែនទេអ្នកមីងមិនបានធ្វើអីខុសទេគឺគាត់ទេដែលរើថ្នាំឈួតឡើងមកទៀតហើយណែជប់ដណ្ដើមការងារបងស្រីចាងយ៉េងធ្វើទៅមករੂដោះអាប្រនជូតចាននោះចេញភ្លាមទៅហើយទៅរៀបចំខ្លួនតែងខ្លួនឲ្យបានស្អាតបាត់បន្តិចទៅគេថាសាលារបស់លីនជាលេងជាថ្ងៃនេះមានរៀបចំកម្មវិធីលក់ដូរការសប្បុរសធម៌របស់អតីតនិស្សិតហើយលីនជាក៏នៅទីនោះដែរបើឯងទៅពេលនេះប្រហែលជាអាចទៅទាន់ពេលបើខ្ញុំទៅមុខជាត្រូវទៅស៊ីញ៉ៃលែងលះមិនខានខ្ញុំដាច់ខាតមិនទៅឡើយហើយនៅជានៅទីនេះព្រាមច្បងអូហូលីនជាឯងជាមនុស្សដែលត្រូវសាលាបណ្ដេញចេញកាលពីឆ្នាំនោះសោះតែជាមានទឹកមុខហ៊ានមកទីនេះទៅរួចមិនក៏ខ្ញុំមិនហ៊ានមកកាលនោះក៏អីចូលរៀនរបស់នាងគឺប្រើលុយទិញសោះនឹងប្រឡងលើកណាក៏ធ្លាក់ដែរប្រសិនបើកាលនោះលោកប៉ារបស់នាងមិនបានបរិច្ចាគលុយសាងសង់អគារនេះឲ្យសាលាទេនោះគុំសង្ឃឹមថានាងអាចរៀនចប់រហូតមកដល់ពេលនេះឲ្យសោះរឿងដែលនាងលួចចម្លងស្នាដៃគេ plagiarize តើនៅរៀនក្នុងសាលាមានអ្នកណាមិនដឹងខ្លះនាងនៅមានមុខមកទីនេះទៀតហ่ะខ្ញុំមិនបានលួចចម្លងស្នាដៃអ្នកណាទាំងអស់ហើយខ្ញុំក៏មិនចាំបាច់មកបកស្រាយដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្ញុំប្រាប់នាងដែរផ្ទុយទៅវិញគឺជានាងទេស្នាដៃបញ្ចប់ការសិក្សាឆ្នាំទី4របស់នាងគឺបានខ្ចីយកបាតស្បែកជើងពីម៉ាក់ខូននិងយកទូស្បែកជើងពីម៉ាក់យមីឈូមកសំគ្នាតាមដែលខ្ញុំមើលទៅមានតែខ្សែស្បែកជើងមួយគត់ដែលនាងជាអ្នកចង់ដោយខ្លួនឯងនាងពូកែតែខាងសម្ដីនឹងហើយចាំមើលបន្តិចទៀតទៅនៅពេលដែលរបស់ដែលនាងរចនាម៉ូដដោយខ្លួនឯងគ្មានអ្នកណាម្នាក់ដេញថ្លៃទិញតតែសោះនោះតើនាងនៅអាចមកធ្វើរកក្រអឹតក្រទុំបែបនេះបានទៀតដែរអត់កញ្ញាលីនមិននឹកស្មានថានាងក៏នៅទីនេះដែរខ្ញុំមើលថានាងត្រៀមនឹងលែងលះគ្នាហើយមែនទេពិតមែនហើយអ្វីដែលខ្ញុំលែងចង់បាននាងអាចយកវាទៅទុកប្រើប្រាស់បានតាមចិត្តសូមអញ្ជើញអ្នករចនាម៉ូដដែលបានចូលរួមក្នុងកម្មវិធីដេញថ្លៃសប្បុរសធម៌លើកនេះនាំយកស្នាដៃរបស់ខ្លួនឡើងមកលើឆាកផងមុននឹងចាប់ផ្ដើមការដេញថ្លៃដំបូងសូមអញ្ជើញភ្ញៀវកិត្តិយសដ៏មានឥទ្ធិពលបំផុតរបស់យើងសម្រាប់ថ្ងៃនេះគឺលោកប្រធានក្រុមហ៊ុន P Group លោក PE គឺលោក PE មែនទេហ្នឹងហូឃើញតបភ្នែកបែបនេះសង្ហាខ្លាំងណាស់មិនក៏លោក PE មកសាលារបស់យើងបាន
ពីគេថាគេនឹងជាងស៊ីនរ៉ូជាងឈិនរ៉ូធ្លាប់ជាប្តីប្រពន្ធនឹងគ្នាហើយថែមទាំងមានកូនប្រុសប្រុសស្រីមួយគូទៀតផងថ្ងៃនេះគេមកទីនេះប្រហែលជាមកដើម្បីគ្រប់គ្រងជាងស៊ីនរ៉ូហើយមើលទៅលែងលះគ្នាហើយនៅតែអាចជួយគ្រប់គ្រងអតីតប្រពន្ធបានដល់ថ្នាក់នេះប្រហែលជាគឺស្នេហ៍ពិតហើយបន្តមកទៀតស្នាដៃដែលយើងនឹងត្រូវដេញថ្លៃបន្តទៀតនេះគឺស្នាដៃលេខ12សូមលោកអ្នកដេញថ្លៃដោយសេរី80,000 1 លាន 1 លាន 2 សែន 1 លាន 5 សែន 1 លាន 5 សែនសូមអបអរសាទរដល់លោកដែលបានដេញថ្លៃឈ្នះស្នាដៃលេខ12ក្នុងតម្លៃ1លាន 5 សែននេះក៏ជាស្នាដៃរបស់កញ្ញាសាន់សានឆេនឆេនដែរបន្តទៅទៀតគឺការដេញថ្លៃលើស្នាដៃលេខ7ដែលជារបស់កញ្ញាលីងជីជាលីងជាវាមានឈ្មោះថាគឺស្បែកជើងរៀបការដែលគេបោះបង់ចោលក៏ដែលបង្កប់អត្ថន័យនៃសេរីភាពនិងការកើតជាថ្មីឈ្មោះប្លែកខ្លាំងណាស់ពេលនេះសូមលោកអ្នកចាប់ផ្ដើមដេញថ្លៃដោយសេរីគ្មានភ្ញៀវណាដេញថ្លៃទេតើស្នាដៃមួយនេះនឹងត្រូវរំលងមិនមានអ្នកទិញនៅថ្ងៃនេះមែនទេ100 លាន100 លានលើកទី1 100 លានលើកទី2 100 លានលក់ចេញសូមអបអរសាទរលោកភីហើយក៏សូមអបអរសាទរកញ្ញាលីនជាផងដែរតើលោកភីមានពាក្យអ្វីចង់និយាយដែរឬទេដែលខ្ញុំដេញថ្លៃឈ្នះស្បែកជើងរៀបការនេះគឺដោយសារតែកញ្ញាលីនជាអ្នករចនាម៉ូដដ៏ឆ្នើមបំផុតនៅក្នុងក្រសែភ្នែករបស់ខ្ញុំលោកភីប៉ុន្តែពីមុនមកនាងធ្លាប់ទេលួចចម្លងស្នាដៃរបស់ភរិយាលោកមែនទេរឿងចោទប្រកាន់ថាលួចចម្លងស្នាដៃនោះគឺជារឿងមិនពិតទាល់តែសោះវាជាកំហុសដ៏ធ្ងន់ធ្ងរមួយរបស់ក្រុមហ៊ុនភីគ្រប់នាពេលនេះខ្ញុំសូមធ្វើការសុំទោសយ៉ាងផ្លូវការចំពោះភាពអយុត្តិធម៌ដែលកញ្ញាលីនបានរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះចាប់ពីពេលនេះទៅក្រុមហ៊ុនភីគ្រប់នឹងបន្តគ្រប់គ្រងកញ្ញាលីននៅលើវិថីជាអ្នករចនាម៉ូដរបស់នាងលើពីនេះទៅទៀតយើងនឹងបញ្ចេញថវិកាចំនួន100 លានដើម្បីបង្កើតជាមូលនិធិអាហារូបករណ៍ដោយដាក់ឈ្មោះតាមកញ្ញាលីនដើម្បីលើកទឹកចិត្តដល់អ្នករចនាម៉ូដឆ្នើមឲ្យបានកាន់តែច្រើនទៀតប្រសិនបើនៅមានអ្នកណាម្នាក់មានមតិជំទាស់ទៀតនោះខ្ញុំមិនរុញរាឡើយក្នុងការបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីរឿងកាលពីពេលនោះណែមានប្តីដែលមានអំណាចនិងទ្រព្យសម្បត្តិស្តុកស្តម្ភបែបនេះតើវាមិនសប្បាយចិត្តទេក៏ពេលនេះអូនស្ដាយក្រោយដែលលែងលះជាមួយបងគឺនៅមិនទាន់ហួសពេលទេអូនមានអារម្មណ៍ថាខ្លួនឯងពូកែខ្លាំងណាស់មែនទេតែគិតថាខ្លួនឯងជាវីរបុរសមកជួយស្រីស្អាតនឹងតើលោកធ្លាប់គិតទេថាបើមិនមែនដោយសារតែលោកទេតើថ្ងៃនេះ5ឆ្នាំក្រោយមកនេះខ្ញុំនៅតែត្រូវឈរញាប់ញ័រក្នុងកម្មវិធីដេញថ្លៃមួយនេះដើម្បីរងចាំអ្នកណាម្នាក់មកជួយសង្គ្រោះខ្ញុំមែនទេខ្ញុំទទួលស្គាល់ថាខ្ញុំធ្លាប់ស្រឡាញ់ភីដាឆាំងភីដេហៀងប៉ុន្តែលោកគឺជាភីអ៊ីភីយ៉ៃជារៀមច្បងលោកត្រឡប់មកវិញហើយខ្ញុំត្រឡប់មកវិញក៏ព្រោះតែអូនរៀមច្បងកុំលេងសើចបែបនេះអីណែមិនអីទេតើរៀមច្បងចាំខ្ញុំជូនលោកទៅញ៉ាំអីណាឬញ៉ាំអីទុកលើកក្រោយចុះឥឡូវបងជូនអូនត្រឡប់ទៅផ្ទះវិញសិនណែប្រពន្ធរបស់បងជាអ្នកមើលថែដោយខ្លួនឯងណែលោកធ្វើអីហ្នឹងខ្ញុំរាប់ដល់3បើលោកមិនព្រមដាក់ខ្ញុំចុះទេ3 2 1លែងខ្ញុំបើមិនព្រមលែងទេខ្ញុំស្រែកហៅគេឲ្យជួយហើយនាងចង់ស្រែកហៅអ្នកណាម្យ៉ាងទៀតមនុស្សប្រុសមានវិធីរាប់រយយ៉ាងដើម្បីធ្វើឲ្យមនុស្សស្រីស្ងាត់មាត់ណែលោកធ្វើអីហ្នឹងកុំកម្រើកមិនក៏វាហាមឡើងបែបនេះបងទៅយកទឹកកកមកស្អំឲ្យណានៅផ្ទះអត់មានទឹកកកទេអញ្ចឹងបងចេញទៅទិញបងទិញបានតែការ៉េមដុំ popsicles មកទេតែប្រហែលជាអាចប្រើការបានហើយថ្ងៃនេះអូននិយាយថាអូនមិនចូលចិត្ត PE ភីយ៉ៃមែនទេប៉ុន្តែពេលដែលបងត្រឡប់ទៅផ្ទះរបស់ PE វិញជារៀងរាល់ថ្ងៃបងមានញឹកនៅក្នុងផ្ទះបាយលាងចានរាល់ថ្ងៃលាងចានរួចក៏ទៅជូតផ្ទះរួចក៏ទៅហាលខោអាវបន្តទៀតជារៀងរាល់ថ្ងៃបងប្រញាប់ដណ្ដើមធ្វើការងារទាំងអស់របស់អ្នកមីងចាងចែងពេលអត់មានអីធ្វើបងក៏ដេកលើគ្រែគិតតែពីរឿងអូនចង់ចាយលុយទិញរបស់ឲ្យអូនតែបងក៏ខ្លាចថាអូននឹងថាបងចេះតែចាយលុយផ្ដេសផ្ដាសបងលែងជា PE ម្នាក់នោះទៀតហើយបងគឺជា P ដាឆាំង P ដេហៀងបងគ្រាន់តែចង់នៅក្បែរអូនប៉ុណ្ណោះតើយើងអាចគុំលែងលះគ្នាបានទេភ្លើងនេះមានន័យថាម៉េចទៅបងកំពុងសើចចំអកអនាគតដ៏ងើតងរបស់បងព្រោះតែរឿងរៀបការត្រួតគ្នា Begami មែនទេនោះគឺមកពីបងមិនព្រមបងថ្លៃភ្លើងតើជាបងទៅបងថ្លៃភ្លើងឥឡូវនេះហើយចាំបងពេលក្រោយចុះអូនអត់ទោសឲ្យបងហើយមែនទេចាំបន្តិចណាបងប្រុសមានរឿងអីទៅប្អូនស្រីអូននឹងបានធ្វើជាបងស្រីគេហើយណាជានេះជាកាដូស្វាគមន៍ពីម៉ាក់សម្រាប់អូនវាច្រើនពេកហើយមិនបានទេខ្ញុំមិនអាចទទួលយកបានទេជាទទួលយកទៅកូន PE ភីយ៉ៃផ្ទះយើងស្ថានភាពក៏មិនសូវល្អហើយក៏ធ្លាប់រៀបការម្ដងរួចមកហើយរឹតតែសំខាន់គឺវាមានទម្លាប់អាក្រក់ច្រើនម៉ាក់ពិតជាមិនដឹងថាក្រៅពីលុយកាក់តើអាចមានអ្វីផ្សេងដើម្បីសងការខូចខាតឲ្យអូនបានទៀតនោះទេកាលពីមុនកូនមិនប្រញោនេះវាចេះតែធ្វើជាពួកកូនទាំងពីរទើបតែចុះសម្បត្តិអាពាហ៍ពិពាហ៍តែមិនទាន់បានរៀបចំពិធីមង្គលការឲ្យអូនផងម៉ាក់ពិតជាអាណិតអូនណាស់
បាទម៉ាក់សម្រាប់ចិត្តហើយម៉ាក់នឹងរៀបចំពិធីមង្គលការប្រចាំសតវត្សមួយឲ្យកូនទាំងពីរមិនដឹងថាពេលណាទើបកូនអាចណែនាំម៉ាក់ឲ្យស្គាល់ឪពុកម្ដាយបង្កើតរបស់កូនបានដែរបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយពួកគេយូរមកហើយចាប់ពីពេលនេះទៅពួកយើងគឺជាឪពុកម្ដាយបង្កើតរបស់កូនប៉ាម៉ាក់កូនស្រីរបស់ខ្ញុំខ្លាចជាបែបនេះគឺសុទ្ធតែដោយសារតែឯងខ្ញុំនឹងមិនទុកឯងឲ្យមានសុខភាពល្អឡើយបងប្រុសបងហូរឈាមច្រមុះទៀតហើយខ្ញុំនឹងទៅប្រាប់ម៉ាក់កុំទៅម៉ាក់កំពុងមានញឹកនឹងរៀបចំពិធីមង្គលការណាពួកយើងមិនអាចទៅរំខានឬធ្វើឲ្យគាត់ព្រួយបារម្ភបានទេកូននិយាយថាប៉ានឹងម៉ាក់រៀបការតើពួកយើងត្រូវដាក់លុយលើតុថ្លៃកាដូប៉ុន្មានទៅពួកយើងជាម្ចាស់ផ្ទះដូច្នេះប្រហែលជាមិនចាំបាច់ដាក់ថ្លៃកាដូទេមែនទេពួកយើងនៅខាងម៉ាក់ដូច្នេះពួកយើងរាប់ជាគ្រួសារខាងស្រីកណាពិតជាត្រូវដាក់លុយលើតុហើយតើកូនសប្បាយចិត្តទេដែលប៉ានឹងម៉ាក់រៀបការនឹងគ្នាសប្បាយចិត្តខ្លាំងណាស់ខ្ញុំក៏ដូចគ្នាបងប្រុសម៉ាក់ចាស់បងប្រុសសប្បាយចិត្តរហូតដល់សន្លប់បាត់ហើយអូយូវីយូតើកូនយ៉ាងម៉េចដែរការពិនិត្យបឋមគឺជំងឺមហារីកឈាមលីឃីមៀតែនៅត្រូវរងចាំរបាយការណ៍លម្អិតពីគ្រូពេទ្យសិនគឺពិតជាមែនហើយវាជាជំងឺមហារីកឈាមប្រភេទកោសិកាគូស្រួចស្រាវ acute lymphoblastic leukemia អូយូធម្មតាគេរស់រវើកខ្លាំងណាស់មិនក៏ស្រាប់តែធ្លាក់ខ្លួនជាបែបនេះអូនកុំតន់ឲ្យភ័យពេកអីបងនឹងនាំអូនទៅធ្វើតេស្តគូបកុំគូឆ្អឹងសិនទន្ទឹមនឹងនេះបងនឹងតាក់ទងទៅមន្ទីរពេទ្យទៀតដើម្បីឲ្យពួកគេជួយតាមដានរោគមើលឲ្យយើងតើខ្ញុំគួរនាំបងស្រីគេមកដែរឬទេឱកាសជោគជ័យនៃការគូបកុំគូឆ្អឹងរវាងបងប្អូនបង្កើតគឺមានភាគរយខ្ពស់ជាងតើលទ្ធផលយ៉ាងណាដែរការគូបកុំគូឆ្អឹងរវាងអូយូនិងអូលីវគឺមិនជោគជ័យទេខាងធនាគារគូឆ្អឹងក៏មិនទាន់មានដំណឹងអ្វីផ្ដល់មកឲ្យខ្ញុំដែរបើអញ្ចឹងតើនៅមានវិធីផ្សេងទៀតទេនៅមានវិធីមួយទៀតរៀបការជាមួយខ្ញុំហើយពួកយើងបង្កើតកូនមួយមកយើងអាចប្រើឈាមពីទងចិត្ត umbilical cord blood ដើម្បីជួយសង្គ្រោះអូយូវីយូបានលោកកំពុងតែសុបិនហើយលោកគ្រូពេទ្យជានតើលោកយល់យ៉ាងណាដែរវិធីដែលនាងបានស្នើឡើងគឺពិតជាវិធីដែលមានភាគរយជោគជ័យខ្ពស់បំផុតក្នុងពេលនេះមែនខ្ញុំនឹងមិនរៀបការជាមួយនរណាម្នាក់ដាច់ខាតជាពិសេសគឺមិនមែនជាមួយលោកឡើយលោកមិនចាំបាច់ប្រញាប់ដល់ចម្លើយឲ្យខ្ញុំពេលនេះទេលោកអាចយកពេលគិតពិចារណាសិនក៏បានគ្រាន់តែខ្ញុំមិនប្រកាសថាកូនអាចរងចាំបានយូរដល់ពេលណាមិនមែនលោកធ្លាប់និយាយថាបញ្ហាសាច់ឈាមមិនសំខាន់ទេបើអញ្ចឹងតើលោកអាចបង្កើតកូនមួយដើម្បីជួយសង្គ្រោះកូនបានទេប៉ុន្តែអូយូមិនមែនជាកូនបង្កើតរបស់លោកពិតប្រាកដទេប្រសិនបើបែកគ្នារឿងនេះតើត្រូវធ្វើដូចម្តេចទៅទោះបីជាមិនអាចគូបគងបានក៏មិនអីដែរមិនមែនអូលីវនិងអូយូជាបងប្អូនបង្កើតនឹងគ្នាទេក៏មិនអាចគូបគងបានដែរអ្នកប្រញាប់ប្រញាល់រកខ្ញុំបែបនេះប្រហែលជាអ្នកបានសម្រេចចិត្តរួចហើយមែនទេជាងស៊ីនរ៉ូជាងឈិនរ៉ូយើងធ្វើកូនតាមវិធីសិប្បនិម្មិត F ទៅនេះមិនមែនជាការរកស៊ីជួញដូរទេកុំយកមកនិយាយថ្លៃគ្នាឲ្យសោះខ្ញុំទទួលយកបានតែមួយគត់គឺអ្នករៀបការជាមួយខ្ញុំមិនថាអ្នកចង់បានលុយកាក់ឬភាគហ៊ុនរបស់ក្រុមហ៊ុននោះទេសូមតែអ្នកប្រាប់តម្លៃមកខ្ញុំសុទ្ធតែអាចបំពេញបំណងអ្នកបានទាំងអស់ខ្ញុំចង់បានតែកញ្ញាប៉ុណ្ណោះម៉ាក់ចាស់កូនមួយគេងកូនចង់គេងហើយកូនសម្លាញ់មួយគេងហើយមែនទេអញ្ចឹងបិទភ្នែកគេងចុះណាម៉ាក់នឹងនិទានរឿងមុនពេលគេងឲ្យកូនស្ដាប់ម៉ាក់នឹងនិទានរឿងកូនកង្កែបតូចស្វែងរកម្ដាយថ្ងៃមួយកូនកង្កែបតូចបានឃើញម្ដាយទាកំពុងនាំកូនរបស់នាងហែទឹកលេងនៅក្នុងទឹកហែទៅហែមកជាចុងក្រោយកូនកង្កែបតូចក៏បានរកម្ដាយឃើញនៅទីបំផុតតើអូយូវីយូយ៉ាងម៉េចដែរមួយរយៈនេះគាត់តែងតែងមួយគេងពេលខ្ញុំសួរគាត់ថាឈឺអត់គាត់តែងតែឆ្លើយថាមិនឈឺទេគាត់ចេះដឹងខុសត្រូវខ្លាំងណាស់បើពិនិត្យមើលទៅលើចំនួនគ្រាប់ឈាមស្គាត់ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ខ្ពស់ហានិភ័យគឺធំធេងណាស់ដូច្នេះពួកអ្នកទាំងពីរត្រូវតែសម្រេចចិត្តឲ្យបានឆាប់បំផុតមិនមែនមកពីអាកាសធាតុត្រជាក់ទេបងយកសម្លៀកបំពាក់មកឲ្យអូយូឈប់សិនបងចាំបានថា5ឆ្នាំមុនពួកយើងបានកាត់ផ្តាច់ទំនាក់ទំនងនឹងគ្នាហើយកិច្ចចេញទៅណែមិនអញ្ចេះគៀបនឹងទៅណាត់ជួបជាមួយប្តីអ្នកមានរបស់នាងហើយមែនទេហេតុអ្វីបានជានាងរស់នៅបានសុខស្រួលបែបនេះជើងកូនស្រីរបស់ខ្ញុំត្រូវបានគេវាយបំបាក់ឥឡូវនាងក្លាយជាមនុស្សឈួតលីលានិយាយស្ដីក៏មិនច្បាស់លាស់ទៀតរឿងទាំងអស់នេះគឺសុទ្ធតែមកពីនាងចុះពួកអ្នកចង់បានអីនាងត្រូវតែផ្ដល់លុយឲ្យពួកយើង30លានបើមិនអញ្ចឹងទេពួកយើងមិនទាន់ចប់ជាមួយនាងទេហា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 ទៅគេងទៅកូនការសុបិនលឿនជាងណាឈប់សិនកុំនិយាយបែបនេះអីមែនទេ
ឥឡូវនាងហៀបនឹងរៀបការចូលគ្រួសារអ្នកមានទៅហើយ30លានសម្រាប់នាងប្រហែលជាមិនច្រើនប៉ុន្មានទេមែនទេម្យ៉ាងទៀតយូវៃយូវេនាងមិនអាចរកប្តីបានទៀតទេណាពួកយើងត្រូវចិញ្ចឹមនាងអស់មួយជីវិតដូច្នេះថ្លៃចំណាយនេះមិនគួរគិតលើនាងទេស្ដាប់ឲ្យច្បាស់ណាខ្ញុំមិនឲ្យលុយពួកអ្នកសំបីតែមួយសេនខ្ញុំមិនដែលគិតចង់រៀបការចូលគ្រួសារអ្នកមានឡើយបើពួកអ្នកមិនព្រមទៅបាត់ឥឡូវនេះទេខ្ញុំនឹងហៅប៉ូលីសមកហើយបាទខ្ញុំយល់ហើយអរគុណស៊ីញ៉េលើលិខិតលែងលះនេះទៅពួកយើងខំប្រឹងរហូតមកដល់ពេលនេះគឺពិតជាលំបាកណាស់ខ្ញុំមិនយល់ព្រមទេគ្មានអ្វីសំខាន់ជាងជីវិតរបស់កូនឡើយទោះដល់វិនាទីចុងក្រោយក៏ខ្ញុំមិនបោះបង់ចោលដែរតើត្រូវធ្វើដល់កម្រិតណាទើបហៅថាវិនាទីចុងក្រោយតើលោកអាចទ្រាំឃើញកូនរងទុក្ខវេទនាបែបនេះបានឬលោកក៏ដឹងច្បាស់ណាស់ថានាងជាងស៊ីនរ៉ូជាងឈិនរ៉ូជាមនុស្សបែបណាបើក្នុងករណីដែលនាងមិនធ្វើតាមពាក្យសន្យាតើត្រូវធ្វើម៉េចហើយចុះបើក្នុងករណីដែលនាងធ្វើតាមពាក្យសន្យាវិញជាសូមអូនចិត្តត្រជាក់សិនរឿងរ៉ាវមិនទាន់ដល់ថ្នាក់អាក្រក់ដូចដែលអូនគិតនោះទេតើកម្រិតណាទៅទើបហៅថាអាក្រក់បងប្រាប់ខ្ញុំមកតើត្រូវរងចាំមើលកូនមានបំពង់ទុយយោចាក់ពេញខ្លួនបែបនេះមែនទេម៉ាក់ចាស់ពួកម៉ាក់កំពុងនិយាយពីរឿងអីហ្នឹងគ្មានអ្វីទេកូនវីយូអូលីវវើជិតដល់ថ្ងៃខួបកំណើតរបស់កូនទាំងពីរហើយមែនទេប៉ានិងម៉ាក់កំពុងពិភាក្សាគ្នាថាតើគួររៀបចំខួបកំណើតឲ្យកូនទាំងពីរដោយរបៀបណាតើកូនចង់បានប្រធានបទ Ultraman ឬក៏ Iron Man ខេរ៉នមែនកូនចង់បានប្រធានបទព្រះនាងព្រោះប្អូនស្រីជាព្រះនាងម៉ាក់ក៏ជាព្រះនាងដែរហើយកូននឹងក្លាយជាព្រះអង្គម្ចាស់តូចរបស់ម៉ាក់ជានិច្ចតើថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នរណាទៅកូនហើយកូនទៀតអូលីវពួកយើងមកធ្វើការបួងសួងនិងផ្លុំទៀនជាមួយគ្នាទាំងអស់គ្នាណាកូនសង្ឃឹមថានឹងធំឡើងឆាប់បងប្រុសនិយាយថាបើកូនគ្រប់អាយុ18ឆ្នាំបងប្រុសនឹងនាំកូនទៅផឹកនៅបារកូនសង្ឃឹមថាគ្រប់គ្នាសុទ្ធតែមានជាតិក្រោយកូនចង់ជ្រើសរើសយកលេងជាធ្វើជាម៉ាក់របស់កូនម៉ាក់តើម៉ាក់នឹងជ្រើសរើសកូនទេម៉ាក់នឹងស្រឡាញ់កូនជារៀងរហូតមកមើលថាតើប្រអប់កាដូព្រះនាងនិងកញ្ចប់កាដូអូត្រាម៉ាន់គេនេះជារបស់អ្នកណាទៅរបស់កូនពួកយើងផ្លុំទៀនសិនបានទេបានតោះម៉ាក់ក៏មានកាដូជូនកូនដែរនៅលើឡានបន្តិចទៀតម៉ាក់ទៅយកមកគឺឯងនេះហើយដែលខ្ញុំកំពុងរកថ្ងៃនេះជាថ្ងៃខួបកំណើតរបស់កូនខ្ញុំប្រាប់ឯងឲ្យដឹងទុកមុនកុំបង្ខំឲ្យខ្ញុំប្រះហិង្សាអសោះលៀងជាថ្ងៃនេះក៏ជាឱកាសចុងក្រោយរបស់ឯងដែរវីដេអូកាមេរ៉ាសុវត្ថិភាពកាលពី5ឆ្នាំមុនពេលដែលឯងត្រូវគេដាក់ថ្នាំហើយនាំទៅសន្តាគារគឺស្ថិតនៅក្នុងដៃរបស់ខ្ញុំប្រសិនបើ PI ដឹងរឿងដែលឯងត្រូវគេធ្វើឲ្យមានផ្ទៃពោះហើយសម្រាប់បានកូនប្រុសស្រីមួយគូនេះតើឯងគិតថាតើនាងនៅអាចរៀបការចូលគ្រួសារអ្នកមានបានទៀតទេតាមពិតទៅពេលនេះខ្ញុំកំពុងបារម្ភថាខ្ញុំមិនអាចលែងលះបានតើបានចាំមើលថាឯងនឹងរឹងតឹងបានដល់ពេលណាលោកជំនួយការចិនឆេនមើលទៅហាក់ដូចជាមានគេកំពុងរកអ្នកមកលុបចោលកម្មវិធីជប់លៀងហើយក្តីស្រមៃចង់រៀបការចូលគ្រួសារអ្នកមានចិត្តរលាយសាបសូន្យហើយហាមើលវីដេអូនឹងរួចហើយតើពេលនេះឯងមានអារម្មណ៍ស្ដាយក្រោយខ្លាំងទេដែលបានយកប្រពន្ធរូដៃពីរគឺស្រីធ្លាប់រៀបការបែបនេះខ្ញុំមិនខ្វល់ពីរឿងអតីតកាលរបស់លីនជាទេព្រោះអ្វីដែលខ្ញុំស្រឡាញ់គឺគោរពនាងផ្ទាល់ក៏ប៉ុន្តែសម្រាប់ពួកអ្នកវិញហាក់ដូចជាមេរៀនកាលពីលើកមុននៅមិនទាន់គ្រប់គ្រាន់ទេដឹងឆ្មាំខ្ញុំមិនចង់ឃើញមុខពួកអ្នកទៀតទេកុំណែកលោកនៅតែគួរតែហៅលោកជំនួយការចិនឲ្យលុបចោលពិធីមង្គលការទៅបងទើបតែនឹកឃើញរឿងមួយកាលពី5ឆ្នាំមុនពេលដែលអូនត្រូវគេដាក់ថ្នាំហើយបញ្ជូនទៅសន្តាគារលីហួរ Hotel នោះបងក៏មានវត្តមាននៅទីនោះដែរគ្រាន់តែពេលនោះបងមិនសូវដឹងខ្លួនហើយតែងតែយល់ច្រឡំថាអ្នកដែលរួមរកជាមួយបងគឺជាងស៊ីនរ៉ូជាងឈិនរ៉ូតាមពិតទៅអ្នកនោះគួរតែជាអូនបងលោកប្រធាន PP នេះជាឯកសាររាយការណ៍លទ្ធផល test DNA របស់អ្នកនិងអូលីវគឺមានកម្រិត 99.999 មិនមែនឪពុកម្ដាយរបស់អូននិយាយថាកាលពីឆ្នាំនោះអូនសម្រាលបានកូនភ្លោះប្រុសស្រីមួយគូទេកូនភ្លោះមួយគូនោះគឺអូយូនិងអូលីវតើអូនចង់មានន័យថាអូយូនិងអូលីវគឺជាកូនបង្កើតរបស់បងមែនទេបងនឹងជួយអូនស៊ើបអង្កេតរឿងរ៉ាវកាលពីពេលនោះឲ្យបានច្បាស់លាស់បងនឹងមិនឲ្យអ្នកណាម្នាក់មកធ្វើបាបអូនបានទៀតទេចុះអូយូវិញអូនកើតអីហ្នឹងឬមួយក៏អូនមានផ្ទៃពោះតាំងពីយប់នោះទៅសូមគោរពភ្ញៀវកិត្តិយសទាំងអស់គ្នាបន្តទៅនេះសូមអញ្ជើញស្វាគមន៍កូនក្រមុំដ៏ស្រស់ស្អាតរបស់យើងចូលមកក្នុងពិធីតើបងប្រុសរបស់កូនទៅណាហើយ
ម៉ាក់ប្រាប់ថាបងប្រុសបានក្លាយទៅជាទេវតាតូចមួយហើយតើអូនព្រមរៀបការជាមួយបងបានទេលីវសៀវម៉ៃលីឆេអាមី POU PWU កុំស្មានថាបងកូនជាសះស្បើយពីជំងឺហើយបងមិនហ៊ានវាឲ្យសោះប្រកោចិញ្ចៀនមកឲ្យបងភ្លាមនៃ POU P ដាឆាំង P ដេឆាំងកុំវីកូនឈប់វីទៅកូនទី3នំដាក់ក្រែបាត់ហើយសូមឲ្យអ្នកដែលកំពុងជួបការលំបាកក្នុងជីវិតបានជួបនឹងសេចក្តីស្រឡាញ់និងភាពស្រស់ស្អាតសូមឲ្យអ្នកមានផ្ទះសម្រាប់ត្រឡប់ទៅវិញមានអ្នកចាំមានបាយហូបនិងមានពន្លឺភ្លើងមួយដែលបំភ្លឺរង់ចាំអ្នកជានិច្ចរឿងភាគនេះសូមឧទ្ទិសដល់អ្នកទាំងអស់គ្នាដែលកំពុងខិតខំប្រឹងប្រែងរស់នៅក្នុងជីវិតអរគុណសម្រាប់ការទស្សនាសាច់រឿងពីដើមដល់ចប់សូមជួយ follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីសូមអរគុណសូមជួយ follow និងចុចចូលចិត្តដើម្បីជាកម្លាំងចិត្តធ្វើវីដេអូក្រោយទៀតជួបគ្នានៅក្នុងរឿងភាគក្រោយទៀត